69 ការគៀបសង្កត់សរុបព្រោះ Everton អត្ថបទខ្ពស់ស៊ូហាវធំដែលនិយាយមិនចេះនិយាយដុំអ្នកស៊ីមីងជួនក្នុងនាមជាអ្នកមានអំណាចមួយស្ពើអ្នកពិតជាបានទៅហើយបានចាប់យកអ្វីមួយពីក្រុមយុវជនតើគាត់មានមុខក្រាស់អ្វីដែលគាត់មានស៊ូហាវបានងៀតក្បាលហើយបានមកជួបឯមីងជួនបានជ័យជំនះសត្វពាហនៈយ៉ាងងាយស្រួលហើយជិះវានៅជុំវិញភូមិបាស្តាតខ្មាស់យៀននេះស៊ូហាវពិតជាមើលងាយគាត់បន្ទាប់មកគាត់បានគិតអំពីអ្វីមួយភ្លាមដោយស្នាមញញឹមគាត់បានក្រឡេកមើលបុរសវិរីថាមិនប្រញាប់ទេក្រោយមកខ្ញុំនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលបន្ទាប់ពីបញ្ចប់ពាក្យរបស់គាត់លោកស៊ូហាវបានបាត់ខ្លួននៅមុខខ្លោងទ្វារទីក្រុងគាត់បានត្រឡប់មកវិញហើយស៊ូហាហូបានប្រើព្រះច័ន្ទបំណិតដោយមិនស្ទាក់ស្ទើរក្នុងការសម្លាប់សត្វទាំងអស់បញ្ចាំយកតែទំនាក់ទំនងរបស់សត្វប៉ុណ្ណោះដែលមានទំនាក់ទំនងជាមួយការពិតវាមានអារម្មណ៍ថារយៈពេលយូរបានកន្លងផុតទៅហើយនៅពេលដែលមាននៅឯនគរស្ថានសួគ៌ប៉ុន្តែមានតែពី3នាទីប៉ុណ្ណោះដែលបានឆ្លងកាត់ក្នុងពិភពពិតស៊ូហាមើលទៅនៅលើអាកាសអរ៉ាស់ដ៏មានឥទ្ធិពលពីរបានប្រជុំមុខនឹងគ្នាទៅវិញទៅមកតាមពិតលោកស៊ូហាមិនអាចមើលឃើញតួលេខរបស់មនុស្សពីរនាក់ផងដែរទោះយ៉ាងណាលោកបានដឹងដោយគ្មានការសង្ស័យថាលោកបានចិនត្រូវបានអូសចូលក្នុងដែនពីងយ៉ាងទេពកោសលរបស់ភីងយ៉ាងគឺជាការគ្រប់គ្រងចន្លោះដូច្នេះដែនរបស់គាត់នឹងត្រូវបានបំពេញដោយការបំភ្លៃទំហំទាំងអស់ដែលមនុស្សធម្មតាមិនអាចយល់បានទេរឿងតែមួយគត់ដែលបានធ្វើឲ្យដឹងថាវាជាការប្រយុទ្ធដ៏កតៅគគុករវាងពួកគេគឺជារលកគ្មានទីបញ្ចប់នៃអេរ៉ាដែលត្រូវបានដោះលែងនេះគឺជាការប្រជុំមុខគ្នារវាង Jenny A ឡៃពីលោកស៊ូហាវបានផ្លាស់បតោរការក្រឡេកមើលរបស់គាត់ទៅសមរភូមិនៅចំពោះមុខគាត់ទោះយ៉ាងណានៅពេលដែលគាត់ក្រឡេកមើលវាលោកស៊ូហាវបានស្រឡាំងកាន់ពួកគេនៅតែត្រូវបានបង្ក្រាបដែនចំនួន10 Inverbo បូករួមទាំងវីរបុរសវិជ្ជាជីវៈកម្ពុជា Element 10មួយត្រូវបានគ្របដណ្ដប់ដោយសត្វអភិរក្សអធិរាជចំនួន10បន្ទាប់ពីលោកស៊ូហាវបានសង្កេតមើលកាន់តែជិតស្និទ្ធគាត់អាចញញឹមបានតែជាបន្ទាន់ប៉ុណ្ណោះគម្លាតគឺធំពេកហើយសត្វណមួយត្រូវបានគ្របដណ្ដប់ដោយអរ៉ាចម្លែកមួយចំនួនដែលជាដែនរបស់ពួកគេក្នុងករណីនេះពីរអ្នកប្រឆាំងនឹងម្នាក់ដែលមនុស្សអាចងាកមកកាប់ពីខ្លួនពួកគេទាំងនេះពិតជាមិនមែនជាសត្វធម្មតាទេស៊ូហាហូបានមើលរហ័សមិនមែនសត្វទាំងអស់សុទ្ធតែមានអានុភាពខ្លាំងបំផុតទេសម្រាប់អ្នកដែលមានអំណាចជាច្រើនក្នុងការប្រមូលផលទុំគ្នានៅកន្លែងតែមួយលោកភីនយ៉ាងច្បាស់ជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្វែងរកពួកគេសត្វណមួយនៅទីនេះកម្រមានណាស់ហើយពិបាករកណាស់ហេស៊ូហាញញឹមដោយមានកំហុសដូច្នេះចោះយ៉ាងណាបើគាត់ខ្លាំងឥឡូវនេះរង្វាន់ទាំងអស់នឹងជារបស់ស៊ូហាហូបានទៅទីនោះដោយស្និទ្ធស្នាលហើយបានរកឃើញថាការកុហករបស់អ្នកកុហកហើយអ្នកដែលមានអំណាចម្នាក់ត្រូវបានប្រជុំមុខនឹងសត្វមួយដែលមើលទៅដូចជាសត្វតោវាកំពុងក្រហមឈួតបង្ខំឲ្យអ្នកទាំងពីរឈ្នប់ភ្នែករបស់ហោបានភ្លឺនៅពេលដែលសត្វតោបានបង្ខំឲ្យពួកគេដើរថយក្រោយគាត់បានធ្វើចលនាមួយអ្នកបង្កើតសកលលោកការរីកចម្រើនមនសិការរបស់សត្វតោត្រូវបានគេយកទៅឆ្ងាយទន្ទឹមនឹងនេះដែលរាងកាយរបស់វាដែលកំពុងរៀបចំដើម្បីក្រហមភ្លាមប្រែទៅជាទន់លោកស៊ូហាត្រូវបានចាប់ប្រកាន់ឆ្ពោះទៅមុខយ៉ាងឆាប់រហ័សជំរុញឲ្យមានការកុហកហើយដែនរបស់អ្នកដែលនៅសេសសល់បន្ទាប់ពីចាក់ចេញពីការកាត់ទោសគាត់បានវិលត្រឡប់មករកនគរស្ថានសួគ៌វិញកុំប៉ះវាឬក៏ការជំរុញនេះនឹងភ្ញាក់ឡើងស្វីលោកស៊ូហាអង្គុយឆ្លងដែនហើយមិនបានរើបំរាស់ដោយបន្សល់ទុកនៅដែនដែលច្របូកច្របល់ឲ្យស្ពើនឹងកុហកថានេះតើមានអ្វីកំពុងកើតឡើងសត្វសាហាវមិនបានរើចេញទេហើយក៏មិនត្រូវបានគេថែដែរអរ៉ាចម្លែកមួយបានរំពាត់ពួកគេទាំងពីរនាក់ដែលកំពុងដេកកុហកគឺការកុហកដែលកំពុងដេកលក់ហើយដែនរបស់អេស្ពើនៅខាងក្រៅរបាំងបំផន់ការកុហកស៊ូបានស្គាល់ភ្លាមដោយមើលឃើញនៅពេលដែលគាត់ប្រើការបំផន់របស់គាត់វានឹងក្លាយជាពេលវេលាដែលគាត់ខ្លាំងបំផុតតាមពិតគាត់ប្រហែលជាអាចកម្ចាត់សត្វបានតើអ្នកចង់មានន័យអ្វីដោយគាត់ប្រហែលជាអាចតើលោកម្ចាស់ឈ្មោះលៀមហ្វាំហ្វៀនស្មៀតឃីតមានប្រសាសន៍ថាអ្នកជឿជាក់លើត្រង់នេះច្រើនទេគាត់គ្រាន់តែជាអ្នកជំនាញម្នាក់ដែលមានជំនាញវិជ្ជាជីវៈប៉ុណ្ណោះឥឡូវនេះវាជាឱកាសដ៏ល្អបំផុតរបស់យើងក្នុងការធ្វើចលនាសត្វតោនេះបានចូលក្នុងការបំផន់របស់គាត់ដរាបណាខ្ញុំវាប្រហារវាឥឡូវនេះវាពិតជានឹងស្លាប់មិនអោយញ៉ាំការវាប្រហាររបស់ខ្ញុំដរាបណាខ្ញុំប្រើបច្ចេកទេសប្រភពដើមរបស់ខ្ញុំវាពិតជាទទួលរងការខូចខាតធ្ងន់ធ្ងរទោះបីវាមិនស្លាប់ក៏ដោយលោកឡាយូហ្វេងបាននិយាយយ៉ាងរំភើបអ្នកមិនអាចទេលោកស៊ូហាវបានលើកឡើងរួចហើយថាប្រសិនបើយើងទប់ទល់រួចមកហើយថាប្រសិនបើយើងវាប្រហារវាយ៉ាងឆាប់រហ័សខ្ញុំមិនជឿគាត់ទេកុហកហ្វេនបានស្ទើរថាចាប់តាំងពីសត្វនោះបានជាប់នៅក្នុងការបំផន់ឥឡូវនេះគឺជាឱកាសដ៏ល្អបំផុតអ្នកមិនអាចទេកុហកបានបន្តនៅក្នុងសំឡេងធ្ងន់ធ្ងរទោះបីជាវាជាការបំផន់ក៏ដោយក៏អ្នកដែលកំពុងធ្វើឲ្យវាងឿងឆ្ងល់
ហាប់ហើយពីព្រោះបរិសុទ្ធពីរនាក់បានខ្លាចជាបរិសុទ្ធ3នាក់លោកលីហ្វីហ្វេងកំពុងត្រូវបានគេមើលដោយផ្ទាល់មើលការកុហកដោយជាយាមរារាំងគាត់យ៉ាងខ្លាំងប្រសិនបើយើងមិនសម្លាប់វាឥឡូវនេះនៅពេលដែលសត្វសាហាវសម្លាប់ស៊ូហាវនឹងភ្ញាក់នៅពេលក្រោយវានឹងយឺតពេកហើយអ្នកកុហកមិនបាននិយាយអ្វីទាំងអស់ប៉ុន្តែឈរយ៉ាងរងំនៅពីមុខរបាំងបំភ័ន្តធ្វើបាបវាតើអ្នកណាជាបងប្អូនរបស់អ្នកនៅទីនេះការកុហកមុខរបស់ Facebook មកពិតជាអាក្រក់ណាស់ហាំព្រោះអ្នកចង់ការពារគាត់បន្ទាប់មកបន្តការពារគាត់ខ្ញុំចង់ឃើញអពុទ្ធហេតុបែបណាដែលគាត់អាចធ្វើបានកុហកស៊ូបានញញឹមយ៉ាងខ្លាំងតើវាអាចប្រែជាដូចនេះយ៉ាងដូចមកទេចយ៉ាងណាមិញស៊ូហៅហើយពួកគេនៅទីនេះដើម្បីជួយប្រជាជនទាំងនេះនៅតែកំពុងគិតចង់ទទួលបានក្រេឌីតទទួលបានតើវាគឺដោយការសម្លាប់សត្រូវដែលមានកម្លាំងរបស់ Esper ដែលចំនួនរបស់មនុស្សអ្នកនឹងឡើងកប់ពពកមិនថាវានៅតែជាសមរភូមិក៏ដោយដើម្បីកាត់បន្ថយការប្រយុទ្ធនៃជីវិតនិងការស្លាប់ក្នុងរឿងនេះពិតជាគួរឲ្យសោកស្ដាយណាស់កុហកស៊ូបានច្របាច់កណតាប់ដៃរបស់គាត់ហើយក្រឡេកមើលទៅស៊ូហាវដែលមាននៅក្នុងរបាំងបំភ័ន្តនេះស៊ូហាវតើអ្នកពិតជាអាចកម្ចាត់សត្វសាហាវរបស់អធិរាជនេះបានទេការរីកចម្រើននៅព្រះរាជាណាចក្រនៃស្ថានសួគ៌ប្រជាជននៅព្រះរាជនៃស្ថានបរមសុខកំពុងមមាញឹកក្នុងការព្យាយាមទប់ទល់នឹងសត្វរបស់ពួកគេចំពោះបុរសដែលមានអ្នកខំគាត់អាចទូន្មានពួកគេដោយភ្នែករបស់អ្នកសំទានក្រៅពីកន្លែងនេះគាត់បានគាត់សម្គាល់ឃើញថាមេឃកំពុងឆ្លងកាត់ការផ្លាស់ប្ដូររការរញ្ជួយយ៉ាងឆាប់រហ័សសត្វព្រូនមួយផ្សេងទៀតបានដួលហើយភ្នែករបស់គាត់បានភ្លឺភ្លាមគាត់បានប្រញាប់ប្រញាល់ទៅមុខយ៉ាងលឿនក្នុងភាពត្រេកត្រអាលប៉ុន្តែនៅពេលដែលបុរសខ្ពង់រាបទៅតែបានខិតជិតដល់ការរីកចម្រើនគាត់បានហោះហើរជាមួយនឹងការទាត់ក្រហមបានបន្លឺឡើងនៅក្នុងនគរនៃស្ថានសួគ៌ទាំងមូលមនុស្សគ្រប់គ្នាបានមើលទិសដៅនោះនៅពេលនេះបុរសបូលីបានយល់ពីអ្វីដែលលោកស៊ូហាមានន័យថាមុនសត្វពីហណៈជាន់ខ្ពស់គាត់មានគម្រោងធ្វើឲ្យសត្វបែបនេះចូលក្នុងភ្នំខ្ញុំងងណាស់ស៊ីមីងជួនបានស្រឡាំងកាំងក្រឡេកមើលទៅសត្វសាហាវនៅចំពោះមកពួកគេហើយបន្ទាប់មកផ្លាស់បតទៅរកការក្រឡេកមើលរបស់ស្តេចថ្នាក់ព្រះមហាក្សត្រដែលកំពុងបញ្ជាក់ការរីកចម្រើនគាត់បានហោះហើរជាមួយនឹងការទាត់ក្រហមបានបន្លឺឡើងនៅក្នុងនគរនៃស្ថានសួគ៌ទាំងមូលមនុស្សគ្រប់គ្នាបានមើលទិសដៅនោះនៅពេលនេះបុរសបូលីបានយល់ពីអ្វីដែលលោកស៊ូហាមានន័យថាមុនសត្វពីហណៈជាន់ខ្ពស់គាត់មានគម្រោងធ្វើឲ្យសត្វបែបនេះចូលក្នុងភ្នំខ្ញុំងងណាស់ស៊ីមីងជួនបានស្រឡាំងកាំងក្រឡេកមើលទៅសត្វសាហាវនៅចំពោះមកពួកគេហើយបន្ទាប់មកផ្លាស់បតទៅរកការក្រឡេកមើលរបស់ស្តេចថ្នាក់ព្រះមហាក្សត្រដែលកំពុងបញ្ចេញញោនៅក្រោមសោភ័ណភាពរបស់វាភ្លាមគាត់មានអារម្មណ៍ថាស្តង់ដាររបស់គាត់បានធ្លាក់ចុះដោយថ្នាក់ជាច្រើន FKCK ប្រសិនបើខ្ញុំដឹងថាវានឹងមានសត្វដែលមានកម្រិតអធិរាជហេតុអ្វីខ្ញុំមិនចេះអត់ធ្មត់គិតថ្លៃបន្ទុកវាជារបស់ខ្ញុំភ្នែករបស់មនុស្សគ្រប់គ្នាប្រែជាក្រហមដូចដែលពួកគេបានចាប់ប្រកាន់ទៅមុខសត្វសាហាវដែលបញ្ចិតនឹងសកម្មភាពមុនរបស់ខ្លួនភ្លាមមានអារម្មណ៍ថាមានអ្វីផ្លាស់ប្ដូរនៅជុំវិញវាមុនពេលដែលវាបានប្រតិកម្មវាបានឃើញមនុស្សមួយក្រុមដែលប្រញាប់ប្រញាល់ឆ្ពោះទៅរកវាដោយភ័យខ្លាចនរកចេញពីវាតើកន្លែងនេះជាអ្វីពួកគេជានរណាសត្វសាហាវនេះបានក្រហមប៉ុន្តែវាឃើញយ៉ាងច្បាស់យ៉ាងហោចណាស់មានដែន 4M នៅក្នុងបុរសសត្វនៅវានេះមិនមែនជាអ្វីដែលជាកម្លាំងបច្ចុប្បន្នរបស់វាទេដែលជាសត្វដែលមានកម្រិតអធិរាជអាចដោះស្រាយបានបន្ទាប់ពីឈានដល់កម្រិតអធិរាជវាបានពិចារណារួចហើយរបស់ខ្លួនឆ្លាតវៃទោះបីជាសត្វសាហាវនេះក៏មិនឆ្លាតដែរយ៉ាងហោចណាស់វាដឹងថាអ្វីដែលមានគ្រោះថ្នាក់ដកថយសត្វសាហាវបានរត់ចេញយ៉ាងលឿនប៉ុន្តែតើវាអាចរួចផុតពីបុរសឈ្លានពានទាំងនេះដោយភ្នែកបង្ហូរឈាមយ៉ាងដូចមកទេចការរីកចម្រើនមុនពេលគ្រប់គ្រងបានជាង100ម៉ែត្រសត្វនេះបានទទួលវាចេញរួចទៅហើយចូលទៅក្នុងពុតមួយសូម្បីតែស៊ូហាវបានស្រែកកយសួរពេលមើលទេសភាពនេះយ៉ាងណាមិញវាជាសត្វដែលមានកម្រិតអធិរាជអាក្រក់ពេកវាត្រូវប្រឈមនឹងអ៊ីនមីងដែនជាច្រើនក្នុងពេលតែមួយប្រសិនបើមិនសម្រាប់របាំងដែលដាក់អន្ទាក់ដើមឈើអាគារនោះទេវានឹងប្រញាប់ប្រញាល់នៅទីនេះដូចនោះដែលលោកស៊ូហាវបានមើលឈុតនេះនៃសត្វដែលមានកម្រិតអធិរាជដែលត្រូវបានវានឹងស្រែកយ៉ាងឈឺចាប់ហើយការរំភើបរបស់ស៊ីមីងជួនបានបន្លឺឡើងនៅក្នុងព្រះរាជាណាចក្រនៃស្ថានសួគ៌ឈុតនេះពិតជាបានធ្វើឲ្យស៊ូហោញើសត្រជាក់2នាទីសូនការសង្ស័យសាហាវរបស់អធិរាជនេះបានធ្លាក់ជើងមកលើជើងរបស់វាបើប្រៀបធៀបទៅនឹងសត្វដែលមានកម្រិត50 King និង King ជាតិនេះកាន់តែលឿនទៅទោះជាយ៉ាងណាក៏ដោយបុរសប៊ឺរីនោះបានទៅស៊ូហាវមតង់ទៀតជាមួយនឹងរូបរាងខុសព្រះអម្ចាស់ឲ្យតាមានសត្វសាហាវទៀតទេហោអេលោកស៊ូហាវបានលុបចោលញើសរបស់គាត់ខ្ញុំគិតថាខ្ញុំទើបតែចាប់យកសត្វដែលមានកម្រិតអធិរាជទេលោកគ្រូសៃមីងស៊ីហ៊ុនបានចាប់យកវាទៅបុរសនោះបានឆ្លើយនៅក្នុងសំឡេងគួរឲ្យអាណិតណាស់ស៊ូហាវការចិញ្ចឹមក្បាលរបស់គាត់បានឃើញស៊ីមីងជួនជិះលើសត្វនោះដោយខំប្រឹងធ្វើការទប់វាលោកស៊ូហាវលេងមានធម៌ពលតិចជាងនេះទៀតហើយបុរសចំណាស់សូម្បីតែអ្នកចង់បានសាច់ក៏ដោយក៏អ្នកក៏មិនអាចទប់ឲ្យអ្នកផ្សេងបានដែរឬទេអ្នកទើបតែចាប់សត្វសាហាវមួយនៅឆ្ងាយពីដើមហើយបន្ទាប់ពីបានដឹងថាមានម្នាក់ដែលប្រសើរបានមកដល់អ្នកបានទៅហើយបានចាប់វាមកតង់ទៀតមនុស្សគ្រប់រូបមានមុខលោកស៊ូហាវដកដង្ហើមធំប៉ុន្តែបុរសនេះគ្មានមុខទេហើយគាត់បានស្លាប់ថែមទៀតព្រះអម្ចាស់
ทีนี้บ้านลูกซูห้าบ้านกระวีได้ระบอกกอดด้อยมีตุ่มนุกจัดหามีการหมอกดอยปีใบติดให้กรอนตาเตรียมครูนสบากมปุกเกออกก้นเปรอมจ้าสำหรับเปรก้นระบอกเนี่ยการเรียจำรันตรอลอบมาปิพบปัดในปิพบปัดกากหอกไฮเลยฟองโง่ในใต้เล็งสาวจิมวยปิดฮะโอนโปรโตดมวยเนี่ยในใต้มันจังดาวเติมหมกติดโปรสันบ้านเนี่ยตัวตู้จังทั่วบรรโตขยมในปีกรอยบ้องโอนโปรโตดกหอกซูเนี่ยบ้านชุบปรากาพิยิมปราตุ่มเนี่ยตุ่มน้องระบอกยื่งประบานบำบัดดอยบ้องโอนจีนมวยจีจานจุ่มหนอนกบ้าตระโกนบ้านพญามกเนี่ยในตีนี้ดำใบช่วยขยมก้มตัวบ้านประจำหนึ่งเฮ้ได้จีไปสกัดกรรมความโตรเนี่ยบ้านบรรจบในปีได้เนี่ยบ้านโจล้วนขนมตุลากาเถียนล้งกหอกฟินสมิธิตัวเชียสำหรับไปสกัดกรรมปัจจุบันวิตรบ้านจึงดอยเวนจึงในกล้องชั่วโมงระบบสหปนดอยสำหรับสัตว์อธิริตงวยระบบสหปนนึงพอต่อโลรงบอลดอกขยมอย่างฉบับวันต่อปีขยมสำหรับสัตว์นี้ยืงบ้านบรรจัยแปะกอนอตลาดระบบครูนยืงแปะกอนอตลาดระบบครูนตาเนี่ยนิยวยการลบล้นอาจจะบ้านเกมมือเคยนึกขนมในระบบกหอกเพนเฮงไว้ได้จีเรื่องคอมไพลน์นี้ลูกลีโฟบ้านสำลังเมื่อกอดดอยตระเจาะเนี่ยบ้านลูกนึงอยู่หมอมห้างขยมชื่อทานเนี่ยดังค้าลูกเท้าคลั่งปนนาแต่เนี่ยอาจสู้พร้อมนึงกอดในเป็นกรอยบันเตเนี่ยแต้มใบเนี่ยนี่กรอนตายจีกำรัดได้ในบ้านมวยปนโนชุบเรียบเทียบปูเกจีมวยขยมกหอกฟินส์มีพิษแท้มองโปรโตเนี่ยจ้องบรรชุกขยมปนแต่เนี่ยหักดูจีบ้านพลัดแท้เนี่ยมันเหมือนจีกูประเจงระบบขยมตีเพราะสันบ้ามันเหมือนสำหรับขยมได้พอต่อโลตึกมุกดอกบาครูสาวงเวงวงวอนการเรียจำรันออนอตาเพลิงบ้านบางฮันคลุ้นพริมพริมการกบหักโซโฮมันได้กระถางลิมเฟงบ้านทัวจลนาระบบกอดเต้พริมพริมกบหักซูบ้านทัวอ้อยปัจจัยกเต้ประพบดำกาปีระบบกอดบ้านทัวอ้อยสกัมยังฉับระฮะตัวยังนาอันดาเพลิงบ้านฮอบกอดดอยประยันชั่วตลกสักสหางเฮียนเนี่ยยังหมดกบหักเนี่ยมันผลิตการปนยูระบบซูฮาวเต้พริมพริมนุกอดบ้านประยันประเติมมกปนตายบืนระบบกอดมันกรุกร้อนเต้ได้ตระหนึ่งออนอตาเพลิงปรามวย180 ปีอาจกำบังระบบพิงยังโปรอาเบอร์เทิร์นอัตบัตกูเฮ้ในแต้มปีในการก่อฮอกข้องบานจอนในไปได้ออนอตาเพลิงระบบกอดทิพนึงแต่ดอยสัตว์นุกอดบ้านเคยผลือปวสอพริมนุสัตว์บ้านใบจีปีมีบ้านสลับพริมจำพวกออนอตาเพลิงมีบ้านช่องกัดกลุ่มเรียระวิงสัตว์สหาวนี่จอดในปีกลายวิหายบังการบันจีพอทอเยนี่คือเจียปุกเกแต้มปีเนี่ยบ้านมิวชงองมันเป็นปุกเกมีปฏิกรรมซึ่งหากบ้านตลอดมาวิ่งลุยหาส่วนบ้านบางหนึ่งหรือในแต้มปีระบบกอดเพราะสันบากอดมันบ้านเมียปีเต็มตอนเปเตบรรตัวปีเปรียบจังเม็ดกาก็ฮักเฟซบุ๊กประหารจีบ้านสำหรับสัตว์นี้ตามปิดลูกซูห้ามันบ้านจูล้มจันเตไว้ได้บังกอไอมินกอดคือเป็นใบเลียปัจจุบันปุกเกกำปงสถัดขนมกอนอตาลันในสมรภูมิตาเมียนมนุษย์ปนมันเนี่ยได้ประทอยชีวิตระบบปุกเกในติโนลำไว้สบายเรากับปรับตัวครูระบบมนุษย์เนี่ยคือมันขอเตปนตายประสันว่าวีรุงคานดอนแผนการระบบเนี่ยดอเตวีมันอาจตัวยกบันเตเลือปินิติดประสันว่ากอดระบานรุงคานมันสมาร์ได้ระบบสักสหาวตุ่มน้มจีนงเบอร์ตลบโมกรบลิงกายระบบวีวิงเดเปลนุกการขัดข้องระบบกอดเต็มอ้อหนึ่งขมินในเพื่อบับเมียลูกโซฮาสำลังเมื่อการก่อฮอกฟ้องได้มีเจตนาสำหรับคลังขยมบานดังให้ทาสักสหาวนี้แรงมีนกำลังติดห้อยซุ่มใบตายขมินกาบีประหารระบบเนี่ยกอดด้อยขยมเนื้อตายอาจสำหรับบีบานยังมีสู้กุฮับฟินส์มีทิศท่าเนตเชียเนตจุ่มนินพวกบ่มพอดได้หินประชมมกหนึ่งสัตว์ได้มีนกำลังตัดทีลีเนตระตายบ้านก็สำกอคังคาวิตึงสาวห้าจียิมตัวบ้านอัตประยชน์ในการบรรจบวิจารมรกตลูกซูห้าบ้านกระเลเมื่อกอดอ้อเราจะเป็นมวยบินตีห้าจะไปขนมการรำคาญจิมวยกอดบรรตัวปีสมรภูมิบรรจบขยมหนึ่งรกเนี่ยดำใบกันนี้บำนนนี่ขมิ้นเฮียนถั่วอ้อยเนี่ยคลายเชียเนี่ยกระกระตมนี่ก็ฮอกเฟงกำปงกัดจังพอตอโลไม่เรียนมวยปนตายลูกซูห้าตัวตายพอตอโลอ้อยกอดเนื้อกาขอบจัดมวยประสันบ้านเนี่ยจังถั่วบีไปเลยนี่แต่ตรงหนึ่งไว้ได้เนี่ยบ้านถั่วปีนนลูกลิกเฟงบ้านไพ่สันสลาวในไปลือเรื่องนี้สระบบตุลาการไทยลงเตอให้ตาโลกไอ้บำพลัดนิสัตอย่างนี้บ้านโจรุ่มขนมตุลาการทิ้นลงจีเรียงรอปีใบทั้งไงมันยังโดดโมเตจอลานเวียก็พักคงบ้านดักบ่อนอตาซาด้อยสมนัดในขนมเวทดวงระบบกอดการเมื่อสู้ฮาจับเจนกดสเตสเตอร์มวยเราเยอะให้บ้านบรรจบมันจัดวิธีการไว้เต็มหมอชุดนี้ในเว้นเจงมาเตริงซูเซงกาปีทั้งไงมันในตาตระบานบอกปมยังเชื้อในขนมจัดระบบกอดต้นไทรโตที่ยมนำกันอันนี้บำนอนี่จิมวยเนี่ยในปีกรอยป้ามันเชื่อทาบ้านเจงหนึ่งไอ้กาปีเนี่ยจีเรียงระบบตีก็ฮอกเฟงบ้านถั่วอ้อยทำไมระบบกอดในไปได้กอดบ้านบรรทอดักบอนอตาซาขนมเบ็ดโดงระบบกอดเนี่ยก็ฮอกเนี่ยไอ้ถั่วอ้อยอ่องล้วนบ้านระบบกอดดอยขมิ้นตีปังดอยสำลังเมื่อรูปเรียงระบบก็ฮอกเฮงก้มชมาบรรทอปีตากอดบ้านโจรวมจำในขนมกรงครูซาเลยฝอห้องในใต้มันไอ้กรบกรงครูไหนบันเต้สำหรับการรบประจำนังติดตัวหนักกอดปัจจีบ้านสบายโรมัดโชบ้านแบบนี้ตากอดปัจจีกระทานเนี่ยเซงติดปีกาพนัยเตยามนำมันจุ่มแจมโพนังมันชอบพูเตเนื้อไปได้กลุ่มนัดนิ่งบ้านตัวลางปีกลุ่มนัดระบบกอดก็ฮอกนิ่งบ้านทั่วตามยังฉับระหักบรรทอปีลูกสู้ห้าวดำใบจุยเนี่ยเดเตการดูล้มในสัตว์ใดมีนกำลังอธิฤทธิ์มวยบ้านจับบ้านการจับอารมณ์ระบบเนี่ยเดเตที่บำพอดปวดกีอาจมีลำห้ำจึง
ស៊ូហាហូមានទីតាំងយ៉ាងឆាប់រហ័សសត្វនឹងក្បាលទ្រាំសម្រាប់វាដឹកនាំអ្នកសិក្សាទាំងពីរអ្នកដែលកំពុងប្រឈមមុខនឹងសត្វសាហាវក្នុងការដកថយគាត់បានប្រើប្រាស់បង្កើតសកលលោករបស់គាត់មកតង់ទៀតឲ្យអូស្មារតីរបស់សត្វនោះចូលក្នុងពិភពលោករបស់គាត់ការផ្ទុះខ្លាំងមួយបានបន្លឺឡើងស៊ូហាវនិងសត្វសាហាវនៅតែមានដដែលបុរសទាំងពីរអ្នកដែលបានប្រឈមមុខនឹងសត្វសាហាវមុននេះបានស្រឡាំងកាំងបន្ទាប់ពីបានប្រយុទ្ធជាយូរមកហើយពួកគេបានដឹងថាសត្វនេះខ្លាំងប៉ុណ្ណាតើធ្វើដូចម៉ូតេចទៅគាត់អាចគ្រប់គ្រងល្បឿននៃការប្រយុទ្ធនេះបានយ៉ាងងាយស្រួលដោយគ្រាន់តែផ្លាស់បតូរ៉ូតែមួយនៅពេលដែលលោកលេស៊ូបានពន្យល់ថាសត្វសាហាវបានជាប់ក្នុងការបំភាន់ហើយពួកគេមិនត្រូវបានរំខាននោះទាំងពីរអ្នកនេះបានទៅជួយគូមួយផ្សេងទៀតប្រាកដណាស់គ្រប់គ្រាន់ហើយមានមនុស្សគ្រប់ប្រភេទនៅក្នុងពិភពលោកនេះកុហកស៊ូសាយេតទោះយ៉ាងណាពេលនេះស៊ូហាវមិនបានធ្វើឲ្យគាត់រងចាំយូរទេ2នាទីក្រោយមកស៊ូហាវបានវិលត្រឡប់មកពីពិភពលោកវិញហើយងាយសម្រាប់សត្វនេះជាថ្មីម្ដងទៀតសកម្មភាពរបស់គាត់បានទទួលការយកចិត្តទុកដាក់ពីមនុស្សគ្រប់គ្នានៅសមរភូមិនេះលឿនណាស់ហើយងាយស្រួលក្នុងរយៈពេលតែ5នាទីគាត់ពិតជាបានបំផ្លាញសត្វពីរជាមួយនឹងរលកសត្វមួយនឹងធ្លាក់ចុះមនុស្សគ្រប់គ្នាអាចមើលឃើញរឿងនេះយ៉ាងច្បាស់ដោយភ្នែករបស់ពួកគេដើម្បីអាចសម្លាប់សត្វទាំងនេះដែលមានលទ្ធភាពតែមួយប៉ុណ្ណោះគណៈពេលដែលនៅក្នុងការបំភាន់នេះស៊ូវូបានបង្ខំឲ្យស្មុគស្មាញរបស់សត្រូវចូលទៅក្នុងស្ថានភាពគួរឲ្យអាណិតដែលសូម្បីតែភាពធន់ទ្រាំមូលដ្ឋានក៏មិនអាចធ្វើទៅបានដែរតើនោះជាកម្លាំងអ្វីប្រសិនបើគាត់ត្រូវបានផតឡូពេលវេលាគាត់អាចជាបានចេញពេលវេលាពិតជាខុសគ្នាណាស់រាល់ដែនអ៊ីនភើបច្ចុប្បន្នអាចញញឹមយ៉ាងខ្លាំងទោះយ៉ាងណាក៏ដោយគ្មាននរណាម្នាក់បដិសេធការផតឡូជំនួយរបស់លោកស៊ូហាវទេ2នាទីសត្វមួយបានធ្លាក់ចុះមានការពន់យកពេលដោយខ្ញុំជាអ្នកសត្វសាហាវរបស់អធិរាជទាំងនេះគឺដូចជាទន្សាយដែលគ្មានទីពឹងដែលកំពុងរងចាំការដេញដោយ Hunter ស៊ូហាវ15នាទីក្រោយមកស៊ូហាវបានយកសត្វដែលមានកម្រិតអធិរាជដែលនៅសេសសល់ទាំងអស់គ្មានការសង្ស័យយើងបានឈ្នះហើយឬនៅ Len Esper បាននិយាយថាការខាតបង់ខ្ញុំគិតដូច្នេះដែលមួយផ្សេងទៀត Esper ឆ្លើយថាមិនច្បាស់ជាមួយនឹងអ្វីដែលគាត់គ្រាន់តែបានឃើញពួកគេបានប្រថុយជីវិតរបស់ពួកគេនៅក្នុងសមរភូមិនេះហើយពួកគេស្ទើរតែត្រូវបានសត្វព្រៃទាំងនេះចេញប៉ុន្តែលោកស៊ូហាវគ្រាន់តែក្រវីដៃរបស់គាត់ហើយបានបញ្ជូនសត្វសាហាវឲ្យស្លាប់ក្នុងពេលតែមួយមនុស្សគ្រប់គ្នារន្ធត់ចិត្តណាស់ដោយបានឃើញរឿងនេះពួកគេមិនអាចជួយបានទេប៉ុន្តែសារភាពថាស៊ូហាវបានផតឡូឲ្យសិស្សរបស់តុលាការតាន់លំគឺខ្លាំងណាស់តាមពិតគាត់ថែមទាំងអាចរំលងអាណាចក្រនិងការរដកដង្ហើមដែនអេការរីកចម្រើននៅពេលដែលលោកស៊ូហាវបានត្រឡប់មកវិញមកតង់ទៀតនៅទីនោះលែងមានសត្វសត្រូវទៀតហើយសត្វគ្រប់រូបបានស្លាប់ហើយធ្វើរួចស៊ូហានបានដកដង្ហើមធំដោយមិនរាប់បញ្ចូលលោកឈីងដែលជាសត្រូវទាំងអស់ដែលបានប៉ុនប៉ងលុកលុយទីក្រុងគោយន់ទាំងអស់ត្រូវបានគេនាំចូលក្នុងព្រះរាជាណាចក្រឋានសួគ៌នៅក្នុងផ្នែករបស់អ្នកដទៃវាគូតែថាស៊ូហាហាក់បានសម្លាប់រងសត្វទាំងអស់វាហាក់ដូចជាងាយស្រួលប៉ុន្តែព្រះដឹងថាតើគាត់ត្រូវទទួលធម៌ពលប៉ុន្មានដើម្បីទទួលបាននៅភាពជោគជ័យនេះតើសត្វដែលមានកម្លាំងអតិកាសត្វអាចធ្វើយ៉ាងដូចម៉ូតេចដែលងាយនឹងអូសចូលក្នុងព្រះរាជាណាចក្រនៃស្ថានសួគ៌អ្នកបង្កើតសកលលោកការប្រើប្រាស់របស់វាគឺអស្ចារ្យណាស់មូលហេតុដែលវាហាក់ដូចជាងាយស្រួលគឺដោយសារតែសត្វទាំងនេះមានភាពរឹងមាំខាងរាងកាយប៉ុន្តែមិនអស្ចារ្យខ្លាំងទេក្នុងកម្លាំងចិត្តផ្លូវចិត្តដោយបានដោះសោប្រាជ្ញារបស់ពួកគេមិនយូរប៉ុន្មានទេតើពួកគេអាចនឹងទប់ទល់នឹងអ្នកបង្កើតសកលលោករបស់ហៅយ៉ាងដូចម៉ូតេចកម្រិតដែនអ៊ីនភើ2នោះគូតែជាដែនកំណត់បច្ចុប្បន្នរបស់គាត់លោកស៊ូហាវបានធ្វើការប៉ាន់ស្មានអ្នកបង្កើតសកលលោកចំពោះគាត់ទូនីតិរបស់វាគឺគ្រាន់តែផ្លាស់បតូរ៉ូសមរភូមិប៉ុណ្ណោះអាក្រក់ពេកអ្នករាល់គ្នានៅទីនេះគិតថាពួកគេនឹងប្រឈមមុខនឹងស៊ូហាវមួយនៅលើមួយប៉ុន្តែតាមពិតគាត់មិននៅម្នាក់ឯងទេក្រោកឈរឡើងលីហាវបានក្រឡេកមើលលើដែនទាំងនោះអ៊ីនភើដោយគ្មានការភ័យខ្លាចនៅក្នុងភ្នែករបស់គាត់នៅពេលដែលគាត់បានវិលត្រឡប់ទៅទីក្រុងគោយន់ដំបូងគាត់គ្មានអំណាចក្នុងការប្រឈមមុខនឹងស៊ូសេងទេទោះយ៉ាងណាឥឡូវនេះប្រសិនបើគាត់ត្រូវជួបជាមួយដែនដែលមានឈ្មោះថា Esper ដូចជាស៊ូសេងស៊ូហាវជឿជាក់យ៉ាងមុតមមថាគាត់នឹងទទួលបានជ័យជំនះនេះគឺជាទំនុកចិត្តដែលខាតដែលមកពីការជំរុញថ្មីនេះក្នុងកម្លាំងការបង្កើតនគរឋានសួគ៌របស់កំហើញរបស់គាត់ក្នុងកម្លាំងការបន្ថែមសត្វ Berserker ស៊ូហាវកម្លាំងបច្ចុប្បន្នរបស់ហាសូម្បីតែគាត់មិនប្រកាសថាតើវាបានកើនឡើងប៉ុន្មានដងលោកស៊ូហាវបានលើកក្បាលគាត់ថាវាដល់ពេលដែលត្រូវបញ្ចប់ហើយនៅលើអាកាសអ្នកណាម្នាក់អាចឮសំឡេងខ្លាំងពីការប៉ះទង្គិចគ្នាដែលបង្ហាញពីការប្រយុទ្ធកាន់តែខ្លាំងឡើងជាក់ស្ដែងការប្រយុទ្ធនេះរវាងភីងយ៉ាងនិងលោកបានចេញបានកើនឡើងដល់ដំណាក់កាលចុងក្រោយស៊ូហាវដែនទាំងនោះអេមភើបានមកក្បែររបស់គាត់ដោយការបរពោរឹតដល់ឈាមទាំងអស់នៅលើសម្លៀកបំពាក់របស់ពួកគេមេដឹកនាំនិស្សិតក៏បានចូលរួមក្នុងក្រុមនេះផងដែរគប់ហាក់តែហ្វេនកំពុងឈរយ៉ាងគំហុកដោយការបញ្ចេញមតិស្លេកខាំថ្មិញរបស់គាត់មិនបានហ៊ានចូលទៅជិតក្រុមទេគ្រាន់តែមួយសំទោហោសថាស្រូវគាត់បានសោកចំអកឲ្យមកហាគាត់មិនដែលស្រមៃថាស៊ូហាវពិតជាខ្លាំងនេះណាគាត់ប្រហែលជាឆាប់ងងប៉ុន្តែមិនមែនខួរក្បាលស្លាប់ទេជាមួយនឹងកម្លាំងរបស់ស៊ូហាវប្រសិនបើគាត់ចង់សម្ដែងកុហកហ្វេងតើវាមិនមែនជាការងាយស្រួលទេឬការមើលវងមនុស្សប្រមូលផលតុំគ្នាលៀលហ្វេនស៊ីតាធីបមួយផ្លែតមុនពេលចូលរួមជាមួយពួកគេខាំថ្មិញរបស់គាត់បានធ្វើឲ្យខ្លួនគាត់ផ្ទាល់ហើយបាននិយាយថាស៊ូហាវខ្ញុំភ្លេចអំពីវាលោកស៊ូហាវបានមើលទៅលើចរន្តឈាមលើរាងកាយរបស់គាត់ការប្រយុទ្ធនៅថ្ងៃនេះអ្នកបានចូលរួមវិភាគទៀតទោះយ៉ាងណាស្ថានភាពនោះខ្ញុំមិនចង់ឃើញវាមកតង់ទៀតទេ
លោក Living បានក្រឡេកមើលអាកប្បកិរិយាដែលមិនយកចិត្តទុកដាក់របស់ស៊ូហាវហើយបានយកប្រាជ្ញដូច្នេះគាត់មិនដែលធុញទ្រាន់នឹងរឿងនេះទេទោះជាយ៉ាងណាក៏ដោយមិនគួរឲ្យគាត់សម្គាល់បេះដូងរបស់គាត់មានអារម្មណ៍ធូរស្បើយបន្ទាប់ពីបានទាំងអស់ទេសភាពរបស់ស៊ូហាហាបានទទួលយកជីវិតរបស់មើលសើកស័ក្តិដូចជាការរៀបកាន់តែខ្លាំងនៅតែស្រស់នៅក្នុងគំនិតរបស់គាត់អរគុណកុហកហើយដឹងថាស៊ូហាវកំពុងផតលទឹកមុខដល់គាត់ខ្លះបើមិនដូច្នោះទេផ្អែកលើបុគ្គលិកលក្ខណៈរបស់ស៊ូហាវនិងភាពរងំនាពេលបច្ចុប្បន្នការកុហកឃ្លានបានបាត់ខ្លួនជាយូរមកហើយការរីកចម្រើនការរំជួយដីភ្លាមៗនៅលើអាកាសបានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលអរ៉ាស់មានប្រភពចេញពីប្រភពពីរផ្សេងគ្នាបានកាន់តែខ្លាំងនិងខ្លាំងជាងមុនដែលបង្ហាញពីការសន្និដ្ឋានគឺចង់បង្ហាញខ្លួនកេងការបង្ក្រាបនៅក្នុងចន្លោះនៅតែបន្តកើនឡើងតួលេខមួយត្រូវបានទម្លាក់គ្រាប់បែកចេញពីចន្លោះនៅពេលដែលមនុស្សគ្រប់គ្នាមានរូបរាងយ៉ាងប្រុងប្រយ័ត្នពួកគេសប្បាយចិត្តភ្លាមភីងយ៉ាងអ្នកដែលបានហោះចេញបានប្រែទៅជាពីងយ៉ាងស្វីសទំហំបិទចិត្តបានបែកខ្ចាត់ខ្ចាយវ៉ាន់ចេងបានចេញមកពីក្នុងលក្ខណៈដ៏គួរឲ្យស្ញប់ស្ញែងមួយដែលគួរឲ្យចាប់អារម្មណ៍មួយដែលគួរឲ្យភ្ញាក់ផ្អើលទាំងអស់ការប្រយុទ្ធនេះត្រូវបានគេសម្រេចចិត្តរួចហើយទោះយ៉ាងណាភាពខ្លាំងរបស់លោកវេកនៅតែធ្វើឲ្យពួកគេភ្ញាក់ផ្អើលគាត់ពិតជាគួរឲ្យភ័យខ្លាចណាស់តើភីងយ៉ាងខ្លាំងអ្វីដែលនេស្ពើដែលមានទេពកោសល្យរបស់ឯងមិនដែលខ្សោយទេដូចជាសម្រាប់វ៉ាន់ចេងគាត់គ្រាន់តែជាអ្នកជំនាញខ្ពស់បំផុតគាត់នៅតែជាសិស្សរបស់តុលាការតាន់លងនៅឡើយទេប៉ុន្តែកម្លាំងដែលគាត់បានបង្ហាញគឺនៅក្រៅពិភពលោកនេះខ្ញុំមិនដែលគិតថាតុលាការតាន់លងនឹងមាននរណាម្នាក់ដូចអ្នកទេភីងយ៉ាងបានក្រោកឈររយឺតអ្នកនៅតែមានកម្លាំងដើម្បីបន្តវ៉ែនចេងត្រូវបានគេភ្ញាក់ផ្អើលយ៉ាងខ្លាំងការលំបាកនៃការប្រយុទ្ធនេះបានលើសពីការរំពឹងទុករបស់គាត់ទោះបីជាគាត់អាចទទួលបានជ័យជំនះក៏ដោយក៏វានៅតែជិតមួយដែរបន្ទាប់ពីនោះការប្រយុទ្ធនោះទុនបំរុងធម៌ពលរបស់គាត់បានអស់កម្លាំងយ៉ាងខ្លាំងប៉ុន្តែភីងយ៉ាងនៅតែឈរឡើងភីងយ៉ាងមិនអើពើនឹងគាត់ហើយមើលជុំវិញដីនេះពោពេញដោយក្រុមឆ្អឹងសត្វពីសត្វពីហណៈឃីងឲ្យមានអំណាចសត្វដែលមានកម្រិតសត្វនីមួយៗបានក្លាយជាសាកសពឆ្នាំនៃការខិតខំរបស់គាត់បានក្លាយទៅជាមិនមានអ្វីទាំងអស់នៅពេលដែលការក្រឡេកមើលរបស់គាត់បានសាយភាយពីពេញសមរភូមិភ្នែករបស់គាត់បានឈប់នៅលើបុរសតែម្នាក់គត់នៅទីនេះដែលគាត់មិនអាចមើលឃើញបានទេហាក់ដូចជាខ្ញុំនៅតែមើលស្រាបអ្នកដដែលពីងយ៉ាងបាននិយាយយ៉ាងស្ងប់ស្ងាត់ប៉ុន្តែពីរបៀបដែលគាត់បានអនុវត្តដោយខ្លួនឯងវាហាក់ដូចជាគាត់នៅតែមានការភ្ញាក់ផ្អើលមួយចំនួនដែលនៅសល់គ្រាន់តែបញ្ឈប់វានៅទីនេះលោកបានមើលទៅលើគាត់ថាសហព័ន្ធនឹងដោះស្រាយបញ្ហារបស់អ្នកជាពិសេសពីងយ៉ាងបានញញឹមថាខ្ញុំនឹងប្រើមធ្យោបាយផ្ទាល់ខ្លួនរបស់ខ្ញុំដើម្បីដោះស្រាយវាខ្ញុំបានទទួលការប្រយុទ្ធជាច្រើនដែលអាក្រក់ជាងនេះទៅទៀតភីងយ៉ាងបានចិញ្ចឹមក្បាលរបស់គាត់ដោយបង្ហាញការញញឹមរបស់គាត់ទោះជាយ៉ាងណារាល់ពេលអ្នកឈរចុងក្រោយគឺជាខ្ញុំហ៊ុនហែងសិស្សរបស់វ៉ែនចេងបានរឹតបន្តឹងថាសត្វទាំងអស់ដែលអ្នកបានបោះត្រាត្រូវបានបំផ្លាញហើយអ្នករងរបួសធ្ងន់ធ្ងរពីខ្ញុំតើអ្នកអាចប្រើកម្លាំងប៉ុន្មានហេទឹកមុខរបស់ភីងយ៉ាងមើលទៅចម្លែកបន្តិចឆាប់នេះអ្នកនឹងដឹងការរីកចម្រើនថាមពលបានកើនឡើងថាមពលគ្មានទីបញ្ចប់បានផ្សព្វផ្សាយជុំវិញភីងយ៉ាងនៅពេលដែលវ៉ែនចេងបានឃើញភ្នែករបស់គាត់បានបង្ហាញពីភាពច្របូកច្របល់មានអ្វីខុសមិនមានថាមពលច្រើនទេប្រើកាប់សំណល់ថាមពលដែលនៅសល់របស់គាត់តើគោលដៅរបស់គាត់មានអ្វីខ្លះសូម្បីតែអ្នកផ្សេងទៀតក៏ខ្លាមមើលឈុតនេះដែរប្រយោគចុងក្រោយរបស់ភីងយ៉ាងបានធ្វើឲ្យពួកគេមានអារម្មណ៍មិនស្រួលការតស៊ូចុងក្រោយរបស់ដូមែនដែលមានទេពកោសល្យថ្នាក់ឯកមិនមានអ្វីដែលមនុស្សម្នាក់អាចស្រមៃបានទេប៉ុន្តែតើមានអ្វីកើតឡើងចំពោះឈុតនេះនៅចំពោះមុខគាត់តើគាត់កំពុងធ្វើអ្វីមិនប្រាកដទេតើវាអាចជាការផ្លាស់ប្ដូររបស់ឃាតករដែរឬទេមនុស្សគ្រប់គ្នាក្រឡេកមើលគ្នាទៅវិញទៅមកដោយភាពស្រងាត់ចិត្តឥឡូវនេះលោកស៊ូហាវបានមើលទៅកន្លែងកើតហេតុនេះប៉ុន្តែហាក់ដូចជាបានគិតអំពីអ្វីមួយភីងយ៉ាងថ្នាក់ឯកដែលមានទេពកោសល្យលោកលីពងសត្រីសុបន្តប្រជុំមុខនឹងមុខរបស់ស៊ូហាវបានផ្លាស់ប្ដូរភ្លាមយ៉ាងឆាប់រហ័សការស្រែកខ្លាំងដោយមិនដឹងខ្លួនបនតឡាក់ឲ្យពួកគេដើរពី3ជំហានត្រឡប់មកវិញដោយមានការសង្ស័យនៅក្នុងដួងចិត្តរបស់ពួកគេមុនពេលពួកគេបានធ្វើការឆ្លើយតបពួកគេទាំងអស់ដែលពួកគេបានហាត់គឺស្រែកខ្លាំងគួរឲ្យរន្ធត់ក្រហម683កម្លាំងដាច់ខាតព្រោះ Aberton អត្ថបទខ្ពស់ក្រហមនៅពេលថាមពលបានបាត់ខ្លួនតួលេខរបស់ភីងយ៉ាងបានបាត់តើអ្វីដែលបានបង្ហាញខ្លួនគឺជាសត្វដ៏ខ្ពង់ខ្ពស់មួយដែលមានអញ្ចាញធ្មេញមើលទៅមានពណ៌ខៀវដែលបញ្ចេញចេញពីរាងកាយរបស់វានេះគឺជាវ៉ាន់ចេញហើយអ្នកផ្សេងទៀតបានចុះកិច្ចសន្យាជាមួយសិស្សរបស់ពួកគេដូចខ្ញុំបានទាយដែរលោកស៊ូហោបានពន្យល់ក្នុងការខកចិត្តនិងខកចិត្តនោះទេកាលពី3ឆ្នាំមុនមូលដ្ឋានសម្ងាត់បានធ្វើពិសោធន៍នេះទោះបីជាមានវិបត្តិនយោបាយនេះក៏ដោយការពិសោធន៍ពីមុនរបស់ពួកគេបានទទួលជោគជ័យដោយចៃដន្យហើយវាគឺជាភីងយ៉ាងការពិសោធន៍នោះការបញ្ចេញមតិរបស់មនុស្សគ្រប់គ្នាបានផ្លាស់ប្ដូរបន្តិចបន្តួចជាពិសេសអ្នកដែលបានអស់ពីឧបទ្ទហេតុនេះពីមុនពួកគេមានសូម្បីតែទំនោរខ្ពស់ក្នុងការទទួលយកកំហឹងភីងយ៉ាងគឺជាអ្នកនៅរស់ដែលបានរត់គេចខ្លួនដើម្បីរត់គេចខ្លួនដោយជោគជ័យពីមូលដ្ឋាននោះប៉ុន្តែគ្មាននរណាម្នាក់ស្រមៃថាគាត់ក៏ជាផលិតផលជោគជ័យដែរការពិសោធន៍នោះពិតជាមានករណីជោគជ័យមែនឬបុរសម្នាក់មិនអាចជួយសួររបានទេជោគជ័យដែលគេហៅថាមនុស្សគ្រប់គ្នាផ្លាស់ប្ដូរសម្លឹងមើលរបស់ពួកគេត្រឡប់ទៅសត្វសាហាវនៅចំពោះមុខពួកគេក្មេងនេះមានឈ្មោះថាភីយ៉ាងបានបាត់ខ្លួនដោយគ្មានដានដោយបន្សល់ទុកសត្វដែលមានអញ្ចឹងក្រហម
ភៀងយ៉ាងបានសង្កេតឃើញការសំឡងមើលរបស់មនុស្សគ្រប់គ្នាជាមួយនឹងក្រញាំរបស់គាត់បានតែកំភ្លៀងចុះចតដែលបានងប់ញ័របង្កើតការប្រេះស្រុកដែលរាលដាលដល់តំបន់ជុំវិញអ្វីដែលគេហៅថាដេកវីបានចាប់ផតាមមកភ័យស្លន់ស្លោបាតុភូតបែបនេះពិតជាគួរឲ្យភ័យខ្លាចណាស់ស្វីក្រឡេកមើលស្រមោចនៅចំពោះមុខគាត់ភៀងយ៉ាងបានបតរកក្រញាំរបស់គាត់ចុះដោយគ្មានមេត្តាពេលនេះគោលដៅគឺនៅចំពោះមុខគាត់ការពារវ៉ាន់ចេងគ្រាន់តែនិយាយពាក្យតែមួយពាក្យមុនពេលប្រញាប់បន្តដំណើរទៅមុខទៀតការរីកចម្រើនជាមួយនឹងបន្ទាក់ខ្លាំងដាវមួយបានលេចចេញពីបានចេញបន្ទាប់មកអ្នកគ្រប់គ្នាចេញសេចតៃត្រូវការបច្ចេកទេសប្រភពដើមការពាររៀងៗខ្លួនទោះយ៉ាងណាក៏ដោយសូម្បីតែការរកខិតខំប្រឹងប្រែងរួមបញ្ចូលគ្នាក៏ដោយនៅពេលដែលក្រញាំរបស់ភៀងយ៉ាងបានវាយស្រទាប់ការពាររបស់ពួកគេមនុស្សគ្រប់គ្នាបានស្រឡាំងកាំងបំបែកសម្ពាធធ្ងន់គឺច្រើនពេកដែលត្រូវទទួលដោយប្រើតែកម្លាំងយ៉ាងខ្លាំងរបស់គាត់អាចបង្ក្រាបមនុស្សគ្រប់គ្នានៅពេលដែលកម្លាំងទាំងពីររបានប៉ះទង្គិចគ្នារាល់និស្សិតទាំងអស់នឹងដែនអេសឺសត្រូវបានបង្ខំឲ្យដកថយភ្លាមគាត់មានច្រើនពេកសម្រាប់ពួកគេក្នុងការដោះស្រាយដូច្នេះនេះគឺជាអំណាចពិតរបស់ភៀងយ៉ាងស្វីគ្រាន់តែអូទីងនៃក្រញាំរបស់គាត់ហើយអ្នករងរបួសជាច្រើនអ្នកបានរងរបួសមនុស្សគ្រប់គ្នានៅស្ងៀមកន្លែងកាត់ហេតុថាដូចជាមានសន្តិភាពនៅពេលដែលលោកពីងយ៉ាងបានផ្លាស់បតរទៅជាទម្រង់សត្វរបស់គាត់ដោយមានកោដកម្មក្រញាំដ៏សាមញ្ញការប្រយុទ្ធបានប្រែក្លាយជាការពេញចិត្តរបស់គាត់ភ្លាមតើនោះជាកម្លាំងអ្វីដើម្បីរារាំងគាត់តើពួកគេអាចធ្វើដូចម៉ូតេចនៅចំពោះមុខអំណាចដាច់ខាតការរកខិតខំប្រឹងប្រែងណាមួយគឺអស់សង្ឃឹមត្រូវឲ្យសត្វស្លាបខ្លាយ៉ាប់បានផ្លាស់បតរទៅជាសត្វដែលមានកម្រិតអធិរាជប៉ុន្តែថែមទាំងមានភាពខុសគ្នារវាងសត្វដែលមានកម្លាំងអធិបតេយ្យផងដែរដូចគ្នានឹងដែនមួយកម្រិតឈ្មោះ Esper ហើយដែនកម្ពស់របស់ Esper ភាពខុសគ្នាគឺធំធេងណាស់ការពិសោធន៍នោះពិតជាអាចជួយបង្កើនកម្លាំងរបស់មនុស្សម្នាក់ចំពោះសញ្ញាបត្របែបនេះបានមនុស្សគ្រប់គ្នាញញឹមយ៉ាងខ្លាំងនៅចំពោះមុខភាពខ្លាំងបែបនេះរាល់កម្លាំងរបស់ពួកគេគឺមិនអាចប្រៀបផ្ទឹមបានទេទោះយ៉ាងណាក៏ដោយប្រសិនបើភីងយ៉ាងមានសមត្ថភាពបែបនេះហេតុអ្វីបានជាគាត់មិនប្រើវាមុននេះដូច្នេះនេះជាករណីនេះហើយផ្នែករបស់ហៅបានភ្លឺនៅពេលដែលគាត់បានសម្រេចនេះបានមកពីការសង្ស័យរបស់លោកលីតេជីកហេតុអ្វីបានជាភីងមិនទទួលរងផលប៉ះពាល់នៅពេលប្រើទេពកោសល្យរបស់ឯងឥឡូវនេះគាត់បានដោះស្រាយបញ្ហាដ៏អស្ចារ្យនេះបើសឹកសัตว์តើអ្វីទៅជាផលប៉ះពាល់នៃការប្រើទេពកោសល្យថ្នាក់ S ដែលមានភ័យខ្លាចបំផុត Lifespan បន្ទាប់មកតើអាយុកាលរបស់សត្វមានអាយុកាលមានរយៈពេលប៉ុន្មានវាពិតជាវែងជាងមនុស្សដោយចំនួនដែលមិនស្គាល់តើអ្នកណាបានគិតថាការពិសោធន៍នេះនៃការរួមបញ្ចូលគ្នារបស់មនុស្សដែលនៅទីបំផុតនឹងទទួលបានជោគជ័យដោយភីងយ៉ាងធំភីងយ៉ាងបានយកជំហានពីឆ្ពោះទៅមុខនៅពេលដែលដីមានការរស់រើមនុស្សគ្រប់គ្នាមិនដឹងខ្លួនបានឈប់សម្រាកមានតែបានចេញប៉ុណ្ណោះដែលឈរនៅចំណុចតែមួយដោយមិនមានសញ្ញានៃការចាក់ចេញទោះយ៉ាងណាក៏ដោយគាត់គ្មានអំណាចក្នុងការឈប់ភីងយ៉ាងណាមិញគាត់នៅតែជាអ្នកជំនាញម្នាក់ខ្ញុំចង់បំផ្លាញទីក្រុងហ្គោយ៉នហើយគ្មាននរណាម្នាក់អាចបញ្ឈប់ខ្ញុំបានទេភីងយ៉ាងបានធ្វើឲ្យរឹងជួយផ្គរលាន់មួយជាមួយនឹងអរ៉ាដែលត្រួតត្រានិងសន្ទុះរបស់គាត់មនុស្សគ្រប់គ្នាត្រូវបានកំទេចមានអ្នកខ្លះដែលមិនអាចទប់ទល់នឹងឈាមបានសូម្បីតែស៊ូហាវអាចមានអារម្មណ៍ថាមានសម្ពាធគួរឲ្យរន្ធត់សង្កត់ធ្ងន់លើគាត់គម្លាតភាពខ្លាំងគឺធំពេកលោកស៊ូហាវបានដឹងយ៉ាងច្បាស់ថាវាមិនត្រឹមតែជាកម្លាំងនៃទម្រង់សត្វចិញ្ចឹមរបស់លោកភីងប៉ុណ្ណោះទេប៉ុន្តែថែមទាំងទេពកោសល្យរបស់ឯផងដែរមិនដូចលោកលីលៀនទៀនដែលតែងតែប្រយ័ត្នប្រយែងអំពីការប្រើប្រាស់សមត្ថភាពរបស់គាត់ការរឹតបន្តឹងបែបនេះត្រូវបានគេធ្វេសប្រហែសនៅក្នុងករណីរបស់ភីងយ៉ងឥឡូវនេះភីងយ៉ាងបានដោះសោសក់តាន់ពលពេញលេញនៃថ្នាក់ S ដែលមានទេពកោសល្យរបស់គាត់ក្រហមជាមួយនឹងការក្រហមផ្គរលាន់មួយផ្សេងទៀតជញ្ជាំងទីក្រុងបានដួលរលំតែភីងយ៉ាងបិទចិត្តចន្លោះជុំវិញដែលសង្កត់លើមនុស្សគ្រប់គ្នាគាត់មិនបានសម្លាប់នរណាម្នាក់ទេប៉ុន្តែបានដាក់ពួកគេនៅឯកន្លែងក្បែរនោះដោយសម្លេងដ៏សាហាវគាត់បានសម្លេងខ្លាំងពូកែថាខ្ញុំនឹងឲ្យអ្នកធ្វើជាបន្តពីរបៀបដែលខ្ញុំបំផ្លាញទីក្រុងហ្គោយ៉នការរីកចម្រើនភីងយ៉ាងបានយកជំហានទៅមុខយ៉ាងខ្លាំងមនុស្សគ្រប់គ្នាត្រូវបានគេបនទេញោចេញនៅទីបញ្ចប់សមរភូមិនៅតែចប់ដូចនេះវ៉ែនចេញបានចាញ់ចំណែកឯអ្នកផ្សេងទៀតពួកគេមានភាពអស់សង្ឃឹមកាន់តែខ្លាំងបន្ទាប់ពីភីងយ៉ាងបានប្រែក្លាយទៅជាសត្វមួយគាត់មានអំណាចខ្លាំងណាស់ដែលវាបាននាំឲ្យពួកគេអស់សង្ឃឹមគ្មានទីបញ្ចប់គ្មាននរណាម្នាក់អាចបញ្ឈប់គាត់បានទេតើវាអាចជាយើងអាចមើលបានដោយអស់សង្ឃឹមខណៈដែលគាត់បំផ្លាញទីក្រុងហ្គោយ៉នកុហកបាននិយាយថាបានបដិសេធមនុស្សគ្រប់គ្នានៅស្ងៀមគ្មាននរណាម្នាក់ចង់ធ្វើបន្តពីកន្លែងកើតហេតុបែបនេះទេប៉ុន្តែតើអ្នកណាអាចបញ្ឈប់គាត់បានវ៉ាន់ចេងមនុស្សគ្រប់គ្នាបានក្រឡេកមើលគាត់ដោយមិនដឹងខ្លួនវ៉ែនចេញឆែកខើរបស់គាត់ហើយកាន់ថ្មិញរបស់គាត់ប៉ុន្តែសូម្បីតែគាត់ក៏មិនអាចរើចេញបានដែរទោះបីគាត់បានតស៊ូយ៉ាងណាក៏ដោយឥឡូវនេះអ្នករាល់គ្នាបានដឹងថាលោកវ៉ាន់ចេញបានទទួលការព្យាបាលពិសេសពីភីងយ៉ាងបង្ខំឲ្យគាត់មិនអាចធ្វើឲ្យការប៉ុនប៉ងជួយសង្គ្រោះបានទេវាចប់ហើយមនុស្សគ្រប់គ្នាភ័យងាប់នៅពេលពួកគេបានមើលលោកឈីងខិតចិត្តទីក្រុងហ្គោយ៉នដោយមិនមានឆន្ទៈនោះគឺជាទីក្រុងទាំងមូលដែលមានជីវិតរាប់លាននាក់ដោយមិនដឹងខ្លួនបរិយាកាសអស់សង្ឃឹមបានចាប់ផតើមកបំពេញខ្យល់តើពិតជាមិនមានផ្លូវចេញពីរឿងនេះទេឬស៊ូហាហូបានមើលតួលេខរបស់ភីងយ៉ាងហើយដកដង្ហើមវែងចិត្តរបស់គាត់ពោពេញទៅដោយគំនិតគ្រប់ប្រភេទនៅពេលពួកគេហោហៀគំនិតរបស់គាត់នៅទីបំផុតបានដោះស្រាយតាមគំនិតមួយនេះឱកាសសម្រាប់ភាពជោគជ័យគឺទីពេកប៉ុន្តែប្រហែលជាខ្ញុំអាចសាក់លបងបាន
Số 5 hô ban ác on chất mình robot quad, miên bị thịp xanh tiệt tế, nhóm nâng phò to lô ở nhóm tên ở robot nhóm. Suy. Manasika robot lục ban chô khổng pre Regina chặtใน stan số, bị bay đọc đồng hám còi một quad ban trở lọc một vĩnh, Số 5 hô ban mơ tơ phiên giang đại miên trong ngày hai mình stepster khổng cá thua cho lần nà. Nẹ bong cát sa còn lục, ca rê chầm ràn, tu lệ robot phiên giang ban bánh chụp. Ora đó miên athipol banประញា tới một đài lòng pot nẹ sụp hào nâng phiên giang, phim nụ cụ kế ban chụp nơi hùng pot đòi ara chầm lạch ni. មនុស្សគ្រប់គ្នាស្រឡាញ់កាំងនេះគឺជាភាគយ៉ាងពិតប្រាកដបានត្រូវអូសចូលទៅក្នុងការបំផន់ដែលបង្កើតឡើងដោយស៊ូហាវបរិបទឆ្កួតនេះមនុស្សគ្រប់គ្នាភ័យខ្លាចដោយការផ្លាស់ប្ដូរព្រឹត្តិការណ៍ភ្លាមៗនោះគឺជាដែនដែនអេសពើដែលខ្លាំងជាងស៊ូហាវមិនចាំបាច់ត្រូវការបច្ចេកទេសនៃការបំផន់ណាមួយឡើយដរាបណាសត្រូវប្រកាន់អំណាចពេញលេញរបស់គាត់គឺការបំផន់របស់គាត់គឺការបំផន់របស់ពួកគេនឹងត្រូវបំផ្លាញចោលដោយមិនខកខានគាត់ឆ្កួតពេកហើយតើគាត់កំពុងព្យាយាមពន្យាពេលវេលាទេដូច្នេះចោះយ៉ាងណាបើគាត់អាចធ្វើដូច្នេះតើមាននរណាម្នាក់មកជួយយើងទេមនុស្សគ្រប់គ្នាមានអារម្មណ៍អស់សង្ឃឹមក្រឡេកមើលទៅតួលេខរបស់ភីសានិងភីងយ៉ាងពួកគេមានកតៃសង្ឃឹមមានតែផ្នែករបស់វ៉ែនចេញនិងឡាលីហ៊ូស៊ូកំពុងបញ្ចេញពន្លឺដ៏ចម្លែកលោកស៊ូហាតែងតែអាចធ្វើឲ្យស្ថានភាពកាន់តែផ្លាស់ប្ដូររកស្ថានភាពបង្កើតអពុទ្ធហេតុលើកនេះនៅជំវិញប្រហែលជាគាត់អាចធ្វើត្រាប់តាមសកលដូចគ្នាមកតទៀតនៅក្នុងព្រះរាជាណាចក្រនៃស្ថានសួគ៌មនុស្សដែលជាប់រវល់នឹងការរស់តីបន្ទោសសត្វរបស់ពួកគេភ្លាមៗមានអារម្មណ៍ថាផ្ទៃមេឃញាប់ញ័រហើយមានអំណាចដ៏ខ្លាំងពូកែម្នាក់ដែលត្រូវបានបញ្ជូនមកទីនេះភ្លាមៗសត្វដែលមានកម្រិតអធិរាជនៅចំពោះមុខសត្វសាហាវសូម្បីតែបានលេចជជែងមកអេរ៉ូរ៉ាដែលមានធម្មពលបានចាប់ផតតាមមកបំពេញតំបន់នោះអ្វីដែលជាអរ៉ាដ៏រងំមួយស៊ីមីងជួនមានភាពសប្បាយរីករាយខ្លាំងណាស់សត្វបែបនេះពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាភ្នំរបស់ខ្ញុំចំពោះបុរសដែលមានបុរសម្នាក់នោះគាត់អាចក្រឡេកមើលតែស៊ីមីងមីងស៊ីងជាមួយនឹងការមើលងាយការរីកចម្រើនសត្វសាហាវបានលេចមកស៊ីមីងជួនគឺជាអ្នកទី1ដែលបានប្រញាប់ប្រញាល់ទៅមុខចំពោះអ្នកផ្សេងទៀតពួកគេអាចដកដង្ហើមធំបានសត្វឆ្កែព្រៃនេះនឹងចាប់យកសត្វសាហាវនេះមកតង់ទៀតទោះយ៉ាងណាគ្មាននរណាម្នាក់អាចស្រមៃគិតថាក្នុងរយៈពេលតែមួយទេការរីកចម្រើនស៊ីមីងជួនត្រូវបានគេបំផ្ទុះចេញឆ្ងាយនៅលឿនជាងនៅពេលដែលគាត់ប្រញាប់រត់ចុះចតនៅលើដីគួរឲ្យអាណិតនិងបង្កើតជារណតៅដ៏ធំមួយវងមនុស្សបានខ្លាចជាមនុស្សគួរឲ្យស្ញប់ស្ញែងហើយអ្វីដែលបានធ្វើតាមនោះការសោតគឺជាសំណើចរបស់ពួកគេលោកគ្រូស៊ីដែលជារបៀបដ៏អស្ចារ្យមួយសម្រាប់អ្នកដើម្បីត្រឡប់មកវិញបាទចាស់មែនហើយចូលប្រយ័ត្នប្រយែងឬអ្នកនឹងត្រូវបានយកឈ្នះដោយសត្វជំនួសវិញហាហាបាត់ស៊ីមីងជួនបានព្យាយាមក្រោកឈរឡើងប៉ុន្តែមុខរបស់គាត់បានភ្នោយ៉ាងឆាប់រហ័សឈប់សាច់រួចទៅហើយឥឡូវនេះខ្ញុំបានប្រើកម្លាំងទាំងអស់របស់ខ្ញុំប៉ុន្តែសត្វល្ងងើនេះមិនមានគ្រោះថ្នាក់អ្វីទេពេលនេះវាគឺជាកិច្ចព្រមព្រៀងពិតប្រាកដអ្វីមនុស្សគ្រប់គ្នាបានបើកភ្នែកធំទូលាយការរីកចម្រើនសត្វនេះបានចុះចតលោកស៊ូហាវអ្នកនៅតែក្រុងធ្វើបាបខ្ញុំយ៉ាងខ្លាំងនោះដែរហាមស៊ូហាវបានបង្ហាញខ្លួនពីពាក់កណ្ដោតាឡាអាកាសអ្នកពិតជាគិតថានេះគឺជាការបំផន់ឬអូផ្នែករបស់ភីងយ៉ាងបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលការរីករាលដាលនៃអរ៉ារបស់គាត់មានការភ្ញាក់ផ្អើលអាចមើលឃើញនៅចំពោះមុខគាត់បានភ្ញាក់ផ្អើលយ៉ាងម៉ឺងម៉ាត់ចំពោះការរកឃើញរបស់គាត់ថាកន្លែងនេះមានអារម្មណ៍ថាមានអបកាសលើកចុងក្រោយវាដោយសារតែកត្តានេះដែលខ្ញុំបានបាត់បង់នេះមិនមែនជាការបំផន់នោះទេប៉ុន្តែវាដូចជាកន្លែងទំនេរជាការពិតយើងមិនស្ថិតក្នុងការបំផន់នោះទេលោកស៊ូហាវបានបន្តដោយឥតឈប់ឈរថាខ្ញុំមិនខ្វល់ទេប្រសិនបើអ្នកចង់សម្លាប់បុរសដែលមានពណ៌ខ្មៅប៉ុន្តែការសម្លាប់រង្គាលកំពុងហួសកម្រិតនោះវាដល់ពេលដែលអ្នកឈប់មានចិត្តរឹងរូសឈប់តើអ្វីទៅជារឿងកំ pl ែងពីងយ៉ាងមានការខឹងសម្បាដោយសម្ដីរបស់គាត់ថាតើអ្នកអាចស្រមៃមើលថាតើខ្ញុំបានឆ្លងកាត់ថ្ងៃទាំងអស់នេះប៉ុន្មានឆ្នាំនេះទេខ្ញុំអាចយល់ពីអារម្មណ៍របស់ខ្ញុំទីក្រុងហ្គោយ៉នត្រូវបានបំផ្លាញក្នុងកែវភ្នែករបស់ភីងយ៉ាងមានចេតនាសម្រាប់លោកបាននៅតែបន្តកើនឡើងដោយតែបំផ្លាញវាដែលខ្ញុំនឹងមិនត្រឡប់ទៅក្រុងនោះបានឡើយមានតែពេលនោះទេខ្ញុំនឹងមិនរងទុក្ខដូចនេះទេការបញ្ចេញមតិរបស់ភីងយ៉ាងមានភាពស្មុគស្មាញ6ឆ្នាំនៃការរងទុក្ខគាត់បានបំណតាឡាឲ្យមនុស្សជាទីស្រឡាញ់របស់គាត់បានស្លាប់ដែលអាចយល់ពីការរងទុក្ខក្នុងចិត្តរបស់គាត់ជារៀងរាល់ថ្ងៃគាត់ចង់ស្លាប់ហើយខឹងនឹងខ្លួនឯងប្រសិនបើមិនមែនសម្រាប់បំណងប្រាថ្នារបស់គាត់សម្រាប់ការសងសឹកគ្រប់គ្រងគាត់ទេគាត់នឹងទទួលមរណភាពឥឡូវនេះបើមិនដូច្នេះទេអ្នកសម្លាប់ខ្ញុំភីងយ៉ាងបានសម្លឹងមើលលោកស៊ូហាវថាដរាបណាអ្នកសម្លាប់ខ្ញុំអ្វីនឹងចប់ហើយខ្ញុំក៏មិនបន្ទោសអ្នកដរាបណាអ្នកអាចធ្វើបានដែររូបរាងរបស់ភីងយ៉ាងហាក់ដូចជាឈឺចាប់ណាស់ស៊ូហាវបានស្រែកធ្ងន់នៅក្នុងបេះដូងរបស់គាត់អ្នកមានកម្លាំងបែបនេះទេភីងយ៉ាងបានមើលទៅលើស៊ូហយ៉ាងត្រជាក់បើមិនអីទេបន្ទាប់មកគ្រាន់តែទស្សនាដោយការអធិដ្ឋានខ្ញុំបំផ្លាញទីក្រុងហ្គោយ៉នការរីកចម្រើនស្កាយរុញជួយនេះអាចនឹងផ្ទុះឡើងនៅទីបំផុតបានផ្ទុះឡើងជាមួយនឹងទេពកោសល្យថ្នាក់របស់គាត់នៅពេលដែលនេះបានផ្ទុះឡើងនៅសមត្ថភាពពេញលេញនគរស្ថានសួគ៌ទាំងមូលនឹងដួលរលំនឹងមិនមានការសង្ស័យទេការរវល់ត្រឡប់របស់ចាងយីងយ៉ង684ព្រោះ Aberton អត្ថបទខ្ពស់សម្រាប់ភីងយ៉ាងបានចង្អុលឆ្ពោះទៅលើមេឃការភ្ញាក់ផ្អើល
ថាមពលបានប្រមូលផលតុំគ្នាក្នុងតំបន់មួយហើយហៀបនឹងផ្ទុះនៅពេលរលកនៃអេរ៉ូរ៉ាបានឆ្លងកាត់ពីពេញជុំវិញនៅគ្រាដ៏សំខាន់នេះគឺជាសម្លេងដ៏ផ្អែមល្ហែមនិងរីករាយដែលបានបន្លឺឡើងនៅក្នុងត្រចៀករបស់គាត់ភីងយ៉ាងនេះហត់ហាក់ដូចជាគាត់ត្រូវបានវាយប្រហារដោយរន្ទះគាត់គ្រាន់តែឈរនៅទីនោះដោយឥតឈប់ឈរសម្លេងនេះភីងយ៉ាងបានមានយ៉ាងលឿនតួលេខ1នៅឃ្យូបានឈរស្ងៀមស្ងាត់នៅទីនោះដោយស្ងិតស្ងៀមមើលគាត់ដោយស្ងិតស្ងៀមតួលេខនេះបានបញ្ចេញអរ៉ាដែលធ្លាប់ស្គាល់ដែលធ្វើឲ្យគាត់ស្រក់ទឹកភ្នែកភ្លាមបងស្រីយីតើអ្នកទេវាជាខ្ញុំលោកសាំយ៉ាធីងបានក្រឡេកមើលគាត់ដោយស្ងប់ស្ងាត់ដូចពេលវេលាក្នុងកំឡុងពេលដែលមូលដ្ឋានរបស់ពួកគេត្រជាក់និងឆើតឆាយឆ្នាំទាំងអស់នេះតើអ្នកបានយ៉ាងដូចមកទេចោមិនល្អទេតួលេខសត្វសាហាវជីបណតើរោបានធ្លាក់ចុះយ៉ាងខ្លាំងដោយងាកទៅរកទម្រង់មនុស្សរបស់ភីងយ៉ាងទឹកភ្នែកចាប់ផតមករមៀលចេញពីភ្នែករបស់គាត់នៅពេលដែលគាត់ក្រឡេកមើលសាំយ៉ាធីងថាបងស្រីខ្ញុំនឹកនាគគ្រប់ពេលវេលាខ្ញុំតែងតែគិតអំពីមនុស្សគ្រប់គ្នាវាជាខ្ញុំដែលបានសម្លាប់មនុស្សទាំងអស់ប្រសិនបើខ្ញុំមិនព្យាយាមធ្វើសកម្មភាពឆ្លាតវៃសុំទោសខ្ញុំពិតជាសុំទោសពីងយ៉ាងលុតជង្គង់នៅពីមុខសាំយ៉ាធីងដែលយំក្នុងការរងទុក្ខភ្នែករបស់ហាវបានក្លាយជាពណ៌ក្រហមបន្តិចតាមរយៈបេក្ខត្រេតគាត់បានឃើញច្រើនពេកគាត់បានឃើញយ៉ាងច្បាស់ពីរបៀបដែលលោកយិនភីងបានឆ្លងកាត់ថ្ងៃរបស់គាត់ក្នុងរយៈពេល6ឆ្នាំកន្លងមកនេះត្រូវបានធ្វើទារុណកម្មដោយភាពសោកសៅនិងការឈឺចាប់បែបនេះរាល់ថ្ងៃមានអារម្មណ៍ដូចជានរកប៉ុន្តែភីងយ៉ាងត្រូវតែបន្តជំរុញខ្លួនឯងឲ្យរស់នៅថ្ងៃនេះសភាពផ្លូវចិត្តរបស់គាត់បានដួលរលំនៅពេលដែលគាត់បានឃើញលោកចាំយេឡូដែលបានបង្ហាញពីការឈឺចាប់និងការរងទុក្ខដែលគាត់បានរក្សាទុកក្នុងចិត្តរបស់គាត់បានស្រែកយំវាប្រហែលជាលើកទី1របស់គាត់ដែលស្រែកយំក្នុងរយៈពេល6ឆ្នាំភីងយ៉ាងអំឡុងឆ្នាំនោះនៅតែជាកុមារនៅឡើយដោយមិនអាចប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេងទៀតក្នុងរយៈពេល6ឆ្នាំដោយត្រូវតស៊ូរវាងសត្វនិងមនុស្សអស់រយៈពេល6ឆ្នាំតើផ្នត់គំនិតបច្ចុប្បន្នរបស់គាត់មិននៅលើក្មេងដែរឬទេពេលខ្លះវាល្អប្រសើរក្នុងការស្រែកយំលោកស៊ូហាវបានរអាក់រអួលចំពោះខ្លួនគាត់ផ្ទាល់មើលកន្លែងនេះខ្ញុំមិនបន្ទោសអ្នកទេលោកសាំយ៉ាធីងញាត់ក្បាលរបស់នាងថាអ្វីដែលអ្នកបានធ្វើគឺត្រឹមត្រូវបងស្រីភីងយ៉ាងបានបន្តដំណើរដោយស្ងៀមស្ងាត់មនុស្សគ្រប់គ្នានៅស្ងៀមបន្ទាប់ពីជាយូរមកហើយភីងយ៉ាងលែងអនុញ្ញាតឲ្យទឹកភ្នែកបងស្រីតាអ្នកសុខសប្បាយជាទេក្នុងកំឡុងឆ្នាំទាំងនេះខ្ញុំមិនអីទេក្រេឌីតរបស់ចាំយ៉ាងឆ្លងកាត់ស៊ូហាវមានអ្នកណាម្នាក់មើលថាខ្ញុំសុខសប្បាយជាទេនៅពិតជាអស្ចារ្យណាស់ឥឡូវនេះខ្ញុំអាចធូរស្បើយភីងយ៉ាងបានផ្លាស់បតរកខ្លួនគាត់ថាអ្នកធ្វើបានល្អនាងគួរតែធ្វើបានយ៉ាងល្អនៅម្ខាងទៀតចាប់តាំងពីអ្នកធ្វើបានល្អខ្ញុំអាចធានាបានជប់ទឹកភ្នែករបស់គាត់ឈ្មោះភីងយ៉ាងក្រោកឈរយ៉ាងយឺតថាបងស្រីអរគុណចំពោះការអភ័យទោសឲ្យខ្ញុំលោកសាំយ៉ាធីងមិនទាន់បានបើកមាត់របស់នាងនៅឡើយទេនៅពេលដែលសត្វខ្លាយើងបានមានរួចហើយបានញញឹមយ៉ាងខ្លាំងដើម្បីស៊ូហាវសូមអរគុណលោកស៊ូហាវហោលោកស៊ូហាវមានអារម្មណ៍ប្លែកហេតុអ្វីបានជាគាត់អរគុណខ្ញុំទោះបីខ្ញុំដឹងថានេះជាខ្លាំងខ្លាយក៏ដោយទោះបីនេះជាការបំភាន់ក៏ដោយខ្ញុំនៅតែពេញចិត្តគេអាចមើលឃើញការរងទុក្ខដែលគ្មានទីបញ្ចប់នៅក្នុងភ្នែករបស់ភីងថាខ្ញុំចង់ប្រាប់ខ្លួនខ្ញុំថានេះជាការពិតប៉ុន្តែខ្ញុំមិនអាចធ្វើបានទេខ្ញុំដឹងថាអ្វីៗនៅទីនេះខ្លាំងខ្លាយប្រសិនបើខ្ញុំមិនមានកម្លាំងបែបនេះទេបន្ទាប់មកខ្ញុំនឹងអាចទទួលបានការបំភាន់របស់អ្នកឲ្យបានសមរម្យការបន្តជាប់ក្នុងការបំភាន់នេះហើយដេកជារៀងរហូតពីងយ៉ាងបានធូនតែថាអាក្រក់ណាស់ការវិញ្ញាណរបស់ខ្ញុំប្រាប់ខ្ញុំថាអ្វីៗនៅទីនេះគឺជាការបំភាន់ខាងយ៉ាធីនបានស្លាប់នាងបានស្លាប់ផងដែរវាជាខ្ញុំដែលបណតាឡាឲ្យពួកគេស្លាប់ស៊ូហាវខ្ញុំនឹងមិនសម្លាប់អ្នកទេភីងយ៉ាងបានបង្ហាញពីរូបរាងដែលបានកំណត់ប៉ុន្តែខ្ញុំប្រាកដជានឹងបំផ្លាញទីក្រុងវ៉ូយន់ទោះបីវានឹងក្លាយជាអំពើបាបដ៏ធំមួយក្នុងការប្រព្រឹត្តក៏ដោយទោះបីវាជាការចំណាយនៃជីវិតរបស់ខ្ញុំក៏ដោយបន្ទាប់ពីលោកពីងយ៉ាងបានបញ្ចប់សម្ដីរបស់គាត់បានសម្រេចចិត្តចាក់ចេញលោកស៊ូហាវបានស្រឡាំងកាំងអស់មួយវិនាទីហើយភ្លាមនោះបានលើកសំណួរមួយថាតើអ្នកណាបានប្រាប់អ្នកថានេះគឺជាការបំភាន់តួលេខរបស់ភីងយ៉ាងបានបញ្ចប់មួយផ្លែថានេះមិនមែនជាការបំភាន់នោះទេខ្ញុំមិនដែលភ្លេចការពិតនោះទេខ្ញុំដឹងថាវានៅតែជាការបំភាន់ទោះបីនាងនៅរស់ក៏ដោយតើនាងអាចរក្សាភាពដូចគ្នានេះបន្ទាប់ពីប៉ុន្មានឆ្នាំនេះយ៉ាងដូចមកទេចោមានចន្លោះប្រហោងច្រើនពេកកម្រិតនៃការបំភាន់របស់អ្នកគឺពិតជា 100% ប៉ុន្តែភាពទាក់ទាញនិងទិដ្ឋភាពផ្សេងទៀតមិនអាចកែលម្អបានទេដូច្នេះអ្នកមិនអាចវាបាំងភាពងាយរងគ្រោះទាំងនេះបានទេភីងយ៉ាងបានពន្យល់ដោយមិនស្រួលស៊ូហាវភាពងាយរងគ្រោះចន្លោះប្រហោងស៊ូហាហូគ្មានការនិយាយទេប្រសិនបើវាពិតជាការបំភាន់នោះវាមិនអីទេទោះជាយ៉ាងណាក៏ដោយអ្នកនៅពីមុខគាត់ពិតជាលោកចាំជើងវាគ្រាន់តែថាហេកុំមកទីនេះស៊ូហាបានចិញ្ចឹមក្បាលរបស់គាត់ហើយមានអារម្មណ៍ភ្ញាក់ផ្អើលភីងយ៉ាងទើបតែបញ្ចប់សម្ដីរបស់គាត់ហើយបានឈានជើងចូលទៅក្នុងជំហានមួយទៅលោកចាំយ៉ាងឲ្យមានរូបរាងកាន់តែជិតស្និទ្ធចំពោះការភ្ញាក់ផ្អើលរបស់មនុស្សម្នាក់គឺលោកហាំយ៉ាធីងមានការភ្ញាក់ផ្អើលនៅពេលនេះហើយបានបោះជំហានទៅមុខដោយប្រឡេកមើលគាត់ដោយញឹមឆ្ងល់ថាខ្ញុំប្រាប់អ្នកតែអ្នកមិនព្យាយាមមកទីនេះទេហោលោកភីយ៉យ៉ាងស្រឡាំងកាំងសម្លឹងមើលក្មេងស្រីរស់រវើកនេះនៅខាងមុខវាមិនមែនជាការបំភាន់ទេឬអ្នកគឺជាការបំភាន់គ្រួសារទាំងមូលរបស់អ្នកគឺជាការបំភាន់
ក្មេងស្រីបានគិតថានាងបានបញ្ចេញពាក្យដែលគំរាមកំហែងដ៏អាក្រក់បំផុតហើយបន្ទាប់មកដោយមានជំហានតូចរបស់នាងបានលាក់ខ្លួននៅពីក្រោយស៊ូហាវដែលធ្វើឲ្យគាត់ដំបូន្មាន VOT តិចតួចប្រសិនបើអ្នកធ្វើសកម្មភាពអ្នកត្រូវតែធ្វើសកម្មភាពរហូតដល់មានកន្លែងចុងក្រោយតើអ្នកអាចបញ្ឈប់វាពាក់កណ្ដោតឡាក់យ៉ាងដូចម៉ូតេចស៊ូហាហូញញឹមយ៉ាងខ្លាំងនេះគឺជាផែនការដែលគាត់បានមកដោយអនុញ្ញាតឲ្យការធ្វើឲ្យមានពលភាពសុបិនតមេអំបៅដល់តួជាសម្យាធីងនិងបញ្ចូលពីយ៉ាងដើម្បីត្រឡប់ទៅផ្លូវត្រូវវិញទោះបីជាគាត់មិនដែលរំពឹងថាភីងយ៉ាងមិនបានធ្លាក់ចុះសម្រាប់នុយតាំងពីដំបូងឡើយតាមពិតគាត់ថែមទាំងចាត់ទុកវាថាជាការបំផន់តើមានអ្វីកើតឡើងភីងយ៉ាងមានការភ័ន្តច្រឡំទាំងស្រុងថាមេពលបានចែកឥទ្ធិពលដល់រាងកាយរបស់ Bluetooth ឬហើយគាត់បានបញ្ជាក់ថាអ្នកនៅពីមុខមិនមែនជាការបំផន់ទេក្មេងស្រីនេះនាងបានប្រែក្លាយជាអធិភាពពិតប្រាកដនេះភីងយ៉ាងមិនដឹងថាត្រូវនិយាយអ្វីទេ6 ឆ្នាំសូម្បីតែគាត់បានធំឡើងតើលោកសាំយ៉ាធីងនៅតែមានមុខដូចពីមុនយ៉ាងដូចម៉ូតេចក្មេងស្រីនេះតើនាងអាចជាប្អូនស្រីតូចរបស់ចាំយ៉ាងបានទេជាមួយនឹងគំនិតបែបនេះភីងយ៉ាងមើលទៅលើស៊ូហាវលោកស៊ូហាវបានសួរថាតើអ្នកបានឃើញព័ត៌មានរបស់ខ្ញុំទេមែនពីងយ៉ាងងក់ក្បាលបន្ទាប់ពីការប្រជុំមុខដាក់គ្នានៅកំពូលភ្នំគាត់បានវិលត្រឡប់មករកការស៊ើបអង្កេតមួយចំនួនដោយមានការស្រាវជ្រាវមួយចំនួនលើលោកស៊ូហាវបន្ទាប់មកតើអ្នកបានកត់សម្គាល់ទេថាពីព័ត៌មានរបស់ខ្ញុំតែងតែមានការស្រឡាញ់ពួកខៀវដែលអមដំណើរខ្ញុំស៊ូហាវបានបន្តការសួរសំណួររបស់គាត់ដោយស្ងប់ស្ងាត់មិនអំបើពណ៌ខៀវខ្ចីភីងយ៉ាងសោកចិត្តមួយវិនាទីខ្ញុំគិតថាខ្ញុំបានឃើញវាហើយគាត់ទើបតែបានធ្វើការស្រាវជ្រាវរដប់ណាស់ប៉ុន្តែពីព័ត៌មានមុនពេលលោកស៊ូហាវបានចូលរៀននៅមហាវិទ្យាល័យវាហាក់ដូចជាមានមិនអំបើក្នុងកតៃសុបិនតពណ៌ខៀវដែលមានឥទ្ធិពលទោះយ៉ាងណាក៏ដោយវាបានបាត់ដោយគ្មានការពន្យល់តើអ្នកកំពុងព្យាយាមនិយាយអ្វីភីងយ៉ាងមិនអាចយល់បានទេអ្នកបានប្រែទៅជាសັບមួយឥឡូវនេះតើអ្នកនៅតែចាំបាន6 ឆ្នាំមុននៅពេលនោះនៅក្នុងមន្ទីរពិសោធន៍តើលោកចាំងយ៉ាងបានប្រែទៅជាយ៉ាងណាលោកស៊ូហានៅតែបន្តចាំយល់យោទម្រង់របស់នាងភីងយ៉ាងបានផ្លាស់បតោរកខ្លួនគាត់ផ្ទាល់ការរីកចម្រើនដូចជាគាត់ត្រូវបានវាយប្រហារដោយផ្លេចបន្ទោភ្នែករបស់លោកពេជ្រភ្លាមកំពុងពង្រីកខ្លួនឈឹកដល់ឈឺចាប់នោះដែលគាត់បានព្យាយាមបំភ្លេចមើលតនទៀតនៅក្នុងគំនិតរបស់គាត់លោកចាំងយ៉ាងបានប្រែក្លាយទៅជាមិនអំបៅហើយមិត្តស្រីរបស់គាត់បានស្លាប់ដោយមិននឹកស្មានដល់ឈុតនោះមិនអំបៅគេអាចដឹងសំឡេងរបស់ភីងយ៉ាងញាប់ញ័របន្តិចហើយឬស៊ូហោមកក្បាលថាតើអ្នកមិនមានអារម្មណ៍ថាអេរ៉ូរ៉ារបស់ខ្ញុំសំទេឥឡូវនេះតើអ្នកបានរំថាត់កថាអេរ៉ាដែលធ្លាប់ស្គាល់ទេទីបំផុតភីងយ៉ាងបាននឹកឃើញសម្លឹងមើលនៅលើមិនអំបៅពណ៌ខៀវខ្ចីគាត់បានស្រឡាំងកាំងអស់រយៈពេលជាច្រើនដងមុនពេលផ្ទុះសំណើចតាមពិតទឹកភ្នែកបានអមដំណើររបស់គាត់ដូច្នេះវាបានប្រែទៅជាដូចនេះកុំឆ្ងល់ណាស់ដែលអរ៉ាដែលធ្លាប់ស្គាល់វាពិតជាអ្នកនៅតែអាចរត់គេចបានផងដែរអស្ចារ្យដរាបណាអ្នកនៅរស់គ្រប់យ៉ាងគឺល្អពីងយ៉ាងបានសាច់នឹងយំក្នុងពេលតែមួយមិនអំបៅពណ៌ខៀវdreamបានស្រឡាំងកាំងដោយឈុតនេះលោកស៊ូហាវទៅតែប្រាប់នាងអំពីជីវិតមុនរបស់នាងមុននេះប៉ុន្តែនាងមិនដឹងថាហេតុអ្វីបានជានាងមិនអាចចាំបានទេក្រឡេកមើលនាងភីងយ៉ាងនាងក៏មានអារម្មណ៍កាន់តែច្រើនឡើងដូចពេលវេលាកន្លងផុតទៅដូចជាគាត់ជាប្អូនប្រុសរបស់នាងដែរចាំយល់យោខ្ញុំជានាងមែនទេលូថូរ៉ូមិនអំបៅបាននិយាយទៅកាន់ខ្លួននាងហើយបានគិតយ៉ាងស៊ីជម្រៅតើមានអ្វីកើតឡើងចំពោះនាងភីងយ៉ាងមានការក្រឡេកមើលយ៉ាងរហ័សនៅខៀវកតៃស៊ូបិនតមិនអំបៅហើយបានកត់សម្គាល់ឃើញថាមានអ្វីខុសលោកស៊ូហាវទៅតែញ័រក្បាលរបស់គាត់ដោយស្នាមញញឹមជូរចត់មុនពេលពន្យល់យ៉ាងខ្លីថាឧបត្តិហេតុនៅឆ្នាំនោះបានធ្វើឲ្យនាងបាត់បង់ការចងចាំរបស់នាងភីងយ៉ាងបានសាញ់ចឹងគិតក្នុងមួយវិនាទីថាវាល្អណាស់ប្រសិនបើនាងបាត់បង់ការចងចាំរបស់នាងមានបញ្ហាខ្លះដែលត្រូវបានគេបំភ្លេចចោលកាន់តែប្រសើរភីងយ៉ាងបាននិយាយយ៉ាងស្ងប់ស្ងៀមដោយភ្នែករបស់គាត់ភ្លឺចាំងដូចជាបញ្ហារបស់នាងដែលរងរបួសខ្ញុំនឹងសងសឹកអ្នកនៅតែមិនចង់លាឈប់ទេស៊ូហាចាក់សររោមចិញ្ចើមរបស់គាត់បន្តិចអ្នកមិនយល់ទេភីងយ៉ាងចាប់ក្បាលរបស់គាត់ថាមានរឿងខ្លះដែលបានឈានទៅមុខអ្នកមិនអាចបញ្ច្រាស់បានឡើយជាការពិតណាស់ដែលយ៉ាធីងនៅរស់ខ្ញុំស្លាប់ជាងការរដាក់ស្នាលភីងយ៉ាងបានធ្វើឲ្យថ្មិញរបស់គាត់បានធ្វើឲ្យមានមុខចំពោះបងប្អូនស្រីយាយនិងទំនេររសិស្សរបស់តុលាការរបស់លោកទៀនលងឈប់ព្យាយាមបញ្ឈប់ខ្ញុំអ្នកដឹងថាអ្នកមិនអាចធ្វើបានទេភីងយ៉ាងបានបញ្ចប់ពាក្យរបស់គាត់ការក្រឡេកមើលនៅឯសុបិនតពណ៌ខៀវនេះពេលបច្ចុប្បន្ននេះគាត់បានហោះចេញមកប្រសិនបើគាត់ចង់ចាក់ចេញទេគ្មាននរណាម្នាក់អាចបញ្ឈប់គាត់បានទេប្រសិនបើលោកស៊ូហាវបានព្យាយាមបង្ខំឲ្យគាត់ស្នាក់នៅលទ្ធផលនឹងបញ្ចប់ដោយព្រះរាជាណាចក្រនៃស្ថានសួគ៌បានដួលរលំដែលមិនមែនជាអ្វីដែលគាត់ចង់ឃើញនៅទីបញ្ចប់វានៅតែចប់ដូចនេះស៊ូហាដកដង្ហើមធំគាត់បានប្រើវិធីសាស្ត្រដែលមានទាំងអស់ប៉ុន្តែនៅតែខកខានមិនបានផ្លាស់ប្ដូរទៅរកគំនិតរបស់ភីងយ៉ាងលុះត្រាតែគាត់អាចរស់ឡើងវិញនៅមិត្តស្រីរបស់ភីងយ៉ាងបាននាងបានស្លាប់កាលពី6 ឆ្នាំមុនតើគាត់អាចធ្វើដូច្នេះយ៉ាងដូចម៉ូតេចទីក្រុងហ្គោយ៉ននឹងជួបគ្រោះមហន្តរាយដ៏ធំមួយឆាប់ៗនេះលោកស៊ូហាវបានមើលទៅខៀវកតៃសុបិនតមិនអំបៅហើយភ្លាមនោះស្រឡាំងកាំងលូថូរ៉ូមិនអំបៅកំពុងសម្លឹងមើលភីងយ៉ាងប៉ុន្តែគាត់អាចមានអារម្មណ៍យ៉ាងច្បាស់ថាអារ៉ូរ៉ារបស់នាងខុសគ្នាបន្តិចបន្តួចតើមានអ្វីកើតឡើងស៊ូហាវត្រូវបានគេតក់ស្លុតយ៉ាងខ្លាំងការរីកចម្រើន
ភីងយ៉ងបានមកដល់ចំណុចខ្ពស់បំផុតនៅក្នុងព្រះរាជាណាចក្រនៃស្ថានសួគ៌ហើយនឹងត្រូវចាក់ចេញទោះយ៉ាងណាគ្មាននរណាម្នាក់រំពឹងថានៅពេលនេះទេដែលជាអារាដែលមានអំណាចកាន់តែមានឥទ្ធិពលការរីកចម្រើនទិសដៅដែលពីងយ៉ាងបានដឹកនាំត្រូវបានបិទសួរហៅតើហ៊ានអ្នកយ៉ាងម៉េចភីងយ៉ាងបានប្រែคล้ายដោយកំហឹងប៉ុន្តែគាត់បានស្រឡាំងកាំងនៅពីក្រោយគាត់ខៀវសុបិនតមួយអំបៅកំពុងឈរនៅទីនោះដោយការបញ្ចេញមតិត្រជាក់នៅពេលរាងកាយរបស់នាងបានបញ្ចេញនូវមហាសមុទ្រដ៏អស្ចារ្យមួយតើមានអ្វីកើតឡើងទាំងពីរស៊ូហាវនិងពីងយ៉ាងបានស្រឡាំងកាំងទោះយ៉ាងណាលោកស៊ូហាវអាចមានប្រតិកម្មភ្លាមអរ៉ានេះតើវាអាចទេគំនិតមួយបានលេចចេញតាមរយៈបេះដូងរបស់គាត់ដែលធ្វើឲ្យការបញ្ចេញមតិរបស់គាត់ស្មុគស្មាញមែនហើយថ្ងៃនេះនឹងមកដល់ឆាប់ឬក្រោយមកមិនអំបៅពណ៌ខៀវនេះភីងយ៉ាងបានមើលទៅលើលោកសុបិនតបលោកបែរក្នុងការភ័ន្តច្រឡំគាត់មិនដែលគិតថាឧបសគ្គធម្មពលភ្លាមនឹងលេចឡើងហើយស្ទើរតែវាគាត់ចូលក្នុងដីតួលេខនោះនៅតែឈរនៅទីនោះប្រងើយកណតែសម្លាញ់មើលគាត់យ៉ាងត្រជាក់ប្រសិនបើខ្ញុំដឹងថាអ្នកនឹងប្រព្រឹត្តអំពើខុសខើបែបនេះហេតុអ្វីបញ្ជាខ្ញុំសន្សំអ្នកសង្គ្រោះខ្ញុំរាងកាយរបស់ភីងយ៉ាងភ័យងាប់អ្នកបងស្រីទេ685ចុងក្រោយនៃឧបបត្តិហេតុនេះព្រោះ Aberton អត្ថបទខ្ពស់ដូច្នេះអ្នកមិនងងទេមិនអំបៅពណ៌ខៀវខ្ចីតែចាំងយ៉ាងបានឈរនៅទីនោះដែលមិនគួរឲ្យជឿដូចអ្វីដែលលោកស៊ូហៅបានទីមុននេះដែល Blue Toro មិនអំបៅពណ៌ខៀវបានស្តារការចងចាំរបស់នាងឡើងវិញបងស្រីយីយ៉ូលោកពីងយ៉ាងបានអរសប្បាយប៉ុន្តែបានកត់សម្គាល់ឃើញយ៉ាងឆាប់រហ័សការសំឡឹងមើលរបស់ចាំងយ៉ាងហើយបានបង្ហាញភ្លាមនៅរូបរាងស្មុគស្មាញត្របាច់កណតាប់ដៃរបស់គាត់បានសួរថាបងស្រីយេសូម្បីតែអ្នកក៏ចង់បញ្ឈប់ខ្ញុំដែរឬទេខ្ញុំសូមសួរអ្នកថាតើអ្នកគិតថាបរិសុទ្ធដែលមានពណ៌ខ្មៅសមនឹងត្រូវបានសម្លាប់ឬទេលោកសាំងយ៉ាធីងបានបន្តជាមួយនឹងការប្រងើយកណតៃរបស់នាងពួកគេសមនឹងទទួលបានការស្លាប់ភីងយ៉ងបានឆ្លើយដោយមិនស្ទាក់ស្ទើរតើអ្នកកំពុងធ្វើអ្វីឥឡូវនេះតើមានអ្វីខុសប្លែកខ្លះបើប្រៀបធៀបនឹងពួកគេសាំងយ៉ាធីងស្មៀតគិតថាអូភីងយ៉ាងបន្តិចបបោមាត់របស់គាត់សូមឲ្យការស្អប់របស់អ្នកទៅលោកចាំងយ៉ាងបានបន្តបញ្ចុះបញ្ចូលកុមារនេះភីងយ៉ាងស្ទាក់ស្ទើរមួយផ្លែតហើយនៅតែបញ្ចប់ការរុញជួយក្បាលរបស់គាត់មិនដែលពិតឬមាត់របស់លោកសាំងយ៉ាធីងបានបង្ហាញពីស្នាមញញឹមនៃស្នាមញញឹមសូម្បីតែនៅពេលដែលខ្ញុំដឹងថានរណាជាអ្នកនៅពីក្រោយឆាកអ្នកដែលកំពុងគ្រប់គ្រងបុរសទាំងនេះអ្នកនៅតែចង់បំផ្លាញទីក្រុងដែលគ្មានកំហុសសម្រាប់ការខឹងរបស់អ្នកអ្វីគំនិតរបស់ភីងយ៉ាងមិនមានស្ថិរភាពទេវាអាចជាទីក្រុងវ៉ូយ៉នគ្រាន់តែជាមូលដ្ឋានតូចមួយប៉ុណ្ណោះអ្នកឃាតករពិតប្រាកដនៅឆ្ងាយពីការឈានដល់របស់អ្នកទោះបីអ្នកបំផ្លាញក៏ដោយគាត់នឹងសាងសង់គំនិតរបស់អ្នកដែលមិនអើពើនឹងកំភ្លើងខ្លីរបស់គាត់នៅលើកាំរស្មីកាណុងរបស់គាត់តើវាអាចកើតឡើងយ៉ាងដូចមកទេចភីងយ៉ាងភ្ញាក់ផ្អើលចំពោះការរបាតសំតែងនេះត្រូវបានខ្វាក់ដោយការស្អប់គាត់ច្បាស់ជានឹងមិនគិតពីបញ្ហានេះទេមាត្រដ្ឋានទីក្រុងវ៉ូយ៉នគាត់តែងតែគិតថាវាមានទំហំធំធេងបំផុតប្រាប់ខ្ញុំថាវាជានរណាភីងយ៉ាងបានសួរយ៉ាងអន្ទះសាលោកសាំងយេតបានក្រឡេកមើលគាត់មួយលើកទី2ថាអ្នកមានជំរើសពីឥឡូវនេះដំបងនៅទីនេះភីងយ៉ាងស្ងាត់ស្ងៀមទោះបីជាគាត់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការស្លាប់រួចហើយគាត់ក៏ដឹងថាតើវាមានន័យយ៉ាងម៉េចដែរដោយស្នាក់នៅទីនេះតើជំរើសផ្សេងទៀតគឺជាអ្វីសម្រាប់ស៊ូហាវនិងខ្ញុំហើយអ្នកនឹងទទួលបានកាមីកាស៊ីជាមួយនឹងចំណីកាណុងរបស់សត្រូវសាំយ៉ាធីងបានឆ្លើយតបយ៉ាងស្មុគស្មាញសំឡេងរបស់នាងគឺរត់ដូច្នេះពីបនតាឡាក់ឲ្យស៊ូហាវបាច់ងើបបន្តិចដូច្នេះនេះគឺជាសាំយ៉ាធីងពិតតែក៏សល់ស្រាលរបស់សាំងគ្រូសាតើខ្ញុំមានជំរើសផ្សេងទៀតទេភីងយ៉ាបានញញឹមយ៉ាងខ្លាំងបងស្រីអ្នកមិនមានភាពរៀងខ្មាស់ទេជប់ព្យាយាមធ្វើឲ្យជីវិតរបស់អ្នកវេទនាលោកសាំយ៉ាធ្វើបានថមថយស្មារបស់គាត់ដោយស្នាមញញឹមនៅលើមុខរបស់នាងថាប្រជាជននៅទីនេះល្អទាំងអស់គ្រាន់តែរីករាយនឹងខ្លួនអ្នកថែមទៀតផ្លេចអំពីរាងកាយរបស់សត្វនោះនៅក្នុងរូបកាយដែលមានការពិតពីងយ៉ាងងក់ក្បាលទីបំផុតវាត្រូវបានដោះស្រាយស៊ូហាវបានអនុញ្ញាតឲ្យចេញស្រាលលោកបានដឹងថាវិបត្តិនេះដែលអាចបញ្ចប់ការបំផ្លាញទីក្រុងហ្គោយ៉នទាំងមូលបានត្រូវបានដោះស្រាយហើយនៅចុងបញ្ចប់អ្នកដែលបានបើកការងាកមករកឧបបត្តិហេតុនេះបានប្រែទៅជាមានពណ៌ខៀវខ្ចីមិនអំបៅពណ៌ខៀវដែល Dixie Bread វាគ្រាន់តែថាលោកសាំងយ៉ាធីងដែលបានរកឃើញការចងចាំរបស់នាងរួចហើយតើនាងនៅតែជា Dixie និងពណ៌ខៀវដែលគួរឲ្យស្រឡាញ់ដែរឬទេលោកស៊ូហាវបានចិញ្ចឹមក្បាលរបស់គាត់ហើយក្រឡេកមើលនាងខណៈពេលដែលលោកចាំងយ៉ាងក៏ធ្វើដូចគ្នាដែរអ្នកទាំងពីរកំពុងសម្លឹងមើលគ្នាទៅវិញទៅមកហើយគាត់បានកត់សម្គាល់ឃើញការស្ទាក់ស្ទើរបន្តិចបន្តួចនៅលើមុខរបស់នាងលោកសាំយ៉ាធីងបានផាក់មួយផ្លែថាខ្ញុំច្រឡំបន្តិចឥឡូវនេះបន្ទាប់ពីការសម្រួលខ្លួនឯងខ្ញុំនឹងផតលចម្លើយដល់អ្នកមិនអីទេស៊ូហាវងក់ក្បាលភីងយ៉ាងក្រឡេកមើលទៅទាំងការចាប់អារម្មណ៍យ៉ាងខ្លាំងដូចស៊ីមីងស៊ីនស៊ូននិងអ្នកផ្សេងទៀតចេញពីព្រះរាជាណាចក្រនៅស្ថានសួគ៌លោកចាំងយ៉ាងបានណែនាំពួកគេនៅពេលនេះស៊ូហាវបានចាក់ចេញដោយស្ងាត់ស្ងៀមបញ្ហារបស់ភីងយ៉ាងត្រូវបានដោះស្រាយហើយវាដល់ពេលដែលត្រូវបញ្ចប់រឿងនេះហើយស្វីស៊ូហាបានបាត់ខ្លួនគាត់បានត្រឡប់មកពិភពពិតហើយតាមពិតបរិយាកាសស្ងាត់ណាស់គ្មាននរណាម្នាក់ហ៊ានបង្កើតសំឡេងណាមួយឡើយពួកគេគិតថាស៊ូហាកំពុងជាយាមពន្យាពេលនឹងទាំងពេលវេលាប៉ុន្តែនៅពេលដែលពេលវេលាកាន់តែច្រើនបេះដូងរបស់មនុស្សគ្រប់គ្នាចាប់ផតតាមមកទទួលការគិតមិនគួរឲ្យជឿនេះវាអាចថាស៊ូហាពិតជាមានវិធីដោះស្រាយជាមួយភីងយ៉ាង1នាទី2នាទីពន្លឺនៃកតៃសង្ឃឹមមួយបានលេចជជែងមកក្នុងចិត្តរបស់ពួកគេ
ប្រហែលជាពួកគេពិតជាអាចឈ្នះបានប្រហែលជាពួកគេពិតជាមានឱកាសឆាតរបស់បុរសម្នាក់និងសត្វមួយឈរនៅចំពោះមុខមនុស្សគ្រប់គ្នាហាក់ដូចជាការផុសតអារម្មណ៍នៃកតៃសង្ឃឹមរបស់មនុស្សគ្រប់គ្នាតើគាត់អាចឈ្នះបានទេវ៉ាន់ចេងមិនមើលទៅអស្ចារ្យទេក្នុងនាមជាអ្នកដែលបានប៉ះទង្គិចជាមួយភីងយ៉ាងគាត់បានដឹងពីរបៀបដែលលោកភីងយ៉ាងខ្លាំងភាពខ្លាំងនៃទេពកោសល្យរបស់ឯកគឺស្ថិតនៅលើអាណាចក្រខុសៗគ្នាទាំងស្រុងជាងអ្វីដែលមានទេពកោសល្យគាត់គួរតែអាចធ្វើបានកុហកបាននិយាយថានៅក្នុងសម្លេងមិនច្បាស់លាស់មួយតោះសម្លេងរំខានទន់មួយបានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលពន្លឺដែលខ្សោយនៅជុំវិញស៊ូហានិងភីងយ៉ាបានបាត់បន្តិចមកតង់ដែលបង្ហាញថាការប្រយុទ្ធនៅក្នុងការបំភាន់នៅទីបំផុតការបំភាន់បានបញ្ចប់តើគាត់បានឈ្នះទេមនុស្សគ្រប់គ្នាយកចិត្តទុកដាក់ខ្ពស់បំផុតនៅទីនោះការរីកចម្រើនពន្លឺដ៏អស្ចារ្យបានរីកដុះដាលរ៉េដ៏ស្រាលជាច្រើនបានបញ្ចេញពន្លឺនៅពេលដែលវងមនុស្សមានប្រតិកម្មពួកគេបានឃើញថាសត្វខ្លាយំដែលត្រួតត្រាដែលជាសត្វដ៏គួរឲ្យភ័យខ្លាចនឹងដួលរលំការរីកចម្រើនការចុះចតរបស់គាត់បានបង្កើតឡើងពពកធូលីនិងផ្សែងនៅក្រោមពន្លឺនៃសេរីល្អមនុស្សម្នាក់អាចមើលឃើញតែតួលេខរបស់ស៊ូហាវកំពុងឈរនៅទីនោះតែម្នាក់ឯងទោះជាយ៉ាងណាក៏ដោយឈុតនោះបានធ្វើឲ្យពួកគេរំភើបពេកដែលវាមិនអាចត្រូវបានពិពណ៌នានៅក្នុងពាក្យគាត់បានឈ្នះមាននរណាម្នាក់បានសួរខ្ញុំគិតដូចនេះបុរសម្នាក់ទៀតឆ្លើយថាមិនច្បាស់អំពីស្ថានភាពនេះទេពួកគេបានក្រឡេកមើលគ្នាទៅវិញទៅមកមួយផ្លែតហើយបាននៅស្ងៀមមួយផ្លែតបន្ទាប់មកពួកគេបានកត់សម្គាល់គឺភាពរំភើបនិងនិយមនៅក្នុងភ្នែករបស់ពួកគេបន្ទាប់ពីបានដឹងដោយយកចិត្តទុកដាក់នឹងអរ៉ារបស់សត្វសាហាវពួកគេទីបំផុតពួកគេបានបង្ហាញពីរូបរាងនៃជំងឺអេកូឡូស៊ីគាត់បានស្លាប់ហើយហាលោកស៊ូហាវបនហាយើងនៅរស់មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលពួកគេមិនអាចជួយបង្ហាញពីភាពឆ្កួតរបស់ពួកគេអារម្មណ៍អស់សង្ឃឹមនោះទីបំផុតអាចត្រូវបានអនុញ្ញាតឲ្យចេញមិនថាបាន Infer ឬសិស្សរបស់ក្រុមហ៊ុនទៀនលូនមនុស្សគ្រប់គ្នាបានអបអរប៉ុន្តែធ្វើឲ្យស្ងប់ស្ងៀមយ៉ាងឆាប់រហ័សហើយបានធ្វើឲ្យមានអ្វីមួយនោះមិនមែនក្រៅពីស៊ូហាបានកំចាត់ភីងយ៉ាងសត្វនេះគួរឲ្យភ័យខ្លាចណាស់ដែលវាគ្រប់គ្រាន់ក្នុងការបង្ក្រាបអ្នកគ្រប់គ្នារួមទាំងបានចេញដែលបានចាញ់ដោយលោកស៊ូហាដែលទើបតែចូលរួមតុលាការធានលងថ្មីនេះគឺជាការពិតដែលពួកគេមិនអាចបដិសេធបានតើនេះមិនមែនមានន័យថាស៊ូហាពិតជាខ្លាំងជាងលោកបានចេញដែរឬទេទោះយ៉ាងណាមនុស្សគ្រប់គ្នាបានក្រឡេកមើលទៅស៊ូហាវជាមួយនឹងការភ័យខ្លាចមួយចំនួនមិនថាគាត់បានប្រើវិធីណាក៏ដោយមិនថាបច្ចេកទេសហាមឃាត់អ្វីដែលគាត់បានប្រើក៏ដោយការពិតដែលថាគាត់បានយកឈ្នះភីងយ៉ាងនឹងតែមិនផ្លាស់បតូរ៉ូតើស៊ូហាវរងំទេជាការពិតណាស់គាត់គឺទោះយ៉ាងណាកម្លាំងមធ្យមរបស់គាត់គួរតែមាននៅជុំវិញដែនមួយកម្រិតអេស្ពើទោះយ៉ាងណាភាពអស្ចារ្យរបស់គាត់នៅពេលនេះបាននាំមកជូនគាត់នៅអរ៉ាដ៏អាថ៌កំបាំងមួយមិនថាមានបញ្ញាអ្វីនៅពេលអនាគតនៅពេលដែលមនុស្សម្នាក់ហ៊ានដោះស្រាយជាមួយស៊ូហាវនោះស្នាដៃនេះនឹងត្រូវបានពិចារណាការបំភាន់ស៊ូហាវប្រហែលជាមិនមានភាពរងំខ្លួនឯងទេប៉ុន្តែគាត់មានការបំភាន់ដ៏មានឥទ្ធិពលដែលខ្លាំងល្មមនឹងបង្ក្រាបមនុស្សគ្រប់គ្នានៅក្នុងនាយកដ្ឋានបំភាន់របស់គាត់មិនបានសិក្សាយូរទេប៉ុន្តែការយល់ដឹងរបស់គាត់អំពីការបំភាន់ដែលពិតជាមានលើសពីនិស្សិតដទៃទៀតនៅក្នុងមន្ទីរនេះគឺជាការវិនិច្ឆ័យរបស់មនុស្សគ្រប់គ្នាដែលមានវត្តមានមិនអាក្រក់ទេលោកវ៉ែនចេញបានអង្គុយនៅស្មារបស់ស៊ូហាវដោយពេញចិត្តក្នុងជីវិតរបស់មនុស្សគ្រប់គ្នានៅទីនេះខ្ញុំដឹងពីទេពកោសល្យរបស់អ្នកប៉ុន្តែខ្ញុំមិនដែលខ្ញុំរំពឹងថាអ្នកនឹងក្លាយជាមនុស្សខ្លាំងនេះបន្ទាប់ពី3ថ្ងៃទៀតទេលោកស៊ូហាវបានពន្យល់ថាទោះបីជាពីងយ៉ាំបានប្រែទៅជាសត្វមួយធម៌ពលរបស់គាត់គឺដំណើរការទៀបបន្ទាប់ពីខ្ញុំបានអរគាត់នៅពីការភាពផ្លូវចិត្តរបស់គាត់បានបញ្ចប់សកម្មភាពរបស់ខ្ញុំនៅទីបញ្ចប់គាត់បានធ្វើឲ្យគាត់ស្លាប់របស់គាត់ដូច្នេះវាប្រែទៅជាដូចនោះទីបំផុតពួកគេបានយល់ឥឡូវការពន្យល់បែបនេះគឺសមហេតុផលនេះគឺជាការពន្យល់ logical តែមួយគត់អំពីរបៀបដែលលោកស៊ូហាហ្គោបានចាញ់ភីងយ៉ាមានតែបានចេញកំពុងសម្លឹងមើលស៊ូហាចម្លាច់ណាស់ការអស់កម្លាំងធម៌ពលឈប់ជាយាមកុហកយុវជនរបស់គាត់ពិតជាបានដឹងពីរបៀបលាក់ខ្លួនប្រសិនបើបុរសទាំងនេះពិតជាវិនិច្ឆ័យភាពខ្លាំងរបស់ស៊ូហាវដូចនោះគាត់មិនអាចស្រមៃគិតថាមរណភាពរបស់ពួកគេនៅពេលអនាគតបានទេប្រសិនបើលោកស៊ូហាវបានខឹងអរគុណច្រើនមនុស្សគ្រប់គ្នាបានសមតែងការដឹងគុណដោយស្មោះមិនថាអ្វីក៏ដោយលោកស៊ូហាវបានជួយសង្គ្រោះជីវិតរបស់ពួកគេគ្មានការព្រួយបារម្ភស៊ូហាវញញឹមហើយក្រឡេកមើលជុំវិញកន្លែងនេះបានក្លាយជាភាពរញ៉េរញ៉ៃសរុបមនុស្សគ្រប់គ្នាបានដើរតាមការក្រឡេកមើលរបស់គាត់ដែលជាការភ្ញាក់ផ្អើលរបស់ពួកគេដែលនៅសេសសល់ដោយស្បែកនៃថ្មិញរបស់ពួកគេចុងក្រោយបានបញ្ចប់មិនមែនមនុស្សគ្រប់គ្នានៅរស់ទេនៅពេលពីងយ៉ាងបានរីករាលដាលពីពេញមនុស្សជាច្រើនត្រូវបានសម្លាប់រឿងសំណាងតែមួយគត់គឺថាសិស្សរបស់តុលាការធានលងមិនស្ថិតក្នុងចំណោមអ្នកស្លាប់ទេពេលវេលាត្រឡប់ក្រោយវិញលោកវ៉ែនចេញបាននិយាយថាទោះបីពួកគេបានស្លាប់យ៉ាងណាក៏ដោយមិនថាមានបញ្ញាអ្វីក៏ដោយពួកគេមានសិទ្ធិធ្វើជាវីរបុរសមនុស្សគ្រប់គ្នាងក់ក្បាលយ៉ាងម៉ឺងម៉ាត់សម្រាប់អ្នក APA ទាំងអស់ដែលអាចស្លាប់តាមរបៀបបែបនេះវាប្រហែលជាវិធីល្អបំផុតក្នុងការបញ្ចប់ជំពូកជីវិតរបស់ពួកគេយ៉ាងហោចណាស់បើប្រៀបធៀបទៅនឹងអ្នកដែលត្រូវបានគេចាប់បញ្ជាមុខវិជ្ជាពិសោធន៍ការស្លាប់របស់ពួកគេកាន់តែប្រសើរឡើងចំពោះការសម្អាតភាពរញ៉េរញ៉ៃនេះភារកិច្ចត្រូវបានប្រគល់ឲ្យអាជ្ញាធរមូលដ្ឋាននៃទីក្រុងវូយន់ទីបំផុតមនុស្សគ្រប់គ្នាចាប់ផតមកចាក់ចេញទីបំផុតសមរភូមិដ៏វឹកវរបានបញ្ចប់ដោយស៊ូហាវងាកមកជុំវិញស្ថានភាពនៅពេលដែលឧបបត្តិហេតុនេះបានចាប់ផតមករីករាលដាលពីទីក្រុងវូយន់វាគឺជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលព័ត៌មានដ៏សមហេតុផលនេះបានកាន់កាប់សហព័ន្ធទាំងមូល
ប្រសិនបើមិនសម្រាប់រដ្ឋាភិបាលប្រកាសប្រាប់វាទេគ្មាននរណាម្នាក់បានជឿថាក្នុងរយៈពេលដ៏ខ្លីបែបនេះទីក្រុងហ្គោយន់បានជួបប្រទះឧបទ្ទហេតុបែបនេះទេសិត100ស្តេចសិតអភិរក្ស10តើអ្វីទៅជាខ្នាតដ៏ធំនៃការប្រយុទ្ធបើប្រៀបធៀបទៅនឹងចំណូលរបស់សត្វនាពេលមុននៅទីក្រុងជាងកេនមានទំហំធំជាងច្រើនដងផ្នែកគួរឲ្យភ័យខ្លាចបំផុតគឺការប៉ុនប៉ងរបស់ពួកគេបានបរាជ័យយ៉ាងខ្លាំងជាមួយបានចេញនឹងស៊ូហាវនាំមុខសិស្សរបស់លោកធានលងដោយមានជំនួយពីអេបានខ្លាំងពីទីក្រុងហ្គោយន់ពួកគេបានគ្រប់គ្រងដើម្បីកំទេចក្រុងរបស់សត្រូវពីរដ្ឋជនដែលជាក្រុមហ៊ុន Superstar ដែលមានទេពកោសល្យរបស់អាចថ្នាក់លោកពីងយ៉ាងត្រូវបានសម្លាប់ដោយស៊ូហាជាមួយនឹងព័ត៌មានបែបនេះដែលកំពុងត្រូវបានបង្ហាញឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបានវាធ្វើឲ្យសៅម៉ងមន្ត្រីជាន់ខ្ពស់នៅក្នុងសហព័ន្ធជាថ្មីមកតងទៀតភាពរងំរបស់ស៊ូហាត្រូវបានវាតម្លៃឡើងវិញហើយអ្វីដែលពួកគេបានបញ្ចប់ជាមួយនឹងការសន្និដ្ឋានមិនស្គាល់បាទមិនដឹងសូម្បីតែអ្នកដែលមកពីសហព័ន្ធដែលមានទេពកោសល្យពិសេសដែលអាចវាតម្លៃពីភាពខ្លាំងរបស់ពិភពលោកសូម្បីតែពួកគេបានប្រឈមមុខនឹងស៊ូហាពួកគេបានបរាជ័យភាពខ្លាំងមិនស្គាល់ភ្លាមផែនការដែលបានកំណត់គោលដៅស៊ូហាវបានជាប់ពាំងមកតងទៀតក្នុងអំឡុងពេលនេះជាមួយនឹងរដ្ឋបច្ចុប្បន្នរបស់ស៊ូហាវគ្មាននរណាម្នាក់ហ៊ានចាត់វិធានការណាមួយឡើយស្នាដៃរបស់គាត់ក្នុងការសម្លាប់លោកឈីងស៊ូប្រូហោសូប្រជាប្រិយភាពរបស់លោកស៊ូវូក្នុងកម្រិតខ្ពស់បានឈានដល់ចំណុចកំពូលថ្មីមួយកំពូលដែលគ្មាននរណាម្នាក់អាចប្រកួតប្រជែងបានរឿងនេះជាក់សតែងនឹងមិនចូលក្នុងចក្ខុវិស័យបុរសធម្មតាទេការសង្កេតបែបនេះអាចមើលឃើញតែនៅក្នុងមនរតីកំពូលនិងគ្រួសារសំខាន់ប៉ុណ្ណោះចំពោះក្រសែផ្នែកមនុស្សសាមញ្ញពួកគេបានឃើញតែប្រជាជនដែលឧស្សាហ៍ព្យាយាមបង្កើតបញ្ហាសម្រាប់ស៊ូហាដាថយក្រោយដោយស្និទ្ធស្នាលចូលក្នុងសម្បករបស់ពួកគេសូម្បីតែសិស្សទាំងនោះដែលមកពីគ្រួសារកំពូលទាំង10ក៏មិនមានករណីលើកលែងដែរក្នុងពេលជាមួយគ្នានេះតាក់ទងនឹងអ្នកដែលធ្វើសកម្មភាពនៅពីក្រោយឆាកនៃមូលដ្ឋានពិសោធន៍នេះរដ្ឋាភិបាលបានចាប់ផលតើមកការស៊ើបអង្កេតភ្លាមពាក្យចចាមអារាមបាននិយាយថាពិភពលោកមួយដែលមានជំនឿជាងនេះត្រូវបានបញ្ជូនទៅអនុវត្តប្រតិបត្តិការសម្ងាត់នេះទិសដៅដែលសហព័ន្ធបានធ្វើនៅពេលដែលខិតជិតករណីនេះបានផ្លាស់ប្ដូរតូរ៉ូមើលតង់ទៀតលើកនេះពួកគេកំពុងខិតជិតប្រភព685ចុងក្រោយនៃឧបទ្ទហេតុនេះព្រោះ Everton អត្ថបទខ្ពស់ដូច្នេះអ្នកមិនងងទេមិនអំបៅពណ៌ខៀវខ្ចីតែចាំយ៉ាងបានឈរនៅទីនោះដែលមិនគួរឲ្យជឿដូចអ្វីដែលលោកស៊ូហៅបានទីមុននេះដែល Blue Toro មិនអំបៅពណ៌ខៀវបានស្តារការចងចាំរបស់នាងឡើងវិញបងស្រីយីយ៉ូលោកពីងយ៉ាងបានអសប្បាយប៉ុន្តែបានកត់សម្គាល់ឃើញយ៉ាងឆាប់រហ័សការសំឡងមើលរបស់ចាំយ៉ាងហើយបានបង្ហាញភ្លាមនៅរូបរាងស្មុគស្មាញត្របាច់កណតាប់ដៃរបស់គាត់បានសួរថាបងស្រីយេសូម្បីតែអ្នកក៏ចង់បញ្ឈប់ខ្ញុំដែរឬទេខ្ញុំសូមសួរអ្នកថាតើអ្នកគិតថាបរិសុទ្ធដែលមានពណ៌ខ្មៅសមនឹងត្រូវបានសម្លាប់ឬទេលោកសាំងយ៉ាធីងបានបន្តជាមួយនឹងការប្រងើយកណតៃរបស់នាងពួកគេសមនឹងទទួលបានការស្លាប់ភីងយ៉ងបានឆ្លើយដោយមិនស្ទាក់ស្ទើរតើអ្នកកំពុងធ្វើអ្វីឥឡូវនេះតើមានអ្វីខុសប្លែកខ្លះបើប្រៀបធៀបនឹងពួកគេសាំងយ៉ាធីងស្មៀតគិតថាអូពីងយ៉ាងបន្តិចបបោមាត់របស់គាត់សូមឲ្យការស្អប់របស់អ្នកទៅលោកចាំងយ៉ាងបានបន្តបញ្ចុះបញ្ចូលកុមារនេះភីងយ៉ាងស្ទាក់ស្ទើរមួយផ្លែតហើយនៅទីបញ្ចប់នៅតែបញ្ចប់ការរុញជួយក្បាលរបស់គាត់មិនដែលពិតឬមាត់របស់លោកសាំងយ៉ាធីងបានបង្ហាញពីស្នាមញញឹមនៃស្នាមញញឹមសូម្បីតែនៅពេលដែលខ្ញុំដឹងថានរណាជាអ្នកនៅពីក្រោយឆាកអ្នកដែលកំពុងគ្រប់គ្រងបុរសទាំងនេះអ្នកនៅតែចង់បំផ្លាញទីក្រុងដែលគ្មានកំហុសសម្រាប់ការខឹងរបស់អ្នកអ្វីគំនិតរបស់ភីងយ៉ាងមិនមានស្ថិរភាពទេវាអាចជាទីក្រុងហ្គោយន់គ្រាន់តែជាមូលដ្ឋានតូចមួយប៉ុណ្ណោះអ្នកឃាតករពិតប្រាកដនៅឆ្ងាយពីការឈានដល់របស់អ្នកទោះបីអ្នកបំផ្លាញក៏ដោយគាត់នឹងសង្សងគំនិតរបស់អ្នកដែលមិនអើពើនឹងកំភ្លើងខ្លីរបស់គាត់នៅលើកាំរស្មីកាណុងរបស់គាត់តើវាអាចកើតឡើងយ៉ាងដូចមកទេចភីងយ៉ាងភ្ញាក់ផ្អើលចំពោះការរបាផ្សំតែងនេះត្រូវបានខ្វាក់ដោយការស្អប់គាត់ច្បាស់ជានឹងមិនគិតពីបញ្ហានេះទេមាត្រដ្ឋានទីក្រុងហ្គោយន់គាត់តែងតែគិតថាវាមានទំហំធំធេងបំផុតប្រាប់ខ្ញុំថាវាជានរណាភីងយ៉ាងបានសួរយ៉ាងអន្ទះសារលោកសាំងយេតបានក្រឡេកមើលគាត់មួយលើកទី2ថាអ្នកមានជំរឿសពីឥឡូវនេះដំបងនៅទីនេះភីងយ៉ាងស្ងាត់ស្ងៀមទោះបីជាគាត់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការស្លាប់រួចហើយគាត់ក៏ដឹងថាតើវាមានន័យយ៉ាងម៉េចដែរដោយស្នាក់នៅទីនេះតើជំរឿសផ្សេងទៀតគឺជាអ្វីសម្រាប់ស៊ូហាវនឹងខ្ញុំហើយអ្នកនឹងទទួលបានកាមីកាស៊ីជាមួយនឹងចំណីកាណុងរបស់សត្រូវសាំងយ៉ាធីងបានឆ្លើយតបយ៉ាងស្មុគស្មាញសំឡេងរបស់នាងគឺរដូវឆ្នេរពីបណតាឡាឲ្យស៊ូហាវបាច់ងើបបន្តិចដូច្នេះនេះគឺជាសាំងយ៉ាធីងពិតតែកោសលស្រាលរបស់សាំងគ្រួសារតើខ្ញុំមានជំរឿសផ្សេងទៀតទេភីងយ៉ាបានញញឹមយ៉ាងខ្លាំងបងស្រីអ្នកមិនមានភាពរៀងខ្មាស់ទេឈប់ព្យាយាមធ្វើឲ្យជីវិតរបស់អ្នកវេទនាលោកសាំងយ៉ាធ្វើបានថមថយស្មារបស់គាត់ដោយស្នាមញញឹមនៅលើមុខរបស់នាងថាប្រជាជននៅទីនេះល្អទាំងអស់គ្រាន់តែរីករាយនឹងខ្លួនអ្នកថែមទៀតផ្លេចអំពីរាងកាយរបស់សត្វនោះនៅក្នុងរូបកាយដែលមានការពិតពីងយ៉ាងងក់ក្បាលទីបំផុតវាត្រូវបានដោះស្រាយស៊ូហាវបានអនុញ្ញាតឲ្យចេញស្រាលលោកបានដឹងថាវិបត្តិនេះដែលអាចបញ្ចប់ការបំផ្លាញទីក្រុងហ្គោយន់ទាំងមូលបានត្រូវបានដោះស្រាយហើយនៅចុងបញ្ចប់អ្នកដែលបានបើកការងាកមករកឧបទ្ទហេតុនេះបានប្រែទៅជាមានពណ៌ខៀវខ្ចីមិនអំបៅពណ៌ខៀវដែល Dixie Bread វាគ្រាន់តែថាលោកសាំងយ៉ាធីងដែលបានរកឃើញការចងចាំរបស់នាងរួចហើយតើនាងនៅតែជា Dixie និងពណ៌ខៀវដែលគួរឲ្យស្រឡាញ់ដែរឬទេលោកស៊ូហាវបានចិញ្ចឹមក្បាលរបស់គាត់ហើយក្រឡេកមើលនាងខណៈពេលដែលលោកចាំងយ៉ាងក៏ធ្វើដូចគ្នាដែរ
អ្នកទាំងពីរកំពុងសម្លឹងមើលគ្នាទៅវិញទៅមកហើយគាត់បានសម្គាល់ឃើញការស្ទាក់ស្ទើរបន្តិចបន្តួចនៅលើមុខរបស់នាងលោកសាំយ៉ាធីនបានប្រាប់មួយភ្លែតថាខ្ញុំច្រឡំបន្តិចឥឡូវនេះបន្ទាប់ពីការសម្រួលខ្លួនឯងខ្ញុំនឹងផតលចម្លើយដល់អ្នកមិនអីទេស៊ូហាងមុខក្បាលភីងយ៉ាងក្រឡេកមើលទៅទាំងការចាប់អារម្មណ៍យ៉ាងខ្លាំងដូចស៊ីមីងស៊ីនស៊ូននិងអ្នកផ្សេងទៀតចេញពីព្រះរាជាណាចក្រនៅស្ថានសួគ៌លោកចាំងយ៉ាងបានណែនាំពួកគេនៅពេលនេះស៊ូហាបានចាត់ចេញដោយស្ងាត់ស្ងៀមបញ្ហារបស់ភីងយ៉ាងត្រូវបានដោះស្រាយហើយវាដល់ពេលដែលត្រូវបញ្ចប់រឿងនេះហើយស្វីស៊ូហាបានបាត់ខ្លួនគាត់បានត្រឡប់មកពិភពពិតហើយតាមពិតបរិយាកាសស្ងាត់ណាស់គ្មាននរណាម្នាក់ហ៊ានបង្កើតសំឡេងណាមួយឡើយពួកគេគិតថាស៊ូហាកំពុងជាយាមពន្យាពេលនឹងទាំងពេលវេលាប៉ុន្តែនៅពេលដែលពេលវេលាកាន់តែច្រើនបេះដូងរបស់មនុស្សគ្រប់គ្នាចាប់ផតមកទទួលការគិតមិនគួរឲ្យជឿនេះវាអាចថាស៊ូហាពិតជាមានវិធីដោះស្រាយជាមួយភីងយ៉ាង1នាទី2នាទីពន្លឺនៃកតៃសង្ឃឹមមួយបានលេចជែងមកក្នុងចិត្តរបស់ពួកគេប្រហែលជាពួកគេពិតជាអាចឈ្នះបានប្រហែលជាពួកគេពិតជាមានឱកាសឆាករបស់បុរសម្នាក់នឹងសត្វមួយឈរនៅចំពោះមុខមនុស្សគ្រប់គ្នាហាក់ដូចជាការផុសតអារម្មណ៍នៃកតៃសង្ឃឹមរបស់មនុស្សគ្រប់គ្នាតើគាត់អាចឈ្នះបានទេវ៉ាន់ចេងមិនមើលទៅអស្ចារ្យទេក្នុងនាមជាអ្នកដែលបានប៉ះទង្គិចជាមួយភីងយ៉ាងគាត់បានដឹងពីរបៀបដែលលោកភីងយ៉ាងខ្លាំងភាពខ្លាំងនៃទេពកោសល្យរបស់ឯកគឺស្ថិតនៅលើអាណាចក្រខុសៗគ្នាទាំងស្រុងជាងអ្វីដែលមានទេពកោសល្យគាត់គួរតែអាចធ្វើបានកុហកបាននិយាយថានៅក្នុងសម្លេងមិនច្បាស់លាស់មួយក៏សម្លេងរំខានតូនមួយបានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលពន្លឺដែលខ្សោយនៅជុំវិញស៊ូហានិងភីងយ៉ាបានបាត់បន្តិចមកតង់ដែលបង្ហាញថាការប្រយុទ្ធនៅក្នុងការបំភាន់នៅទីបំផុតការបំភាន់បានបញ្ចប់តើគាត់បានឈ្នះទេមនុស្សគ្រប់គ្នាយកចិត្តទុកដាក់ខ្ពស់បំផុតនៅទីនោះការរីកចម្រើនពន្លឺដ៏អស្ចារ្យបានរីកដុះដាលរ៉េរស្រាលជាច្រើនបានបញ្ចេញពន្លឺនៅពេលដែលវងមនុស្សមានប្រតិកម្មពួកគេបានឃើញថាសត្វខ្លាយងដែលត្រួតត្រាដែលជាសត្វដ៏គួរឲ្យភ័យខ្លាចនឹងដួលរលំការរីកចម្រើនការចុះចតរបស់គាត់បានបង្កើតឡើងពពកធូលីនិងផ្សែងនៅក្រោមពន្លឺនៃសេរីល្អមនុស្សម្នាក់អាចមើលឃើញតែតួលេខរបស់ស៊ូហាកំពុងឈរនៅទីនោះតែម្នាក់ឯងទោះជាយ៉ាងណាក៏ដោយឈុតនោះបានធ្វើឲ្យពួកគេរំភើបពេកដែលវាមិនអាចត្រូវបានពិពណ៌នានៅក្នុងពាក្យគាត់បានឈ្នះមាននរណាម្នាក់បានសួរខ្ញុំគិតដូច្នេះបុរសម្នាក់ទៀតឆ្លើយថាមិនច្បាស់អំពីស្ថានភាពនេះទេពួកគេបានក្រឡេកមើលគ្នាទៅវិញទៅមកមួយផ្លែតហើយបាននៅស្ងៀមមួយផ្លែតបន្ទាប់មកពួកគេបានកត់សម្គាល់គឺភាពរំភើបនិងនិយមនៅក្នុងផ្នែករបស់ពួកគេបន្ទាប់ពីបានដឹងដោយយកចិត្តទុកដាក់នឹងអរ៉ារបស់សត្វសាហាវពួកគេទីបំផុតពួកគេបានបង្ហាញពីរូបរាងនៃជំងឺអេកូឡូស៊ីគាត់បានស្លាប់ហើយហាលោកស៊ូហាវបនហាយើងនៅរស់មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលពួកគេមិនអាចជួយបង្ហាញពីភាពឆ្កួតរបស់ពួកគេអារម្មណ៍អស់សង្ឃឹមនោះទីបំផុតអាចត្រូវបានអនុញ្ញាតឲ្យចេញមិនថាដែនអ៊ីនភើឬសិស្សរបស់ក្រុមហ៊ុនទៀនលុនមនុស្សគ្រប់គ្នាបានអបអរប៉ុន្តែធ្វើឲ្យស្មុគស្ងៀមយ៉ាងឆាប់រហ័សហើយបានធ្វើឲ្យមានអ្វីមួយនោះមិនមែនក្រៅពីស៊ូហាបានកំចាត់ភីងយ៉ាងសត្វនេះគួរឲ្យភ័យខ្លាចណាស់ដែលវាគ្រប់គ្រាន់ក្នុងការបង្ក្រាបអ្នកគ្រប់គ្នារួមទាំងបានចេញដែលបានចាញ់ដោយលោកស៊ូហាដែលទើបតែចូលរួមតុលាការធានលំថ្មីនេះគឺជាការពិតដែលពួកគេមិនអាចបដិសេធបានតើនេះមិនមែនមានន័យថាស៊ូហាពិតជាខ្លាំងជាងលោកបានចេញដែរឬទេទោះយ៉ាងណាមនុស្សគ្រប់គ្នាបានក្រឡេកមើលទៅស៊ូហាជាមួយនឹងការភ័យខ្លាចមួយចំនួនមិនថាគាត់បានប្រើវិធីណាក៏ដោយមិនថាបច្ចេកទេសហាមឃាត់អ្វីដែលគាត់បានប្រើក៏ដោយការពិតដែលថាគាត់បានយកឈ្នះភីងយ៉ាងនឹងតែមិនផ្លាស់បតូរ៉ូតើស៊ូហារងំទេជាការពិតណាស់គាត់គឺទោះយ៉ាងណាកម្លាំងមធ្យមរបស់គាត់គួរតែមាននៅជុំវិញដែនមួយកម្រិតអេស្ពើទោះយ៉ាងណាភាពអស្ចារ្យរបស់គាត់នៅពេលនេះបាននាំមកជូនគាត់នៅអរ៉ាដ៏អាថ៌កំបាំងមួយមិនថាមានបញ្ញាអ្វីនៅពេលអនាគតនៅពេលដែលមនុស្សម្នាក់ហ៊ានដោះស្រាយជាមួយស៊ូហានោះស្នាដៃនេះនឹងត្រូវបានពិចារណាការបំភាន់ស៊ូហាប្រហែលជាមិនមានភាពរងំខ្លួនឯងទេប៉ុន្តែគាត់មានការបំភាន់ដ៏មានឥទ្ធិពលដែលខ្លាំងមុំនឹងបង្ក្រាបមនុស្សគ្រប់គ្នានៅក្នុងនាយកដ្ឋានបំភាន់របស់គាត់មិនបានសិក្សាយូរទេប៉ុន្តែការយល់ដឹងរបស់គាត់អំពីការបំភាន់ដែលពិតជាមានលើសពីនិស្សិតដទៃទៀតនៅក្នុងមន្ទីរនេះគឺជាការវិនិច្ឆ័យរបស់មនុស្សគ្រប់គ្នាដែលមានវត្តមានមិនអាក្រក់ទេលោកវ៉ែនចេញបានអង្គុយនៅស្មារបស់ស៊ូហាដោយពេញចិត្តក្នុងជីវិតរបស់មនុស្សគ្រប់គ្នានៅទីនេះខ្ញុំដឹងពីទេពកោសល្យរបស់អ្នកប៉ុន្តែខ្ញុំមិនដែលខ្ញុំរំពឹងថាអ្នកនឹងក្លាយជាមនុស្សខ្លាំងនេះបន្ទាប់ពី3ថ្ងៃទៀតទេលោកស៊ូហាបានពន្យល់ថាទោះបីជាពីងយ៉ាំបានប្រែទៅជាសត្វមួយធម៌ពលរបស់គាត់គឺដំណើរការទៀតបន្ទាប់ពីខ្ញុំបានអរគាត់នៅពីការភាពផ្លូវចិត្តរបស់គាត់បានបញ្ចប់សកម្មភាពរបស់ខ្ញុំនៅទីបញ្ចប់គាត់បានធ្វើឲ្យគាត់ស្លាប់របស់គាត់ដូច្នេះវាប្រែទៅជាដូចនោះទីបំផុតពួកគេបានយល់ឥឡូវការពន្យល់បែបនេះគឺសមហេតុផលនេះគឺជាការពន្យល់ logical តែមួយគត់អំពីរបៀបដែលលោកស៊ូហាបានចាញ់ភីងយ៉ាមានតែបានចេញកំពុងសម្លឹងមើលស៊ូហាចម្លែកណាស់ការអស់កម្លាំងធម៌ពលឈប់ជាយាមកុហកយុវជនរបស់គាត់ពិតជាបានដឹងពីរបៀបលាក់ខ្លួនប្រសិនបើបុរសទាំងនេះពិតជាវិនិច្ឆ័យភាពខ្លាំងរបស់ស៊ូហាដូចនោះគាត់មិនអាចស្រមៃគិតថាមរណភាពរបស់ពួកគេនៅពេលអនាគតបានទេប្រសិនបើលោកស៊ូហាបានខឹងអរគុណច្រើនមនុស្សគ្រប់គ្នាបានសមតែងការដឹងគុណដោយស្មោះមិនថាអ្វីក៏ដោយលោកស៊ូហាបានជួយសង្គ្រោះជីវិតរបស់ពួកគេគ្មានការព្រួយបារម្ភស៊ូហាញញឹមហើយក្រឡេកមើលជុំវិញ
កន្លែងនេះបានក្លាយជាភាពរញ៉េរញ៉ៃសរុបមនុស្សគ្រប់គ្នាបានដើរតាមការក្រឡេកមើលរបស់គាត់ដែលជាការភ្ញាក់ផ្អើលរបស់ពួកគេដែលនៅសេសសល់ដោយស្បែកនៃថ្មិញរបស់ពួកគេចុងក្រោយបានបញ្ចប់មិនមែនមនុស្សគ្រប់គ្នានៅរស់ទេនៅពេលពីងយ៉ាងបានរីករាលដាលពីពេញមនុស្សជាច្រើនត្រូវបានសម្លាប់រឿងសំណាងតែមួយគត់គឺថាសិស្សរបស់តុលាការធានឡុងមិនស្ថិតក្នុងចំណោមអ្នកស្លាប់ទេពេលវេលាត្រឡប់ក្រោយវិញលោកវ៉ែនចេញបាននិយាយថាទោះបីពួកគេបានស្លាប់យ៉ាងណាក៏ដោយមិនថាមានបញ្ញាអ្វីក៏ដោយពួកគេមានសិទ្ធិធ្វើជាវីរបុរសមនុស្សគ្រប់គ្នាងក់ក្បាលយ៉ាងម៉ឺងម៉ាត់សម្រាប់អ្នក APS ទាំងអស់ដែលអាចស្លាប់តាមរបៀបបែបនេះវាប្រហែលជាវិធីល្អបំផុតក្នុងការបញ្ចប់ជំពូកជីវិតរបស់ពួកគេយ៉ាងហោចណាស់បើប្រៀបធៀបទៅនឹងអ្នកដែលត្រូវបានគេចាប់បញ្ជីមុខវិជ្ជាពិសោធន៍ការស្លាប់របស់ពួកគេកាន់តែប្រសើរឡើងចំពោះការសម្អាតភាពរញ៉េរញ៉ៃនេះភារកិច្ចត្រូវបានប្រគល់ឲ្យអាជ្ញាធរមូលដ្ឋាននៃទីក្រុងវ៉ូយន់ទីបំផុតមនុស្សគ្រប់គ្នាចាប់ផតាមកចាក់ចេញទីបំផុតសមរភូមិដ៏វឹកវរបានបញ្ចប់ដោយស៊ូហាវងាកមកជំវិញស្ថានភាពនៅពេលដែលឧបហេតុនេះបានចាប់ផតាមករីករាលដាលពីទីក្រុងវ៉ូយន់វាគឺជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលព័ត៌មានដ៏សមហេតុផលនេះបានកាន់កាប់សហព័ន្ធទាំងមូលប្រសិនបើមិនសម្រាប់រដ្ឋាភិបាលប្រកាសប្រាប់វាទេគ្មាននរណាម្នាក់បានជឿថាក្នុងរយៈពេលដ៏ខ្លីបែបនេះទីក្រុងវ៉ូយន់បានជួបប្រទះឧបទ្ទិហេតុបែបនេះទេសត្វ100ស្តេចសត្វអភិរក្ស10តើអ្វីទៅជាຂະຫນាតដ៏ធំនៃការប្រយុទ្ធបើប្រៀបធៀបទៅនឹងចំណូលរបស់សត្វនាពេលមុននៅទីក្រុងជាងកេនមានទំហំធំជាងច្រើនដងផ្នែកគួរឲ្យភ័យខ្លាចបំផុតគឺការប៉ុនប៉ងរបស់ពួកគេបានបរាជ័យយ៉ាងខ្លាំងជាមួយបានចេញនឹងស៊ូហាវនាំមុខសិស្សរបស់លោកធានឡុងដោយមានជំនួយពីអេបានខ្លាំងពីទីក្រុងវ៉ូយន់ពួកគេបានគ្រប់គ្រងដើម្បីកំទេចក្រុងរបស់សត្រូវពីរដ្ឋជនដែលជាក្រុមហ៊ុន Superstar ដែលមានទេពកោសល្យរបស់អាចថ្នាក់លោកពីងយ៉ាងត្រូវបានសម្លាប់ដោយស៊ូហាវជាមួយនឹងព័ត៌មានបែបនេះដែលកំពុងត្រូវបានបង្ហាញឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបានវាធ្វើឲ្យសៅម៉ងមន្ត្រីជាន់ខ្ពស់នៅក្នុងសហព័ន្ធជាថ្មីមកតងទៀតភាពរងំរបស់ស៊ូហាវត្រូវបានវាតម្លៃឡើងវិញហើយអ្វីដែលពួកគេបានបញ្ចប់ជាមួយនឹងការសន្និដ្ឋានមិនស្គាល់បាទមិនដឹងសូម្បីតែអ្នកដែលមកពីសហព័ន្ធដែលមានទេពកោសល្យពិសេសដែលអាចវាតម្លៃពីភាពខ្លាំងរបស់ពិភពលោកសូម្បីតែពួកគេបានប្រឈមមុខនឹងស៊ូហាវពួកគេបានបរាជ័យភាពខ្លាំងមិនស្គាល់ភ្លាមផែនការដែលបានកំណត់គោលដៅស៊ូហាវបានជាប់គាំងមកតងទៀតក្នុងអំឡុងពេលនេះជាមួយនឹងរដ្ឋបច្ចុប្បន្នរបស់ស៊ូហាវគ្មាននរណាម្នាក់ហ៊ានចាត់វិធានការណាមួយឡើយស្នាដៃរបស់គាត់ក្នុងការសម្លាប់លោកឈីងស៊ូប្រូហោសូប្រជាប្រិយភាពរបស់លោកស៊ូវូក្នុងកម្រិតខ្ពស់បានឈានដល់ចំណុចកំពូលថ្មីមួយកំពូលដែលគ្មាននរណាម្នាក់អាចប្រកួតប្រជែងបានរឿងនេះជាក់ស្ដែងនឹងមិនចូលក្នុងចក្ខុវិស័យបុរសធម្មតាទេការសង្កេតបែបនេះអាចមើលឃើញតែនៅក្នុងមនរតីកំពូលនិងគ្រួសារសំខាន់ប៉ុណ្ណោះចំពោះក្រសែភ្នែកមនុស្សសាមញ្ញពួកគេបានឃើញតែប្រជាជនដែលឧស្សាហ៍ព្យាយាមបង្កើតបញ្ហាសម្រាប់ស៊ូហាវដើរថយក្រោយដោយស្និទ្ធស្នាលចូលក្នុងសម្បករបស់ពួកគេសូម្បីតែសិស្សទាំងនោះដែលមកពីគ្រួសារកំពូលទាំង10ក៏មិនមានករណីលើកលែងដែរក្នុងពេលជាមួយគ្នានេះតាក់ទងនឹងអ្នកដែលធ្វើសកម្មភាពនៅពីក្រោយឆាកនៃមូលដ្ឋានពិសោធន៍នេះរដ្ឋាភិបាលបានចាប់ផតាមកការស៊ើបអង្កេតភ្លាមពាក្យចចាមអារាមបាននិយាយថាពិភពលោកមួយដែលមានជំនាញជាងនេះត្រូវបានបញ្ជូនទៅអនុវត្តប្រតិបត្តិការសម្ងាត់នេះទិសដៅដែលសហព័ន្ធបានធ្វើនៅពេលដែលខិតជិតករណីនេះបានផ្លាស់បតរមើលតង់ទៀតលើកនេះពួកគេកំពុងខិតជិតប្រភព687បានលឿនជាងព្រោះ Everton អត្ថបទខ្ពស់វែនចេញគឺប្រៀបធៀបទៅនឹងដែន3ដែន Esper លោកស៊ូហាវបានកាត់អំពីវា1វិនាទីប៉ុន្តែបេះដូងរបស់គាត់បានរំភើបយ៉ាងឆាប់រហ័សសម្រាប់បានចេញមិនអាចធ្វើបាននោះមិនមានន័យថាគាត់មិនអាចទេគាត់ត្រូវការធម្មពលជាបន្ទាន់ប៉ុន្តែធម្មពលឥតគិតថ្លៃនៅក្នុងបន្ទប់ដាំដុះខុសគ្នាពីមួយដែលទទួលបាន2ឆ្នាំបន្ទប់ការងារដើម្បីស្រូបយកនឹងការផ្លាស់ប្ដូរនឹងមានច្រើនពេកក្នុងការដោះស្រាយមានមិនអាចទៅរួចទេសម្រាប់ស៊ូហាវកំពុងជាយាមបំលែងធម្មពលទៅជាគំរូអចិនរតែយកទោះយ៉ាងណាតាមានអ្វីកើតឡើងប្រសិនបើគាត់ចង់ជួយធម្មពលដើម្បីឲ្យអ្នកដែលមានព្រះរាជាណាចក្រស្ថានសួគ៌អាចដាំដុះបានផ្នែករបស់ហាវបានចាំងប្រហែលជាខ្ញុំអាចសាកល្បងវាបានលោកស៊ូហាវបានធ្វើការសម្រេចចិត្តរបស់គាត់ហើយបានសួរថាតើត្រូវការប៉ុន្មានបន្ទុកសម្រាប់ការប្រើប្រាស់បន្ទប់ដាំដុះកម្រិត1ការបញ្ចេញទឹកមុខរបស់វែនចេញគឺចម្លែកបន្តិចចំណុចដែលត្រូវការសម្រាប់បន្ទប់ដាំដុះកម្រិត1គឺដូចគ្នានឹង1សម្រាប់កម្រិត1សម្រាប់កម្រិត9ដែរអ្វីលោកស៊ូហាវបានស្រឡាំងកាំងអស់1វិនាទីថានេះមិនត្រឹមត្រូវទេខ្ញុំបានគិតថាកម្រិត8បន្ទប់គឺទ្វេដងបន្ទប់ដែលត្រូវការជាងបន្ទប់9តើអាចមានកម្រិត1បន្ទប់យ៉ាងដូចមកទេចវាដូចនេះលោកវ៉ាន់ចិនបានចាប់ផតាមកពន្យល់ថាចាប់ពីកម្រិត9ដល់5បន្ទប់នឹងកើនឡើងយ៉ាងខ្លាំងប៉ុន្តែបន្ទាប់ពីកម្រិត7និង6និង4នាក់នេះស៊ូហាហូគ្មានការនិយាយទេនេះជាលើកទី1ហើយដែលគាត់បានជំពប់លើការចែកចាយដ៏ចម្លែកបែបនេះបន្ទាប់មកតើសាលានឹងមិនមានការបាត់បង់ច្រើនទេឬជាការពិតមិនមែនទេលោកវ៉ាន់ចិនបានបន្តខេត្តដែលមិនស្មោះត្រង់ថាកុំភ្លេចគោលបំណងរបស់សាលាគោលបំណងសុខុមារបេះដូងរបស់ស៊ូហាវបានលោកផ្លោះវាយអូយីគោលដៅរបស់សាលាគឺដើម្បីបណ្ដុះឲ្យមានការពិភាក្សាចំណុចបេសកកម្មនេះដើរតួជាសូចនាករមួយនៅពេលដែលមួយលើកពីកម្រិត5នោះមានន័យថាសិស្សមានឥទ្ធិពលសូម្បីតែបានចេញក៏អាចដាំដុះបានតែនៅក្នុងបន្ទប់កម្រិត3ប៉ុណ្ណោះតែមានអ្វីអំពីកម្រិត2កម្រិត1ចំពោះការព្យាករណ៍បែបនេះសាលានឹងមានឆន្ទៈក្នុងការវិនិយោគនឹងបនតតាឡាពួកគេចំពោះបញ្ហាទាក់ទងនឹងការប្រើប្រាស់សាលារៀននិងសមនេះដោយធម្មជាតិដូច្នេះនោះហើយជារបៀបដែលវាទៅ
សូហាហូបានយកភ្លាមៗពីរូបភាពដ៏ធំនៃប្រព័ន្ធចំណុចនេះដូច្នេះកម្រិត5គឺជាកម្រិត1យេបានចិនបានមកក្បាលថាវាក៏ជាការវិតម្លៃស្តង់ដារនៅក្នុងតុលាការលោកធានលំផងដែរតែអ្នកនឹងព្យាយាមកម្រិតណានៅថ្ងៃនេះសូហាហូបានចាប់ក្បាលរបស់គាត់ដោយសាញ់ជើងគាត់មួយផ្លែតមុននឹងឆ្លើយថាកម្រិត1ហាហាវ៉ែនចេញបានថតពាក្យស្មារបស់គាត់ដោយមិនបង្ហាញពីការភ្ញាក់ផ្អើលខ្ញុំបានដឹងថាទេពកោសលនឹងមានបំណងចង់ព្យាយាមអស់រយៈពេលជាយូរមកហើយមិនមានវិធីសម្រាប់អ្នកដើម្បីស្រមៃថាតើធម្មពលខ្លាំងប៉ុណ្ណាទេមកខ្ញុំនឹងនាំអ្នកទៅទីនោះដើម្បីមើលវ៉ាន់ចេញដឹកនាំក្រុមហ៊ុនស៊ូហៅបន្ទាប់ពីបញ្ចប់ពាក្យរបស់គាត់តុលាការទៀនឡុងព័ទ្ធជុំវិញដោយបរិយាកាសដ៏ស្រស់ស្អាតមួយសម្រាប់បន្ទប់ដាំដុះពួកគេមានទីតាំងស្ថិតនៅក្នុងលក្ខណៈប្រមូលផលតុំចាប់ពីកម្រិត1ដល់កម្រិត9បន្ទប់ទាំងអស់មាននៅខាងក្នុងអគារពិសេសមួយនៅកណតាឡាប់នៃតុលាការទៀនឡុងគ្រប់ជាន់ទាំងអស់ត្រូវគ្នាទៅនឹងកម្រិតត្រៀមរៀងខ្លួនបុរសទាំងពីរនាក់នេះបានចូលណតារយន្តហើយឆាប់មកដល់កំពូលទោះជាយ៉ាងណាក៏ដោយឲ្យបានឆាប់នៅពេលដែលពួកគេបានមកដល់ស៊ូហៅបានស្រឡំកាំងដោយទំហំរបស់វងមនុស្សមានមនុស្សជាច្រើនស៊ូហៅបានលុបចោលការញើសរបស់គាត់ខ្ញុំគិតថាគ្មាននរណាម្នាក់អាចតស៊ូក្នុងបន្ទប់មួយបន្ទប់បានទេទៅទីនោះហើយអ្នកនឹងដឹងវ៉ែនចេញបាននាំស៊ូហៅចូលនៅពីមុខបន្ទប់ដាំដុះកម្រិត1ជួរដេកនៃបន្ទប់10យ៉ាងពិតប្រាកដបន្ទប់នីមួយៗនៅខាងមុខមានបន្ទាត់នៃមនុស្សតម្រង់ជួរបន្ទាប់ពីបងបន្ទប់អ្នកណាម្នាក់នឹងចូលក្នុងបន្ទប់ហើយមុនពីវិនាទីបានកន្លងផុតទៅពួកគេនឹងត្រូវគេបោះចោលអាក្រក់បំផុតនៅតែមានអ្នកខ្លះដែលមិនអាចមានសូម្បីតែវិនាទីពេញទោះយ៉ាងណាមនុស្សជាច្រើននៅតែបន្តមកទីនេះដើម្បីសាកល្បងសំណាងរបស់ពួកគេអ្វីដែរសូហាហាដកដង្ហើមធំមុំខ្លាំងទាំងនេះនៅពេលដែលពួកគេទាំងពីរបានមកដល់វាបង្កឲ្យមានអារម្មណ៍នៅក្នុងវងមនុស្សយ៉ាងណាមិញកម្លាំងរបស់ WANGENG ស្ថិតក្នុងចំណោមកម្ពុជាក្នុងតុលាការទៀនឡុងហើយវាជាការពិតដែលល្បីអាយយោជាន់ខ្ពស់វែនចេញតាអ្នកនៅទីនេះដើម្បីព្យាយាមមកតង់ទៀតទេការញញឹមខ្លាំងលើកចុងក្រោយអ្នកអាចមានរយៈពេល3វិនាទីតែអ្នកនឹងចំណាយពេល4វិនាទីទេមែនហើយជាន់ខ្ពស់លោកវែនចេញគឺពិតជាបរិសុទ្ធមែនមនុស្សគ្រប់គ្នាសាច់វងវិញបាត់អ្នកនិយាយដូចជាអ្នកដែលឆាប់ចេញទៅកម្មឆាប់ខ្លាំងណាស់លោកបានចិនទៅតែញញឹមមុនពេលចង្អុលនៅស៊ូហាខ្ញុំបាននាំមិត្តនៅទីនេះដើម្បីសាកល្បងអូនេះគឺជាស៊ូហាលោកបានចេញបាននិយាយថាมันស្អាតសាប់ភាពអ្វីមនុស្សគ្រប់គ្នាស្រឡាំងកាំងស៊ូហាវាបានប្រែក្លាយធ្វើជាទ្រង់ទោះបីជាពួកគេប្រហែលជាមិនបានឃើញស៊ូហ៊ូក្នុងជីវិតពិតពីមុនក៏ដោយឈ្មោះរបស់គាត់គឺដូចជាផ្គរលាន់ចំពោះត្រចៀករបស់ពួកគេនេះគឺជាការពិតជាពិសេសចាប់តាំងពីឧបទ្ទិហេតុនៅក្នុងទីក្រុងកូយ៉ននៅទីក្រុងកូយ៉នកាលពី2ថ្ងៃមុនដែលលោកស៊ូហៅបានសម្លាប់សត្វពីរយ៉ាងដោយទទួលបានពិន្ទុជាច្រើនគាត់ពិតជាបានធ្វើឲ្យច្រណែនមួយទៅខ្លាំងណាស់តើពួកគេអាចរកសំណាងល្អនៅទីណាកម្លាំងពិតប្រាកដមិនមានមនុស្សជាច្រើនមានគំនិតបែបនេះទេចេញពីភ្នែករបស់ពួកគេស៊ូវូទៅតែចាប់យកឱកាសនេះបន្ទាប់ពីធម្មពលរបស់លោកវែនចេញដែលហត់នឿយហ៊ីងយ៉ាងត្រូវហើយគាត់បានចាប់យកឱកាសនេះយ៉ាងហោចណាស់មនុស្សភាគច្រើនបានគិតដូច្នេះប្រសិនបើខ្ញុំនៅទីនោះនៅពេលនោះនិស្សិតទាំងនោះច្រណែនណាស់ដែលភ្នែករបស់ពួកគេមានពណ៌ក្រហមបានចេញគឺជាអាយដលរបស់មនុស្សជាច្រើនដើម្បីអាចដាក់ស្លាករួមជាមួយគាត់សម្រាប់បេសកកម្មគឺជាពរជ័យមួយអូវាត្រូវបានគេស៊ូហាងហេដែលអាចសម្លាប់សត្វយើងបានមួយកម្រិតបន្ទប់មួយមិនគួរជាបញ្ហាសម្រាប់គាត់ទេនិស្សិតម្នាក់បាននិយាយថា sarcastically មែនហើយខ្ញុំគិតថាស៊ូហានឹងមិនអីទេពិតសូមមកទីនេះអ្នកនៅខាងមុខអ្នកបានបាត់បង់កាន់តែប្រសើរចូលយើងធ្វើជាសក្តិថាតើវីរបុរសបានស៊ូមានរយៈពេលប៉ុន្មានវាតាប់មើលទៅដូចជារឿងកំ pl ែងទោះយ៉ាងណាក៏ដោយតាមពិតមានអ្នកណាម្នាក់ដែលបានដើរទៅមុខនិស្សិតដែលមានរាងមូលបានបង្ខំឲ្យសិស្សទាំងនោះនៅខាងមុខហើយបន្ទាប់មកក្រឡេកមើលស៊ូហៅដោយញញឹមថាវីរបុរសដែលបានជួយសង្គ្រោះទីក្រុងកូយ៉នសមនឹងទទួលការព្យាបាលបែបនេះសូមស្វាគមន៍អូស៊ូហៅញញឹមរោមចិញ្ចាំរបស់វេនជេងគ្រាន់តែនៅពេលដែលគាត់ហៀបនឹងនិយាយមួយស៊ូហៅបានបញ្ឈប់គាត់ដោយស្និទ្ធស្ងៀមលោកស៊ូហៅបានបោះជំហានទៅមុខពី3ជំហានទៅមុខដោយមិនសមនឹងខ្ញុំសមនឹងទទួលបានការព្យាបាលបែបនេះទេប៉ុណ្ណានិស្សិតដែលមានរាងពងក្រពើធ្វើពុតជាអ្នកគោរពដែលបនតាឡាក់ឲ្យសិស្សជំនាញបានទប់សំណើចពួកគេពិតជាព្យាយាមសាច់ចំអកនិងសាច់ចំអកស៊ូហៅទោះយ៉ាងណានៅពេលនេះស៊ូហៅបានធ្វើចលនាមួយមិនអាក្រក់ទេលោកស៊ូហៅបានមើលមុខរបស់សិស្សដែលមានរាងមូលយ៉ាងទន់ភ្លន់ដូចជាសត្វចិញ្ចឹមដែលបានធ្វើការយ៉ាងទន់ភ្លន់ថាតើឥឡូវនេះខ្ញុំបានដឹងខ្លួនទេខ្ញុំតែងតែមានអារម្មណ៍របស់នាងបន្ទប់មួយកម្រិតពិបាកណាស់មែនទេស៊ូហាហាញញឹមវាតាប់មើលទៅដូចជារឿងកំ pl ែងនៅចំពោះមុខពួកគេស៊ូហាហូបានបោះជំហានយ៉ាងខ្លាំងចូលក្នុងបន្ទប់ដោយបន្សល់ទុកឲ្យសិស្សនៅពីមុខគាត់ព្រិចភ្នែកពួកគេយ៉ាងឆាប់រហ័ស WTF គាត់ពិតជាបានចូលការសាយចំអករបស់ពួកគេគឺជាក់ស្តែងណាស់តែអ្នកមិនអាចឃើញថាវាមានចេតនាទេមនុស្សគ្រប់គ្នាបានផ្លាស់បទៅរកការសម្លឹងមើលរបស់ពួកគេនៅឯនិស្សិតដែលមានមុខចំពោះសិស្សដែលបនតឡាក់ឲ្យមានសម្បុររបស់គាត់ឲ្យស្លេកត្រូវបានគេហៅថាឆ្កែដោយស៊ូហៅគាត់ពិតជាមិនបានគ្រប់គ្រងប្រតិកម្មទាន់ពេលវេលាទេលំអ្នកស៊ូហៅសិស្សនោះបានថ្មិញរបស់គាត់អ្នកមិនដឹងថាមានអ្វីល្អសម្រាប់អ្នកទេចាំមើលតើអ្នកអាចមានរយៈពេលប៉ុន្មាននេះស៊ូហៅមានភាពប្រអើក្រទមពេកមែនហើយតើគាត់មិនអាចបំរុងទុកបន្តិចទេគាត់ពិតជាគិតថាគាត់ខ្លាំងណាស់ហោះអេ
គាត់កំពុងទាញយកអត្ថប្រយោជន៍ពីជាន់ខ្ពស់បានចេញមនុស្សគ្រប់គ្នាមានចំណែករបស់ពួកគេក្នុងការសាច់ចំអកស៊ូហាវវ៉ែនចេញមិនរំខានពួកគេទេផ្ទុយទៅវិញគាត់បានសម្លឹងមើលសូចនាករនៃបន្ទប់នៅពេលដែលសូចនាករខាងលើបានភ្លឺឡើងដែលនឹងបង្ហាញពីការចាប់ផតតាមនៃការដាំដុះរបស់នរណាម្នាក់វាជិតដល់ហើយឌីងពេលវេលាបានចាប់ផតតាមក្នុងពេលជាមួយគ្នានេះនៅក្នុងបន្ទប់ដាំដុះស៊ូហាវបានដកដង្ហើមធំហើយជូនដំណឹងដល់អ្នកដែលមានឋានសួគ៌នៅស្ថានសួគ៌បន្ទាប់ពីអ្នកទាំងអស់គ្នាបានអង្គុយយ៉ាងសាហាវហើយបានត្រៀមខ្លួនជាស្រេចតើលោកស៊ូហាវបានជ្រើសរើសចាប់ផតតាមទេការរីកចម្រើនចលនាអគ្គិសនីដ៏មានឥទ្ធិពលនិងអំពើហិង្សាយ៉ាងខ្លាំងបានបំពេញបន្ទប់ដាំដុះភ្លាមៗហើយបានចាប់ផតតាមដាក់សម្ពាធដ៏មានអានុភាពលើស៊ូហាវទ្រង់របស់ហាវមានអារម្មណ៍ថាមានឥទ្ធិពលគ្រាន់តែពាក់កណ្ដោតឡាប៊ីនីទីគាត់បានរងរបួសរួចហើយស៊ូហាវមានការភ្ញាក់ផ្អើលចំពោះរឿងនេះពិតជាគួរឲ្យភ័យខ្លាចណាស់រាងកាយទាំងមូលរបស់គាត់ទាំងមូលមានអារម្មណ៍ថាវាស្ថិតនៅចន្លោះម៉ាស៊ីនបង្ហាប់ហើយកំពុងត្រូវបានច្របាច់យ៉ាងខ្លាំងគាត់មិនអាចអនុញ្ញាតឲ្យនេះបន្តទៀតទេបើមិនដូច្នោះទេគាត់នឹងមានរយៈពេលតែ1វិនាទីឬ2វិនាទីប៉ុណ្ណោះវាជាពេលវេលាហើយស៊ូហាហូបានដកដង្ហើមវែងពិភពរាងបរលាបើការរីកចម្រើននៅក្នុងខ្លួនប្រាណរបស់ស៊ូហាវថាមពលអាចកំបាំងមានប្រតិកម្មជាមួយនឹងស៊ូហាវដើរតួជាមជ្ឈមណ្ឌលបង្កើតប្រហោងខ្មៅថាមពលដែលនៅជំនួយគាត់បានបាត់ដោយគ្មានដានសម្ពាធដែលគាត់មានអារម្មណ៍ចាប់ផតមកធ្លាក់ចុះក្នុងពេលជាមួយគ្នានេះដែលនៅក្នុងព្រះរាជាណាចក្រនៃស្ថានសួគ៌ថាមពលគួរឲ្យភ័យខ្លាចដែលបានបញ្ចូលតាមរយៈពិភពរាងជារង្វង់ហើយថាមពលដ៏សម្បូរបែបនេះបានស្រូបយកដោយមនុស្សគ្រប់គ្នាថាមពលស៊ីមីងជូនស្ទើរតែមិនអាចគ្រប់គ្រងខ្លួនឯងបានព្រះដឹងថាតើគាត់បានស្នាក់នៅទីនេះយូរណាស់ហើយមិនអាចដាំដុះបានល្អបានទេការអស់សង្ឃឹមរបស់គាត់សម្រាប់ថាមពលគឺមិនអាចនឹកស្មានដល់បានទេការរីកចម្រើនថាមពលនៅទីបំផុតនៅទីនេះមិនយូរប៉ុន្មានវាបានបំពេញនគរនៃស្ថានសួគ៌ទាំងមូលមនុស្សគ្រប់គ្នាចាប់ផតតាមដាំដុះមុនថាមពលហិង្សានេះបានគ្រប់គ្រងសម្ពាធដ៏លើសលប់វាបានស្រូបយកដោយមនុស្សគ្រប់គ្នាក្នុងព្រះរាជាណាចក្រនៃស្ថានសួគ៌យ៉ាងណាមិញនេះគឺជាស្ថានភាពមួយដែលមនុស្សជាង200នាក់កំពុងដាំដុះក្នុងពេលតែមួយបន្ទប់ដាំដុះកម្រិតមួយវាគ្រប់គ្រាន់សម្រាប់ពួកគេហើយមានសូម្បីតែបន្ទប់សម្រាប់ថែមទៀតថាមពលពុទ្ធនេះដែលត្រូវបានគេចាត់ទុកថាជាសម្ពាធដ៏គ្រោះថ្នាក់សម្រាប់មនុស្សគ្រប់គ្នានៅក្នុងព្រះរាជាណាចក្រស្ថានសួគ៌វាត្រូវបានគេព្យាបាលដូចជាភ្លៀងមនុស្សគ្រប់គ្នាឈួតស្រូបយកវាដោយខ្លាចខ្ជះខ្ជាយការធ្លាក់ចុះតែមួយបន្ទាប់ពីការបញ្ចុះសម្ពាធដែលបានបញ្ចាំងលើរាងកាយរបស់គាត់ស៊ូហាវបានចាប់ផតតាមដាំដុះនៅលើបន្ទប់របស់គាត់នៅក្នុងបន្ទប់តាមពិតគាត់បានភ្លេចអំពីពេលវេលាទន្ទឹមនឹងនេះនៅខាងក្រៅបន្ទប់មនុស្សគ្រប់គ្នាត្រូវបានដាំបូនដេតនៅពេលដែលស៊ូហាវបានចូលមកមនុស្សជាច្រើនបានថ្មិញរបស់ពួកគេទោះជាយ៉ាងណាក៏ដោយនៅពេលវេលាកន្លងផុតទៅពួកគេប្រែជាស្លេកហើយមិនអាចនិយាយពាក្យបានទៀតទេ1វិនាទី2វិនាទីនិស្សិតខ្លះមានការផ្លាស់ប្ដូរទៅរកការបញ្ចេញមតិរបស់ពួកគេបន្តិច3វិនាទីដៃរបស់សិស្សដែលមានរាងមូលនោះកំពុងញាប់ញ័រ4វិនាទីមុខរបស់មនុស្សគ្រប់គ្នាបានផ្លាស់ប្ដូរទៅរយ៉ាងខ្លាំងសូម្បីតែបានចេញកំពុងសម្លឹងមើលបន្ទប់ដោយមិនជឿមួយត្រូវគាត់សម្គាល់ថាកាលពីមុននៅពេលដែលគាត់បានចូលគាត់អាចមានរយៈពេល3វិនាទីបន្ទាប់មកកម្លាំងរបស់គាត់មានភាពប្រសើរឡើងដោយការលោតផ្លោះនិងព្រំដែនប៉ុន្តែគាត់មិនចង់ចាក់ខ្ជិលពេលវេលារបស់គាត់នៅទីនេះទេទោះបីជាគាត់បានចូលឥឡូវនេះក៏ដោយក៏គាត់ប្រហែលជាមានរយៈពេលប្រហែល5វិនាទីនឹងនៅឡើយទេ5វិនាទីចំនួននេះបានកើនឡើងមកតទៀតស៊ូហាហូបានឆ្លងកាត់កម្រិតរបស់គាត់យ៉ាងងាយស្រួលទោះយ៉ាងណានេះមិនមែនជារឿងដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងទេព្រោះចំនួននេះមានចំនួនលើសវាអាចជា6វិនាទី8វិនាទី10វិនាទីនិស្សិតទាំងអស់ដែលមានបទបង្ហាញត្រូវបានដាំស្ត្រាក់តើខ្ញុំមិនត្រឹមត្រូវទេតើគាត់អាចតស៊ូយ៉ាងដូចមកទេចសិស្សដែលមានរាងមូលនោះមានភាពស្លេកស្លាំងវាមានរយៈពេល10វិនាទីហើយតើគាត់អាចនៅតែបន្តយ៉ាងដូចមកទេចនៅពេលដែលមនុស្សគ្រប់គ្នាកំពុងនិយាយគ្នាថាពេលវេលាបានរំកិល1វិនាទីមកតងហើយមកតងទៀតនៅពេលតែមួយនឹងមិនទាន់មានសញ្ញាណាមួយនៃស៊ូហាវបានចាក់ចេញពីបន្ទប់នោះទេនៅពេលនេះអ្នកដែលបានតម្រង់ជួរនៅមុខបន្ទប់ផ្សេងទៀតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានចូលរួមជាមួយវងមនុស្សការមើលទេសភាពដែលមិនគួរឲ្យជឿនេះការធ្វើសោកាសជាច្រើនបានបន្លឺឡើងពេលវេលាបន្តធ្វើចលនាមនុស្សគ្រប់គ្នាសម្លឹងមើលវានៅក្នុងភាពភ័យរន្ធត់ពីការឆក់នៅដើមដំបូងអារម្មណ៍ប្រែទៅជាការមិនសមហេតុផលបន្តិចមកតងហើយទីបំផុតបានខ្លាចជាស្ពិតពីព្រោះឥឡូវនេះ10នាទីបានកន្លងផុតទៅហើយជំពូក688ការរលាក់កនរបស់មនុស្សម្នាក់នឹងពេលវេលាពេញមួយអ្នកបកប្រែរឿងនិទាននិកម្មណាំងកម្មវិធីនិពន្ធនិកម្មណាំង10នាទីនៅពេលដែលមនុស្សគ្រប់រូបនៅតែជាប់ពាំងជាមួយនឹងវិនាទីលោកស៊ូបានប្រើនាទីរួចហើយជាឯកតន័យការវាស់វែងផ្នែក Scarlet គឺកម្មវិធីកំណត់ពេលវេលាកំពុងធ្វើចលនានេះបានបង្ហាញថាស៊ូហាវនៅតែបណ្ដុះគាត់ពិតជានៅតែដាំដុះមនុស្សគ្រប់គ្នាបានលេបមាត់ទឹកមាត់តើគាត់មានគម្រោងដាំដុះមិនឈប់ទេនៅពេលដែលសិស្សខ្លះមានគំនិតនេះពួកគេបានហាត់សម្លេងក្រវ៉ាត់ទន់គ្រាន់តែដឹងថាកម្មវិធីកំណត់ពេលវេលាបានឈប់ធ្វើចលនាវាបានឈប់ហើយឬនៅ10នាទីគាត់ខ្លាំងពេកហើយអ្នករាល់គ្នាបានមូតទឹកឲ្យគាត់ដោយការសរសើរប៉ុន្តែដោយមិនដឹងមូលហេតុបេះដូងរបស់ពួកគេមិនដឹងខ្លួនមានអារម្មណ៍ធូរស្បើយសំណាងល្អវាសម្រាប់តែ10នាទីប៉ុណ្ណោះប្រសិនបើគាត់នៅតែបនតការដាំដុះ
នោះពិតជាធ្វើឲ្យពួកគេឆ្កួតខ្លាំងណាស់តោះទ្វារបានបើកហើយអ្នករាល់គ្នាអាចមើលឃើញស៊ូហាវដើរចេញទោះយ៉ាងណាក៏ដោយគាត់មិនសប្បាយចិត្តទេដោយក្រឡេកមើលជុំវិញវងមនុស្សពួកគេភ័យខ្លាចខ្លាំងណាស់ដែលពួកគេបានបោះជំហានត្រឡប់មកវិញនេះមិនមែនជាអ្វីដែលត្រូវលេងសើចទេនេះគឺជាមនុស្សឆ្កួតដែលអាចស្នាក់នៅក្នុងបន្ទប់មួយកម្រិតមួយសម្រាប់10នាទីគ្មាននរណាម្នាក់ហ៊ានប្រជែងគាត់ឥឡូវនេះទេចំណែកនិស្សិតដែលប្រឈមមុខនឹងជុំដែលបានធ្វើឲ្យស៊ូហាវគាត់បានរត់ទៅឆ្ងាយណាស់ហេតុអ្វីលោកវ៉ែនចេងបានកត់សម្គាល់ឃើញថាមានរូបរាងគួរឲ្យធុញទ្រាន់របស់ហាវហើយជាយាមលួងលោមគាត់កុំបារម្ភខ្លាំងពេក10នាទីអ្នកខ្លាំងជាងអាមេរិកជាច្រើនដងនោះមិនមែនជាបញ្ហាទេស៊ូហាបានចាប់ក្បាលរបស់គាត់ហោអេវ៉ែនចេងមិនអាចយល់ពីអ្វីដែលគាត់កំពុងជាយាមបង្ហាញទេខ្ញុំចង់សួរលោកស៊ូហាបានចង្អុលបង្ហាញនៅឯបន្ទប់មួយបន្ទប់នៅខាងក្រោយគាត់ថាតើរយៈពេលចុងក្រោយដែលធម្មពលនេះត្រូវបានបំពេញបានយូរប៉ុណ្ណាអ្វីប្រតិកម្មដំបូងរបស់វ៉ែនចេងគឺជាការភ្ញាក់ផ្អើលមួយមុនពេលដែលគាត់បានជាសះស្បើយភ្លាមវ៉ាន់ចេងភ្លាមបានគិតអំពីអ្វីមួយវាមិនអាចដោយសារតែធម្មពលនៅក្នុងបន្ទប់ហត់នឿយថាអ្នកត្រូវចាក់ចេញមែនលោកស៊ូហាបានបន្តសំឡេងរំខានមួយថានៅពេលដែលខ្ញុំដាំដុះរហូតដល់ចំណុចដ៏សំខាន់វាបានធ្វើឲ្យខ្ញុំកេះនេះមិនត្រូវគ្នានឹងកេះឈ្មោះនៃបន្ទប់មួយទេវ៉ាន់ចេងអ្នករាល់គ្នាមនុស្សគ្រប់គ្នាក្រឡេកមើលគ្នាទៅវិញទៅមកពួកគេមិនស្គាល់ការបញ្ចេញមតិបែបណាដែលពួកគេគួរបង្ហាញទេនៅពេលពួកគេនៅតែតស៊ូក្នុងទឹកដីរបស់បុរសនេះកំពុងនិយាយអំពីម៉ោងហើយតែវាមិនត្រឹមត្រូវទេច្បាស់លាស់គាត់ដាំដុះជាផ្លូវការនៅខាងក្នុងបន្ទប់នោះរួចហើយនិយាយយ៉ាងទៀតលោកស៊ូហាវអាចទទួលការដាំដុះនៅក្នុងបន្ទប់មួយបន្ទប់មានគំនិតនេះមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលពួកគេមិនមានអំណរនេះគឺជាទាំងស្រុងពីពិភពលោកផ្សេងគ្នាអ្នកពិតជាញញឹមណាស់តាក់ទងនឹងមិត្តរួមសាលានេះគាត់មានអារម្មណ៍ថាការយល់ដឹងរបស់គាត់របស់លោកស៊ូហាវកំពុងតែទទួលបានពេលវេលាកាន់តែច្រើនគាត់មិនខ្លាចស៊ូហាវដោយផ្អែកលើកម្លាំងតែម្នាក់ឯងទេប៉ុន្តែលោកស៊ូហាវតែងតែមានកាត់ដែលលាក់កំបាំងនិងល្បិចកលរបស់គាត់ដែលអាចបំបែកអ្វីៗនៅជុំវិញសរុបសេចក្តីមកគាត់មិនគួរឲ្យជឿទេគាត់ពិតជាអស្ចារ្យណាស់ក្នុងការបង្កើតអភូតហេតុការបញ្ចប់ភីងយ៉ាងក្នុងទីក្រុងហ្គោយន់បានផតលោកឲ្យគាត់នៅការភ្ញាក់ផ្អើលយ៉ាងខ្លាំងឥឡូវនេះនៅចំពោះមុខគាត់ស៊ូហាវជាថ្មីមកតងទៀតបានបង្កើតអភូតហេតុថ្មីមួយតើវាពិបាកក្នុងការស្ថិតនៅក្នុងបន្ទប់ដាំដុះកម្រិតមួយទេរំលឹកក៏សម្ដីរបស់គាត់មុននេះមនុស្សគ្រប់គ្នាមានអារម្មណ៍ថាតើនៅលើមុខរបស់ពួកគេនេះគឺជាអ្វីដែលនៅសល់ស៊ូហោបាននិយាយមុនពេលគាត់ចូលក្នុងបន្ទប់ប៉ុន្តែឥឡូវនេះវាបានតែកំភ្លៀងអ្នករាល់គ្នានៅសងខាងមុខរបស់ពួកគេយ៉ាងមានប្រសិទ្ធភាពជាន់ខ្ពស់ខ្ញុំនឹងទៅខាងនេះស៊ូហោមិននៅយូរទេឥឡូវនេះបន្ទាប់ពីធ្វើការយ៉ាងខ្លាំងដើម្បីទទួលបានតុល្យភាពនិងទប់ទល់នឹងធម្មពលហិង្សាសម្រាប់អ្នករាល់គ្នាដើម្បីដាំដុះធម្មពលនេះត្រូវបានផុសតាមចោទចេញនៅពេលគាត់ត្រៀមខ្លួនបណ្ដោះឲ្យដាំដុះនេះពិតជារំខានណាស់មាឌក្បាលរបស់គាត់នៅជំវិញនេះមានគោលបំណងបន្ទប់ដាំដុះបន្ទាប់នៅជាប់វាសិស្សនៅខាងក្នុងបានបោះចោលក្នុងរយៈពេល3វិនាទីបន្ទាប់ពីលោកស៊ូហោបានលាលោកវ៉ាន់ចេងគាត់បានធ្វើដំណើរត្រង់បន្ទប់ហើយចាប់ផតាមមកដាំដុះបើគ្មានការសង្ស័យទេកម្មវិធីកំណត់ពេលវេលាសម្រាប់បន្ទប់បានលោកហើយចាប់ផតាមមកកម្មវិធីកំណត់ពេលវេលាគាត់ពិតជាអាចទប់ទល់បានមនុស្សគ្រប់គ្នាញញឹមយ៉ាងខ្លាំងនិស្សិតពី3នាក់ដែលគិតថាមានអ្វីខុសជាមួយបន្ទប់ដាំដុះនេះភ្លាមបានបិទមាត់របស់ពួកគេវាល្អសម្រាប់បន្ទប់មួយដែលមានបញ្ហាប៉ុន្តែមាន2បន្ទប់ក្នុងពេលតែមួយលើពីនេះទៅទៀតសិស្សដែលបានច្រានចោលយ៉ាងខ្លាំងមួយស្អាងមុននេះគឺជាភស្តុតាងដ៏ល្អបំផុតវ៉ែនចេងសាច់សោកសៅនៅថ្ងៃនោះហាក់ដូចជាការវិនិច្ឆ័យរបស់គាត់គឺត្រឹមត្រូវអរមួនក្បាលរបស់គាត់គឺលោកវ៉ាន់ចិនបានចាក់ចេញពីកន្លែងកើតហេតុនេះដែរមូលហេតុដែលគាត់មកទីនេះគឺនាំលោកស៊ូហាវដាំដុះទោះបីជាការបញ្ចប់មិនបានរំពឹងទុកក៏ដោយរដ្ឋបច្ចុប្បន្នរបស់ហាពិតជាបានជំរុញគាត់ឲ្យកាន់តែច្រើនថែមទៀតចាប់តាំងពីលោកស៊ូហាវអាចទទួលបានភាពអស្ចារ្យបែបនេះហេតុអ្វីបានជាគាត់មិនអាចកម្រិតមួយបន្ទប់គឺឆ្ងាយបន្តិចនៃគោលដៅសម្រាប់គាត់ឥឡូវនេះប៉ុន្តែកម្រិត2បន្ទប់គាត់គូតែអាចសាកល្បងវាឥឡូវនេះលើពីនេះទៅទៀតវាគឺអំពីពេលវេលាសម្រាប់គាត់ក្នុងការវាតម្លៃស្វីដោយបានចេញបានចាក់ចេញហើយអារម្មណ៍បានកើនឡើងមកតទៀតនៅក្នុងកន្លែងកើតហេតុព័ត៌មានរបស់ស៊ូហាហូដោយប្រើកម្រិតមួយបន្ទប់ដើម្បីដាំដុះរាលដាលយ៉ាងឆាប់រហ័សដូចជាភ្លើងឆេះព្រៃជាថ្មីមកតទៀតវាចាប់បានតុលាការទៀនលន់លងចាក់ចេញពីឆ្មាំយាមបន្សល់ទុកសិស្សនិងគ្រូជាច្រើននៅក្នុងការតក់ស្លុតចំនួនមួយដែលបានបាត់បង់ចំនួនប៉ុន្មានដែលមនុស្សបានព្យាយាមប្រើបន្ទប់ដាំដុះកម្រិតមួយប៉ុន្តែលទ្ធផលបានបញ្ចប់ជាមួយនឹងពួកគេដែលត្រូវបានគេបោះចោលដោយធម្មតាឥឡូវនេះមនុស្សគ្រប់គ្នាបានធ្វើឲ្យមានសមត្ថភាពរបស់លោកស៊ូវូក្នុងការទប់ទល់នឹងបន្ទប់ដាំដុះកម្រិតមួយវិធីដែលពួកគេបានទទួលព័ត៌មាននេះគឺខុសគ្នាពីមហាវិទ្យាល័យសេនសាហេងតុលាការធានឡុងមានចំនួនប្រជាជនមានកំណត់តាមខ្ញុំជំនះក្នុងរយៈពេលតែមួយថ្ងៃអ្នកគ្រប់គ្នាបានដឹងរួចហើយថានរណាជាអ្នកស៊ូហារលកនៃអារម្មណ៍នេះនឹងធ្វើដំណើរយូរមុនពេលបាត់បន្តិចមើលតំនៅពេលនេះតួឯកនៃព្យុះនេះនៅតែមានភាពមមាញឹកក្នុងការដាំដុះមិនរាប់បញ្ចូលពេលវេលាសម្រាប់អាហារនិងគេងគាត់នឹងស្នាក់នៅក្នុងបន្ទប់ដាំដុះរបបតេចនបចការប្រមូលផលតំស្ថិរភាពលោកស៊ូហាវបានចូលក្នុងដំណាក់កាលពង្រឹងឥឡូវនេះបន្ទប់មួយមានលក្ខណៈដូចជាផ្ទះរបស់ស៊ូហាវដើម្បីចំណាយពេលមួយថ្ងៃរបស់គាត់នៅទីនេះរាល់ថ្ងៃសិស្សជាច្រើននៅតុលាការធានឡុងបានកត់សរសើរគាត់ហើយលែងបង្កបញ្ហាដល់គាត់ទៀតហើយ
ដើម្បីនិយាយថាស៊ូហៅបានរកឃើញថាថ្ងៃដែលមានសន្តិភាពរបស់គាត់បើប្រៀបធៀបនឹងពេលវេលាដែលគាត់ស្ថិតនៅក្នុងនាយកដ្ឋានបំផន់នេះមិនមែនជាការបំផ្លាស់ទេសូមអរគុណទាំងអស់ចំពោះការរកខិតខំប្រឹងប្រែងនិងការតស៊ូរបស់គាត់បន្ទាប់ពីបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យសានសេនក្នុងមួយឆ្នាំលោកស៊ូហៅបានចូលរួមក្នុងដំណាក់កាលដែលមិនធ្លាប់មានពីមុនមកនៃការកែលម្អទេក្រៅពីការដាំដុះស៊ូហៅមិនភ្លេចធ្វើឲ្យគាត់ខ្វះចំណេះដឹងរបស់គាត់ដោយទស្សនាបណ្ណាល័យនេះទេការវិភាគគំរូរបស់គាត់ត្រូវបានបង្កើតឡើងរួចហើយចំពោះដែនកំណត់ខ្លាំងបំផុតកីឡាករស៊ូហៅឡើងត្រូវការបញ្ឈប់សមត្ថភាពរបស់គាត់ការវិភាគគំរូរបស់គាត់កាន់តែខិតជិតដល់ដែនកំណត់របស់វាស៊ូហៅរបស់ហៅក៏កំពុងក្រាស់និងរងំផងដែរដោយមិនកត់សម្គាល់វាទេក្រុមហ៊ុន AAHO បានផ្លាស់បតូរ៉ូកន្លះឆ្នាំបានកន្លងផុតទៅហើយភាពវឹកវរដែលបអណត្រឡប់មកពីស៊ូហៅនៅតុលាការថៃឡុងបានស្លាប់រួចហើយគាត់មិនមានចលនាគួរឲ្យចាប់អារម្មណ៍ក្នុងអំឡុងពេលពាក់កណ្ដោត្រឡប់ឆ្នាំនេះទេបន្តិចម្ដងមនុស្សហាក់ដូចជាបានភ្លេចអត្ថិភាពរបស់លោកក្នុងអំឡុងពេលនេះយុគសម័យនេះតុលាការតាន់ឡុងបានទទួលការផ្លាស់បតូរ៉ូមួយចំនួនផងដែរការសាកល្បងចំនួន2ត្រូវបានអនុវត្តប៉ុន្តែរាល់លើកមិនលើសពី3នាក់ដែលគ្រប់គ្រងដើម្បីឆ្លងកាត់ការជំនុំជម្រះនេះពិតជាមិនអាចប្រៀបផ្ទឹមបានចំពោះសម័យប្រជុំនៅទីក្រុងវ៉ូយ៉នក្រៅពីនេះដំណឹងខ្លះបានបង្កើតភាពច្របូកច្របល់លោកចិនយីហ្វេងនិស្សិតឆ្នាំទី4នេះដែលបានត្រៀមនឹងបញ្ចប់ការសិក្សាខ្លួនត្រូវបានដាំដុះដោយសម្ងាត់ក្នុងអំឡុងពេលចុងក្រោយគាត់បានច្របាច់សក់តានពលទាំងអស់របស់គាត់ក្នុងនាមជាអ្នកជំនាញជាន់ខ្ពស់បំផុតរបស់គាត់ហើយបានឈានជើងចូលក្នុងពិភពដែនដែលរំជួយតុលាការជាន់ខ្ពស់នគរទាំងមូលសត្រូវនេះដែលមានពាក្យចរចាំអារ៉ាមនេះដែលថាក្រុមហ៊ុនចិនយីហ្វេងបានព្យាយាមវាយប្រហារត្រង់ដែលថាសត្រូវរបស់គាត់ត្រូវបានសម្លាប់នៅនឹងកន្លែងហើយអ្នកដែលបានវាយប្រហារគាត់គឺជាដែន5ដែលមានកម្រិត A ស្ពើអស់ពីសមត្ថភាពរបស់គាត់ហើយទីបំផុតទទួលបានរបស់គុំឃើញយ៉ាងខ្លាំងវាដូចជាត្រីលោតចូលទៅក្នុងខ្លោងទ្វារនេះដើម្បីមានការផ្លាស់បតូរ៉ូដ៏សំខាន់បែបនេះលោកចិនយីហ្វេងបានឈ្នះការលួងលោមនេះបន្ថែមលើនោះនិស្សិតឆ្នាំទី1ឆ្នាំដំបូងបានឈានជើងចូលក្នុងវិស័យជំនាញខ្ពស់បំផុតហើយនឹងចូលរួមក្នុងការកាត់កតៃសិស្សរបស់លោកធានឡុងទោះបីជាមនុស្សម្នាក់មិនចង់សារភាពវាក៏ដោយក៏និស្សិតនេះមានសក់តានពលដ៏អស្ចារ្យនេះគ្រាន់តែជាព័ត៌មានទាក់ទងនឹងតុលាការលោកធានឡុងប៉ុណ្ណោះសម្រាប់និស្សិតទាំងនេះការដាំដុះគឺជាអាទិភាពកម្ពុជារបស់ពួកគេហើយពួកគេបានបង្ហាញពីការខ្វះចំណាប់អារម្មណ៍ទាក់ទងនឹងព័ត៌មាននៅខាងក្រៅរង្វង់របស់ពួកគេទោះជាយ៉ាងនេះក៏ដោយពិភពលោកខាងក្រៅក៏មានអារម្មណ៍របស់ខ្លួនដែរឧទាហរណ៍ក្រុមគ្រួសារមួយក្នុងចំណោមគ្រួសារកម្ពុជាទាំង10ក្រុមគ្រួសារបាយក្រុមគ្រួសារមានការផ្លាស់បតូរ៉ូអឆេឡុនខាងលើមានភាពវឹកវរមនុស្សជាច្រើនរាប់មិនអស់នៅក្នុងក្រុមគ្រួសារបាយបានធ្លាក់ខ្លួនដូចជាបុរសម្នាក់ដែលមកពីគ្រួសារសាខាទទួលបានអំណាចយុវជនម្នាក់ឈ្មោះ Bowling Feng បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមនេះរឿងដំបូងដែលនាយកប្រតិបត្តិវ័យក្មេងនេះបានធ្វើបន្ទាប់ពីបានកាន់កាប់ការិយាល័យនេះបានប្រកាសពីព័ត៌មានដែលមានអារម្មណ៍រីករាយមួយដុំការស្រាវជ្រាវអវកាសរបស់ពួកគេបានទទួលនៅរបបកំហុញដ៏សំខាន់មួយការស្រាវជ្រាវអវកាសនៅពេលដែលព័ត៌មាននេះត្រូវបានប្រកាសវាពិតជាភ្ញាក់ផ្អើលដល់សហព័ន្ធទាំងមូលនៅពេលនេះសាធារណជនបានគិតថាភាពវឹកវរនៅក្នុងក្រុមគ្រួសារបាយទំនងជាតាក់ទងនឹងរបបកំហុញបច្ចេកវិទ្យាអវកាសមានតែការស្រាវជ្រាវនេះទេដែលថាវាអាចទៅរួចសម្រាប់ក្រុមគ្រួសារបាយដែលជាក្រុមមួយក្នុងចំណោមគ្រួសារកម្ពុជាទាំង10ដែលមានការផ្លាស់បតូរ៉ូយ៉ាងខ្លាំងមានតែបន្ទាប់ពីបានឆ្លងកាត់ជាយូរមកហើយថាព័ត៌មាននេះបានស្មុគស្មាញបន្តិចមើលតង់ទោះយ៉ាងណាមនុស្សគ្រប់គ្នាដឹងថានេះគឺជាភាពស្មុគស្មាញមុនពេលព្យុះយ៉ាងណាមិញនោះគឺបន្ទាប់ពីបច្ចេកវិទ្យាអវកាសទាំងអស់នៅពេលដែលបច្ចេកវិទ្យាទំហំទំនេរអាចត្រូវបានអនុវត្តចំពោះទិដ្ឋភាពផ្សេងទៀតវានឹងបង្ហាញថាមនុស្សជាតិនឹងបញ្ចូលជាផ្លូវការនៅយុគសម័យ Interstellar បើសឹកសัตว์ទៅឋាននរកស្រមៃមើលប្រសិនបើមាននរណាម្នាក់អាចប្រើបច្ចេកវិទ្យាអវកាសដើម្បីផ្ទេរការប្រណាំងរបស់មនុស្សទាំងមូលចូលទៅក្នុងអវកាសដែលយកចិត្តទុកដាក់ចំពោះសត្វនោះនៅពេលនោះពួកគេមិនតាក់ទងនឹងមនុស្សសូម្បីតែបន្តិចបន្តួចក៏ដោយការស្វែងរកភពផែនដីសមស្របសម្រាប់មនុស្សជាតិមិនចាំបាច់មានវាទេជាមួយនឹងពិភពលោកជាច្រើនពិភពលោកអេស្ពើការចូលរួមវាគ្រប់គ្រាន់ក្នុងការផ្លាស់បតូរ៉ូភពផែនដីទាំងស្រុងការកើតឡើងនៃព័ត៌មាននេះបានធ្វើឲ្យសហព័ន្ធទាំងមូលមានការរំភើបប៉ុន្តែសម្រាប់អ្វីដែលនឹងកើតឡើងនាពេលអនាគតជាពិសេសគ្មាននរណាម្នាក់អាចទាយបានឡើយរឿងមួយដែលបានបញ្ជាក់គឺនេះគឺជាល្បែងរវាងក្រុមគ្រួសារទាំង10គ្មាននរណាម្នាក់ហ៊ានធ្វើអន្តរាគមន៍ទេឬពួកគេអាចបញ្ចប់ការចាប់បាននៅកនត្រឡដូចជាចំណីកាណុងប្រសិនបើវាអាចត្រូវបានចាប់យកបានត្រឹមត្រូវនោះគឺជាឱកាសមាសសម្រាប់មនុស្សជាតិដើម្បីកម្ចាត់សត្វបឺស៊ើមកតងហើយសម្រាប់មនុស្សទាំងអស់ទោះយ៉ាងណាតើបញ្ហានេះពិតជាសាមញ្ញទេគ្មាននរណាម្នាក់ដឹងទេមានព័ត៌មានដូចគ្នាជាច្រើនរាប់មិនអស់ប៉ុន្តែសិស្សនៅខេត្តតង់លួងឡុងមិនបានយកចិត្តទុកដាក់លើពួកគេទេឬប្រហែលជាពួកគេបានឃើញព័ត៌មានប៉ុន្តែមិនបានរំខានជាមួយវាទេល្បែងនេះនៅក្នុងកម្រិតខ្ពស់មិនមានអ្វីដែលត្រូវធ្វើជាមួយពួកគេទេយប់នោះនៅតុលាការថៃឡុងនៅក្នុងបន្ទប់មួយនៃបន្ទប់លោកស៊ូហៅបានអង្គុយឆ្លងអារ៉ាព័ទ្ធជំវិញរាងកាយរបស់គាត់កំពុងធ្វើចលនាក្នុងគន្លងកោចរតាមពិតមនុស្សម្នាក់ពិតជាអាចលឺសំឡេងអេកូមកពីរំញ័រនៅលើអាកាសគាត់នៅតែជាអ្នកជំនាញកម្ពុជារបស់គាត់នៅលើផ្ទៃមុខវាហាក់ដូចជាមិនមានភាពប្រសើរឡើងទេប៉ុន្តែប្រសិនបើមនុស្សម្នាក់គិតថាស៊ូហាហូមិនមានការរីកចម្រើនក្នុងអំឡុងពេលប៉ុន្មានខែនេះនោះទេដែលនឹងក្លាយជាកំហុសដ៏ធំមួយក្នុងអំឡុងពេលនេះដោយគ្មាននរណាម្នាក់រំខានគាត់ទេនោះគឺជាកម្លាំងរបស់ហៅបានកើនឡើងតាមអត្រាលឿនបំផុតដែលអាចធ្វើទៅបានវាក៏ជារយៈពេលដែលគាត់មានភាពប្រសើរឡើងបំផុតការរីកចម្រើន
ការបែកបាក់មួយបានបង្កើតឡើងនៅលើអាកាសនិងថាមពលដែលគ្មានព្រំដែនបានលេចចេញពីខ្នងសួគ៌ហៅវាបានមកពីព្រះរាជាណាចក្រនៃឋានសួគ៌លោកសួគ៌ហៅនៅតែមិនអាចទទួលបាននូវការធ្វើសមាហរណកម្មបានទេប៉ុន្តែគាត់អាចរីករាលដាលអរ៉ាយ៉ាងងាយស្រួលទៅពិភពពិតតាមរយៈពិភពរាងជារង្វង់បន្ទាប់ពីប៉ូលីសបានដុសខាត់អស់រយៈពេលជាច្រើនខែវាពិតជាខ្លាំងណាស់ជាការឆ្លើយតបអរ៉ាកាន់តែសាមញ្ញការលាក់បាំងកម្លាំងនិងពេលវេលារបស់មនុស្សម្នាក់អ្វីដែលសួគ៌ហៅទទួលបានគឺនៅឆ្ងាយជាងការស្រមើស្រមៃរបស់អ្នកណាម្នាក់ជំពូក689ការប្រឡងចូលមហាវិទ្យាល័យគឺនៅទីនេះមកតទៀតអ្នកបកប្រែរឿងនិទាននិកម្មណាំងកម្មវិធីនិពន្ធនិកម្មណាំងនៅព្រះរាជាណាចក្រនៃស្ថានសួគ៌អ្នកគ្រប់គ្នាបានឈានដល់ឧបសគ្គមួយក្រោមការហោះចូលនៃធម៌ពលរបស់ស៊ីមីងជួនមនុស្សគ្រប់គ្នាបានធ្វើឲ្យប្រសើរឡើងក្រោមឥទ្ធិពលរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រនៃនគរឋានសួគ៌បុរសដែលមានពណ៌ខ្មៅបានចុះចាញ់ជាយូរមកហើយដល់ជោគវាសនារបស់ពួកគេហើយបានក្លាយជាផ្នែកមួយនៃព្រះរាជាណាចក្រពួកគេបានដាំដុះយ៉ាងធ្ងន់ធ្ងរនិងធ្វើការជាមួយមនុស្សគ្រប់គ្នាតាមពិតសត្វដែលចាប់បានទាំងនោះក៏ធំឡើងដែរកម្ពុជាមនុស្សជាច្រើននៅកម្ពុជានៃវិជ្ជាជីវៈអាជីពមិនត្រូវនិយាយពីកម្រិតកម្ពុជាជាច្រើនប្រភេទ expert ដែលរួមមានពីរយ៉ាងនិងសង្យាធីងមនុស្សគ្រប់គ្នាកំពុងឈានដល់ការឆ្លងកាត់ហើយអ្វីដែលពួកគេត្រូវការគឺជំហានចុងក្រោយនៅពេលដែលពួកគេបានបំបែកនោះនគរនៃស្ថានសួគ៌ទាំងមូលនឹងផ្លាស់បតទៅរមកតទៀតបន្ថែមលើនេះការវិភាគគំរូរបស់ស៊ូហាវលេងមានកន្លែងច្រើនទៀតសម្រាប់ការកែលម្អចំពោះចំណុចចុងក្រោយដើម្បីផ្ញើការបំភាន់ចូលទៅក្នុងអាណាចក្របន្ទាប់ស៊ូហាវមានគំនិតទូទៅរបស់វារួចហើយដរាបណាគាត់អាចរកបានឱកាសគាត់អាចបញ្ចប់វាបានបន្ទាប់មកគាត់នឹងបញ្ចប់និមិត្តគ្នាវានៅតែមានជំហានចុងក្រោយមុនពេលធ្វើការវឌ្ឍនភាពអ្នករាល់គ្នានៅក្នុងព្រះរាជាណាចក្រនៃស្ថានសួគ៌បានឈានដល់ឧបសគ្គមួយរួចហើយប្រហែលជាដល់ពេលដែលត្រូវចាក់ចេញហើយការរីកចម្រើនផ្នែករបស់ហៅបានភ្លឺហើយគាត់បានក្រោកឈរឡើងភ្លាមអរ៉ាគួរឲ្យភ័យខ្លាចគាត់ជំវិញគាត់បានផ្លាស់បតូរយ៉ាងឆាប់រហ័សបាត់បន្តិចមកតង់បាត់ទៅវិញដោយមិនចាំបាច់ចាក់ចេញពីខាងក្រោយឌីងនៅពេលដែលឧបករណ៍ការប្រាស្រ័យទាក់ទងរបស់គាត់រាំងស៊ូហៅបានក្រឡេកមើលហើយស្នាមញញឹមបានលេចមកនៅជ្រុងនៃមាត់របស់គាត់វាជាខែមិថុនារួចទៅហើយពេលវេលាធ្វើបានលឿនវាគឺអំពីពេលវេលាសម្រាប់លីនដើម្បីប្រឡងរបស់នាងពេលវេលាសម្រាប់ខ្ញុំត្រឡប់មកដំណើរទស្សនកិច្ចបញ្ចប់ការកាត់ទោសរបស់គាត់លោកស៊ូហៅបានគង់ដោយខ្លួនគាត់ផ្ទាល់ហើយដើរចេញពីបន្ទប់ដាំដុះបន្ទាប់ពីកន្លះឆ្នាំស៊ូហៅនៅតែជាអ្នកមានជំនាញខ្ពស់ជាងគ្រូពេទ្យជំនាញកម្ពុជាប៉ុន្តែអ្នកមិនគួរវិនិច្ឆ័យពីការបង្ហាញខ្លួនខាងក្រៅទេប្រសិនបើមាននរណាម្នាក់អាចមើលឃើញផែនទី 2D របស់ស៊ូហៅពួកគេនឹងដឹងថាការកើនឡើងនៃកម្លាំងជីវិតរបស់ស៊ូហៅយ៉ាងហោចណាស់10 ដងធំជាងមុនទន្ទឹមនឹងនេះទីក្រុងជាងគីបន្ទាប់ពីមួយឆ្នាំវាបានប្រែទៅជាទីក្រុងធំមួយអរគុណចំពោះសមត្ថនាមរបស់ខ្លួនដូចជាកន្លែងកំណើតរបស់ជានីនិស្សិតជាច្រើនបានចូលរួមសាលាឥឡូវអ្នកអាចស្រមៃមើលថាតើការប្រឡងចូលមហាវិទ្យាល័យដែលមានការប្រកួតប្រជែងនៅឆ្នាំនេះមានការប្រកួតប្រជែងយ៉ាងដូចនោះទេចុះកម្លាំងដើមនៅទីក្រុងជាងឈរទីក្រុងក៏បានរីកដុះដាលផងដែរទោះយ៉ាងណាក្នុងរយៈពេលតែមួយឆ្នាំការអភិវឌ្ឍរបស់ពួកគេបានឈានដល់ឧបសគ្គមួយអ្នកដែលខ្លាំងជាងគេទើបតែឈានជើងចូលក្នុងវិស័យជំនាញពីអាណាចក្រឯកទេសដែលមានដែនកំណត់របស់ពួកគេរួចហើយនៅពេលដែលក្រុមគ្រួសារមកពីកន្លែងផ្សេងទៀតបានធ្វើចំណាកស្រុកទៅទីក្រុងជាងគេដើម្បីកសាងបន្ទាយមួយដែលគ្មាននរណាម្នាក់អាចបញ្ចុះពួកគេបានទេយ៉ាងណាមិញនេះគឺជាយុគសម័យមួយដែលការគោរពត្រូវបានទទួលដោយកម្លាំងទីក្រុងជាងឈរដែលជាកន្លែងដែលដំបូងមានតែមានជំនាញឯកទេសដែលមានជំនាញដោយមនុស្សខ្លាំងពូកែនៅជុំវិញបន្ទាប់ពីការអភិវឌ្ឍដ៏មមាញឹកវាបានរំលងអាណាចក្រអាជីពដោយផ្ទាល់ហើយបានចូលក្នុងពិភពដែនក្នុងចំណោមកម្លាំងថ្មីជាច្រើនដែលបានបង្កើតឡើងនៅទីក្រុងជាងគេអ្នកដែលខ្លាំងជាងគេគឺអេបានទាំងអស់អ្វីដែលគេហៅថាក្រុមហ៊ុនយក្សចំនួន3ពីមុនត្រូវបានកាត់បន្ថយទៅជាកងកម្លាំងតូចតាចធម្មតាចំនួន3កម្លាំងដែលមានតែ expert វិជ្ជាជីវៈប៉ុណ្ណោះដែលបានបំបែកតែថ្មីនេះមិនអាចបង្កើតរលកនៅទីក្រុងជាងគីដែលឥឡូវនេះមានត្រីនិងនាគកំពុងលាយជុំវិញតាមពិតបើមិនដូច្នោះទេដោយសារគេឈ្មោះរបស់ពួកគេជាកម្លាំងដើមហើយត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលពួកគេនឹងត្រូវបានលុបចោលជាយូរមកហើយកងកម្លាំងក្នុងតំបន់ដែលដឹកនាំដោយក្រុមគ្រួសារលោកចិនបានធ្លាក់ចុះកម្លាំងក្នុងតំបន់តែមួយគត់ដែលនៅតែមានអំណាចគឺក្រុមគ្រួសារបាយដោយសារតែបាយលីងហ្វេងបានក្លាយជានាយកប្រតិបត្តិនៃក្រុមគ្រួសារបាយហើយក៏ជាគេឈ្មោះរបស់ក្រុមគ្រួសារដែលជាក្រុមគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារទាំង10ដែលបានក្លាយជាកម្លាំងខ្លាំងបំផុតនៅទីនេះវាត្រូវបានគេនិយាយថាជាងទីក្រុងមានបទពិសោធន៍ជាច្រើនថ្ងៃនៃភាពវឹកវរជាពិសេសនៅពេលដែលបាយលីងហ្វេងបានបញ្ចប់ការសិក្សានៅសាលាតើពួកគេមានគោលបំណងអ្វីក្នុងការមករកទីក្រុងជាងឈរដើម្បីដាំដុះចានីស៊ូសមិទ្ធផលដែលបានប្រារព្ធធ្វើឡើងដោយទីក្រុងជាងឈរនៅឆ្នាំមុនបានគ្របដណ្ដប់សហព័ន្ធទាំងមូលតើធ្វើដូចនោះទេចោដើម្បីបណ្ដុះឲ្យមានការពិភាក្សាគ្រួសារដែលមានកម្ពូល10នោះប្រហែលជាមិនខ្វល់ទេប៉ុន្តែសម្រាប់កម្លាំងធម្មតានេះគឺជាឱកាសដ៏ល្អមួយក្នុងការបង្កើនកម្លាំងរបស់គ្រួសារពួកគេដែលនាំឲ្យជាងទីក្រុងបានឈានដល់ស្ថានភាពបច្ចុប្បន្នរបស់ខ្លួនហើយចំណុចកណតាឡានៃការប្រជុំមុខដាក់គ្នាគឺគ្មាននរណាក្រៅពីសាលាមធ្យមទេប្រសិនបើអ្នកមិនមែនមកពីទីក្រុងជេបានទេអ្នកនឹងមិនដែលស្រមៃថាកន្លែងវឹកវរដ៏ខ្លាំងបំផុតនៅក្នុងទីក្រុងទាំងមូលបានក្លាយជាកន្លែងសិក្សានៅសាលាបច្ចុប្បន្នត្រូវបានបែងចែកជាបកពួក
ចាប់ពីនិស្សិតឆ្នាំទី1ដល់និស្សិតឆ្នាំទី3ទាំងអស់គឺមានភាពប្រកួតសរុបជាមួយនឹងកងកម្លាំងបរទេសគ្រប់ប្រភេទនិងកងកម្លាំងក្នុងស្រុកលាយជាមួយគ្នាសូម្បីតែថ្នាក់ជ្រើសរើសធម្មជាតិក៏មិនអាចគិតផុតពីភាពប្រកួតបានដែរការហោចូលនៃសិស្សដែលមានទេពកោសល្យទាំងនេះមកពីកន្លែងផ្សេងទៀតបានធ្វើឲ្យប្រសើរឡើងនូវលទ្ធផលមធ្យមរបស់សាលានេះប្រហែលជាមិនមានសូម្បីតែអ្វីដែលរដ្ឋាភិបាលក្នុងតំបន់រំពឹងទុកត្រូវបានសេតវរត្រឹកជាមួយខ្ញុំនៅក្នុងថ្នាក់រៀនគ្រូយ៉ាងស៊ីគីងបានទះកំភ្លៀងនៅលើតុដោយសម្លឹងមើលក្រុមនិស្សិតដែលបានគិតខ្ពស់ចំពោះខ្លួនឯងនៅសល់តែពី3ថ្ងៃទៀតមុនពេលប្រឡងប៉ុណ្ណោះតើអ្នកទាំងអស់គ្នាបានរៀបចំនៅឡើយទេលោកគ្រូបានធានាសុវត្ថិភាពវាគ្រាន់តែជាការប្រឡងចូលមហាវិទ្យាល័យប៉ុណ្ណោះក្រុមនិស្សិតនោះបានសាកចំអកឲ្យបានធ្វើឲ្យការប្រឡងរបស់គាត់មិនត្រឹមតែបោះជំហានទៅមុខទៀតទេបាទចាស់ដោយបានហាត់អ្វីដែលត្រូវបានគេនិយាយថាយ៉ាងស៊ីគីងបានញាត់ក្បាលរបស់នាងនិស្សិតទាំងនេះពិតជាងងខ្លាំងណាស់ការប្រឡងចូលមហាវិទ្យាល័យមានច្រើនដែលត្រូវធ្វើជាមួយសំណាងកម្លាំងនិងពេលវេលារបស់មនុស្សម្នាក់នៅក្នុងយុគសម័យនៃសមត្ថភាពប្រភពដើមដោយសារតែធម្មពលប្រភពដើមមានច្រើនទៀតដែលជាសិស្សថ្មីបំផុតគឺខ្លាំងជាងគេគឺខ្លាំងជាងបាច់មុនដូច្នេះសម្រាប់កម្លាំងរបស់ពួកគេកាន់តែប្រសើរគឺធម្មជាតិហេតុអ្វីបានជាពួកគេត្រូវប្រៀបធៀបខ្លួនពួកគេជាមួយស៊ូហាវតើការប្រឡងឆ្នាំមុនអាចត្រូវបានប្រើជាឯកសារយោងដែរឬទេនៅពេលដែលចិនយីហ្វេងបានប្រឡងតើគាត់ខ្លាំងប៉ុណ្ណាសូម្បីតែអ្នកជំនាញឯកទេសម្នាក់នៅពេលដែលវាជាវេនរបស់ស៊ូហាវអេខនពិសេសបានចាប់ផតាមម៉ូលេចឡើងកាលពីឆ្នាំមុនថ្នាក់ដែលនាងបានដឹកនាំត្រូវបានវាស់វែងដោយផ្អែកលើចំណុចប្រភពដើមនាងនៅតែចងចាំវាឲ្យបានថ្មីនៅពេលដែលលោកស៊ូហាវបានចូលឆ្នាំទី3សមត្ថភាពប្រភពដើមរបស់គាត់មាន3ពិន្ទុហើយឥឡូវនេះយ៉ាងស៊ីគីងបានមើលទៅលើនិស្សិតរបស់នាងដែលមានជំនាញពិសេសទាំងអស់ហើយញញឹមយ៉ាងខ្លាំងនៅទីនេះកន្លែងនេះគឺជាផ្នរតាញោដែលមានប្រដាប់ប្រដាទាំងអស់មកពីកន្លែងក្បែរៗដែលបានប្រមូលផលទុំគ្នាទីក្រុងចិនឆោថ្ងៃនេះបានប្រែក្លាយទៅជាទីក្រុងមូលធនពិតប្រាកដដោយសារតែការបង្រៀនស៊ូហាវនាងក៏ត្រូវបានតឡើងឋានៈជាគ្រូបង្រៀនក្នុងថ្នាក់ជ្រើសរើសធម្មជាតិដែរតែឥឡូវវាហាក់ដូចជាមិនថាវាជាចំណុចប្រភពដើមឬពួកគេឈានជើងចូលក្នុងវិស័យជំនាញពួកគេនៅតែងងខ្លៅហើយខ្វះបទពិសោធន៍ជាក់ស្ដែងអ្នកទាំងអស់គ្នាអាក្រក់ជាងស៊ូហាវយ៉ាងស៊ីគីងបានយកក្បាលរបស់នាងហើយក្រឡេកមើលទៅថ្នាក់នៅចំពោះមុខនាងក្មេងស្រីម្នាក់បានអង្គុយកាត់ជើងដោយមិនត្រូវបានរំខានដោយសំឡេងរំខានជុំវិញនាងទើបតែបន្តដាំដុះនៅក្នុងពិភពលោករបស់នាងផ្ទាល់ដូចជាអ្វីដែលលោកស៊ូហាវបានធ្វើពីមុនក្មេងស្រីតូចម្នាក់នេះគឺយ៉ាងស៊ីគីងបានបង្ហាញការកោតសរសើរនៅក្នុងភ្នែករបស់នាងដូចជាបងប្រុសរបស់នាងដែលធ្វើការឲ្យគាត់មិនត្រូវនិយាយពីការប្រឡងនៅឆ្នាំនេះគឺមិនងាយស្រួលទេការប្រឡងចូលមហាវិទ្យាល័យគឺតាក់ទងយ៉ាងខ្លាំងចំពោះសំណាងរបស់មនុស្សម្នាក់ចំណុចថ្នាក់ដំបូងក្នុងការប្រឡងមិនងាយស្រួលទេសម្រាប់ស៊ូហាវដើម្បីទទួលបានកាលពីឆ្នាំមុនមនុស្សម្នាក់មិនអាចស្រមៃមើលថាតើមានចៃដន្យប៉ុន្មានទេឧទាហរណ៍ការធ្វើកំណែទម្រង់ជីបណតោះអាសន្ននៃទ្រង់ទ្រាយប្រឡងសម្រាប់កម្លាំងដ៏មានឥទ្ធិពលដូចជាក្រុមគ្រួសារកម្ពុជាទាំង10ដែលការធ្វើកំណែទម្រង់ជីបណតោះអាសន្នមានន័យថាការរៀបចំពីមុនទាំងអស់របស់ពួកគេបានខ្លាចជាការមិនមានសុពលភាពហើយចេញរបស់ពួកគេនឹងស្ថិតនៅជួរចាប់ផលតាមមកដូចគ្នានឹងស៊ូហាវដែរសម្រាប់ឆ្នាំនេះការកែទម្រង់ការប្រឡងនេះត្រូវបានអនុម័តដោយជោគជ័យដោយសារទ្រង់ទ្រាយត្រូវបានគេស្គាល់ក្នុងកាលៈទេសៈបែបនេះមនុស្សម្នាក់អាចស្រមៃគិតថាតើមានធនធានប៉ុន្មានក្នុងការចាក់ប្រដាប់ភេទរបស់គ្រួសារពួកគេទេពកោសល្យសមត្ថភាពរបស់ស៊ូលីពិតជាខ្លាំងណាស់នាងក៏ឧស្សាហ៍ព្យាយាមផងដែរដោយបោះជំហានចូលក្នុងអាណាចក្រឯកទេសជាយូរមកហើយធ្វើដំណើរឆ្ពោះទៅកំពូលភ្នំប៉ុន្តែមានលទ្ធផលបែបនេះការទទួលបានដំបូងមិនអាចទៅរួចទេនិស្សិតកំពូលដាច់ខាតក្នុងអំឡុងពេលឆ្នាំទី2របស់នាងជាមួយនឹងការហោចូលរបស់និស្សិតមកពីកន្លែងផ្សេងទៀតនាងចាប់ផលតាមមកស្លេកស្លាំងក្នុងការប្រៀបធៀបសូម្បីតែបន្ទាប់ពីការតស៊ូមួយឆ្នាំដែលកំពុងតស៊ូក៏ដោយលោកស៊ូលីអាចគ្រប់គ្រងបានតែទីកន្លែងក្នុងសាលាទាំងមូលសមិទ្ធផលបែបនេះពិតជាគួរឲ្យកត់សម្គាល់ណាស់ទោះយ៉ាងណាក្នុងនាមជាបងស្រីរបស់ស៊ូហាវអ្នកបង្កើតរឿងព្រេងនិទានខ្លួនឯងស៊ូលីងបានទទួលរងនូវការរិះគន់យ៉ាងខ្លាំងនិងសម្ពាធក្មេងនេះយ៉ាងស៊ីគីងដកដង្ហើមធំសង្ឃឹមថានាងអាចទទួលបានថ្នាក់បានបញ្ចប់ស៊ូលីងបានចាក់ចេញពីថ្នាក់ប៉ុន្តែត្រូវបានបញ្ចុះពាក់កណ្ដាលចេញពីឆន្ទៈរបស់នាងចិញ្ចើមរបស់នាងជ្រីជ្រួញបន្តិចនៅពេលដែលស៊ូលិនបានមើលមកពូហ្វេងពីជាអ្នកមកតង់ទៀតខ្ញុំគិតថាខ្ញុំបានប្រាប់អ្នកឲ្យឈប់រំខានខ្ញុំរួចហើយពូហ្វេងបានសាច់ចំអកឲ្យវង្វេងស្មារតីជាមួយនឹងពន្លឺនៃពន្លឺចេញមកពីដៃរបស់គាត់ផ្ការបស់គាត់បានបង្ហាញខ្លួនថាហេសេចក្ដីស្រឡាញ់របស់ខ្ញុំសម្រាប់អ្នកនឹងមានរយៈពេលតែពី3ថ្ងៃទៀតលោកពូហ្វេងបានថៃថឹងទ្រូងរបស់គាត់ថាគ្រួសាររបស់ខ្ញុំនឹងផតលោឲ្យអ្នកនៅធនធានគ្មានទីបញ្ចប់ដើម្បីធានាថាអ្នកមានឱកាសឈានដល់កម្ពុជាទាំង10នៅក្នុងសហព័ន្ធហើយមិនមែនជាអ្នកដែលមានអាយុ10ឆ្នាំដែលគេហៅថាកម្ពុជានៅសាលានោះទេហ៊ុនហែងស៊ូលីងបានថាបហើយងាកចេញពីការចាក់ចេញអ្នកគួរតែពិចារណាឱកាសនេះសម្លេងរបស់លោកអ៊ូហ្វេងបានក្លាយជាមនុស្សចម្លែកតួលេខរបស់ស៊ូលីកំពុងផ្អាកមួយផ្លែតការងាកមកនាងស្ប៉ាតពីដោយកំហឹងខ្ញុំនឹងដោះស្រាយបញ្ហារបស់ខ្ញុំហេអ្នកពិតជាគិតដូចនេះអ៊ូហ្វេងញញឹមថាពួកខ្ញុំភ្លេចប្រាប់អ្នកពីរឿងនេះបងប្រុសរបស់អ្នកមិនមានពេលវេលាល្អនៅទីនោះទេអ្វីស៊ូលីងបានផ្លាស់បតូរយ៉ាងខ្លាំងអូអ្នកមិនដឹងទេលោកប៊ូហ្វេនបានធ្វើពុតថានឹងមានការភ្ញាក់ផ្អើលហាក់ដូចជាបងប្រុសរបស់អ្នកបានលេបបានយ៉ាងល្អពីអ្នកកំពុងនិយាយកុហកស៊ូលីងយ៉ាងត្រជាក់ហេតុអ្វីបានជាខ្ញុំត្រូវកុហក
លោកអ៊ូហ្វេងបានសើចយ៉ាងខ្លាំងថាតើអន្តេវាសិករបស់អ្នកមានកងកម្លាំងបរទេសឬក្មេងស្រីជាច្រើនមកពីកន្លែងផ្សេងទៀតហើយអ្វីបានជាអ្នកមិនស្នើសុំឲ្យពួកគេដឹងការពិតក្នុងកំឡុងពេលបច្ចុប្បន្ននេះតើអ្នកបានទទួលព័ត៌មានពីបងប្រុសរបស់អ្នកទេបញ្ហានេះខ្ញុំនឹងសួរដោយផ្ទាល់ស៊ូលីងបានងាកហើយចាក់ចេញបន្ទាប់មកអ្នកត្រូវតែរហ័សអ៊ូហ្វេងញញឹមថាប្រសិនបើក្នុងអំឡុងពេលប្រឡងអ្នកអាចបញ្ចូលតំណាងឲ្យក្រុមគ្រួសាររបស់យើងប្រហែលជាអ្នកនៅតែអាចជួយបងប្អូនរបស់អ្នកបានប្រសិនបើអ្នកខកខានឱកាសនេះបន្ទាប់មកប្អូនប្រុសរបស់អ្នកអាចនឹងមានគ្រោះថ្នាក់ស៊ូលីងឃ្វាកណតាប់ដៃរបស់នាងហើយមិនបានមើលក្រោយផ្ទុយទៅវិញនាងបានចាក់ចេញដោយផ្ទាល់អ៊ូហ្វេងបានក្រឡេកមើលតួលេខរបស់ស៊ូលីងនិងអ្នកសាច់នៅពីក្រោយទ្រង់ស្រមោលដែលមានស្រមោលបុរសវ័យកណតាឡាប់ម្នាក់ស្គមអ្នកបានលេចំកថាតើពិតជាសម្រុំក្នុងការធ្វើដូច្នេះទេតើមានអ្វីដែលសម្រុំនៅទីនេះអ៊ូហ្វេងបានលុតជង្គង់បុរសវ័យកណតាឡាប់បានដកដង្ហើមធំពាក្យចចាមអារ៉ាមមានថាហាំមិនមានព័ត៌មានណាមួយរបស់គាត់អស់រយៈពេលកន្លះឆ្នាំទេប្រសិនបើមិនជាបើការរងរបួសរបស់គាត់នោះមានអ្វីដែលគាត់បានប្រើបច្ចេកទេសដែលបានហាមឃាត់ជាច្រើនខណៈដែលបច្ចុប្បន្នគាត់ប្រហែលជាមិនទាន់ងើបឡើងវិញនៅឡើយទេលោកអ៊ូហ្វេងបាននិយាយដោយមិនប្រកាន់ខ្ជាប់ថាប្រសិនបើខ្ញុំមិនធ្វើដូច្នេះតើខ្ញុំអាចនុយអេលីលីដោយរបៀបណាអ្នកគិតថាមេជីវិតឈ្មោះរបស់ខ្ញុំស្ថិតនៅក្នុងខួរក្បាលរបស់ខ្ញុំយ៉ាងណាមិញនាងជាកូនស្រីរបស់នាងឈ្មោះធានធានឆងង690ការវាយប្រហារពេលយប់ព្រោះ Aberton អត្ថបទខ្ពស់កូនស្រីរបស់ស៊ូតាំងឈីងតើអ្នកដឹងថាអ្វីដែលបង្ហាញពីអ្វីដែលបង្ហាញទេលោកស៊ូហ្វេងការកើនឡើងភ្លាមៗរបស់លោកប៊ូហ្វេនបានធ្វើឲ្យខ្លួនគាត់ផ្ទាល់បានមានទំនាក់ទំនងជាមួយស៊ូទៀនឆេងបន្ទាប់មកតើមានអ្វីអំពីស៊ូលីនប្រហែលជាមានកំណត់ទ្រព្យដែលលាក់ខ្លួននៅក្នុងនាងមុនពេលប្រឡងខ្ញុំត្រូវតែទទួលបាននាងនៅក្នុងដងរបស់ខ្ញុំចូលបរទេសបតដិតមកនាងបើបុរសណាម្នាក់ហ៊ានចូលទៅចិត្តនាងចូលខោតាចជើងរបស់ពួកគេសម្រាប់ខ្ញុំលោកប៊ូហ្វេនបានបន្តដោយមោទនភាពថាទីក្រុងជាងគេបច្ចុប្បន្នគឺជាសួនកុមាររបស់ក្រុមគ្រួសារអូនមែនហើយ Master វ័យក្មេងបុរសវ័យកណតាឡាក់បានចាក់ចេញដោយស្ងាត់ស្ងៀមក្នុងពេលជាមួយគ្នានេះមានតែព្រះទេដែលដឹងថាតើមានមនុស្សប៉ុន្មានអ្នកមានគំនិតខ្លះលើស៊ូលីឋានៈរបស់នាងនៅពេលកូនស្រីរបស់លោកស៊ូថេនជាងមិនមែនជាអ្នកតូចទេគប់ផ្សំនឹងការរលាយជជែងភ្លាមៗរបស់ស៊ូហាមនុស្សជាច្រើនមានបំណងចង់មើលថាតើលោកស៊ូតាំឆេងបានបន្សល់ទុកនូវទ្រព្យសម្បត្តិដ៏ខ្លះនៅពីក្រោយទេទោះជាយ៉ាងណាក៏ដោយវិធីសាស្ត្រតរបស់ពួកគេមាននិន្នាការកាន់តែច្រើននៅលើផ្ទៃខាងលើទីក្រុងជាងទីក្រុងនៅតែមានសន្តិភាពដូចមិនធ្លាប់មានប៉ុន្តែនៅក្នុងទីងងឹតមួយបានបាត់បង់ចំនួនរាប់ចំនួនឆ្នាំដែលបានកើតឡើងក្នុងចំណោមកងកម្លាំងជាពិសេសនៅក្នុងតំបន់ដែលនៅជិតក្រុមគ្រួសារស៊ូកម្លាំងចម្បងបានប៉ះទង្គិចគ្នាដោយសម្ងាត់ជាច្រើនដងដែលបង្កឲ្យមានការស្លាប់និងរងរបួសជាច្រើនហើយវាគឺទាំងអស់សម្រាប់ស៊ូលីងដៃគូប្រកួតប្រជែងតែមួយគត់របស់ពួកគេគឺជាអ្នកប្រកួតប្រជែងរបស់កងកម្លាំងផ្សេងទៀតដែលមានអំណាចស្រដៀងគ្នានេះដូចជាសម្រាប់លោកស៊ូលីយកខ្លួនឯងអញ្ចឹងតើសោតារបស់នាងមានអ្វីខ្លះការគ្រប់គ្រងតែមួយគត់ដែលក្រុមគ្រួសារស៊ូគឺស៊ូហៅខ្លួនឯងក្នុងឆមាសទី1កម្លាំងនិងមោទនភាពរបស់លោកហោគឺភ្លឺខ្លាំងណាស់ដែលគ្មាននរណាម្នាក់រំជួយបានទេភាពវឹកវរនេះនៅក្នុងទីក្រុង Goyon City ពិតជាមានការភ្ញាក់ផ្អើលដល់មនុស្សជាច្រើនរាប់មិនអស់ទោះយ៉ាងណាពាក្យចចាមអារ៉ាមក្នុងឆមាសទី2បានធ្វើឲ្យអ្នកដែលមានបំណងចង់ធ្វើសកម្មភាពជាពិសេសជាមួយព័ត៌មានរបស់ស៊ូហៅកំពុងរងរបួសហើយត្រូវដកថយក្នុងអំឡុងពេលនៃការប្រយុទ្ធនោះការប្រើប្រាស់បច្ចេកទេសហាមឃាត់របស់ក្រុមហ៊ុនស៊ូហៅនៃបច្ចេកទេសហាមឃាត់ត្រូវបានលាតត្រដាងដែលត្រូវនឹងការដាំដុះបិទទ្វារថ្មីៗរបស់គាត់លើពីនេះទៀតនៅពេលដែលការប្រឡងនៅជុំវិញកែងកម្លាំងទាំងអស់មិនអាចរងចាំបានយូរជាងនេះទេហើយបានចាប់ផតាមមកផ្លាស់ទីលំនៅរាល់ថ្ងៃនៅខាងក្រៅទ្វារគ្រួសារស៊ូនឹងមានការប្រជុំមុខដាក់គ្នាក្នុងចំណោមកម្លាំងជាច្រើនមនរតេស៊ូផល INKART ត្រូវបានគេចាត់ទុកថាជាអ្នកដែលមានកម្លាំងខ្លាំងកាលពីមុនគាត់ត្រូវបានគេចាត់ទុកថាជាអ្នកមានអាយុ1ឆ្នាំនៅទីក្រុងជាងគីទោះយ៉ាងណានៅក្នុងទីក្រុងជាងឈរបច្ចុប្បន្នគាត់មិនមែនជានរណាម្នាក់ទេនៅចំពោះមុខកម្លាំងដ៏អស្ចារ្យគាត់គ្រាន់តែជារបស់សម្រាប់ការបង្ហាញប៉ុណ្ណោះមនុស្សជាច្រើនបានដឹងអំពីស្ថានភាពគ្រួសារស៊ូប៉ុន្តែមិនអាចចូលរួមចំណែកបានច្រើនទេលោកចិនហាវ៉នៀនបានជួយក្រុមគ្រួសារស៊ូម៉ូតងកាលពីមុនប៉ុន្តែបន្ទាប់ពីបានសម្លាប់ពីធ្វើអាជីពជាច្រើនគាត់បានរងរបួសធ្ងន់ពីអ្នកជំនាញធ្វើអាជីពកម្ពុជាមួយហើយត្រូវបានបង្ខំឲ្យដកថយបើប្រៀបធៀបទៅនឹងរ៉េបធ្វើទាំងនោះដែលបានធ្វើចំណាក់ស្រុកទៅកាន់ទីក្រុងនេះគាត់ខ្សោយពេកហើយអាចប្រើបានតែប៉ុណ្ណោះពិចារណាលើស្ថានភាពរបស់ស៊ូហាហូដែលជារឿងតែមួយគត់ដែលសហព័ន្ធអាចធ្វើបានគឺរារាំងអ្នកណាម្នាក់មិនឲ្យវាយប្រហារស៊ូលីងដោយផ្ទាល់ក្នុងនាមជាសមាជិកគ្រួសារនៃសិស្សរបស់មហាវិទ្យាល័យសេនសាហេងគ្រួសារស៊ូសមនឹងការព្យាបាលបែបនេះមិនត្រូវនិយាយពីការចូលរួមវិភាគទានពីមុនរបស់លោកស៊ូហាដល់សហព័ន្ធទោះយ៉ាងណាវាមានកម្រិតត្រឹមតែពេលថ្ងៃប៉ុណ្ណោះនៅពេលដែលមេឃប្រែទៅជាងងឹតដែលលែងស្ថិតនៅក្រោមវិសាលភាពរបស់សហព័ន្ធយប់នេះនៅខាងក្រៅផ្ទះរបស់ក្រុមគ្រួសារស៊ូតែការប៉ះទង្គិចគ្នាមួយទៀតកំពុងកើតឡើងទោះជាយ៉ាងណាក៏ដោយនៅពេលការប្រឡងកំពុងខិតជិតមកដល់ទីបំផុតកម្លាំងខ្លះមិនអាចទប់ខ្លួនបានទៀតទេបន្ទាប់ពីឈ្នះការប្រយុទ្ធលោកប៉របស់ពួកគេចុងក្រោយត្រូវបានពង្រីកដល់ក្រុមគ្រួសារស៊ូជាលើកដំបូងភ្លេចអំពីផលវិបាកធ្វើវាជាមុនហើយយើងនឹងនិយាយនៅពេលក្រោយនេះបានមកពីអ្នកជំនាញខ្ពស់ជាងអេស្ពឺនៅកន្លែងមួយដូចជាទីក្រុងចេងឈោគាត់ត្រូវបានគេចាត់ទុកថាជាការបាញ់ដ៏ធំមួយហើយអ្នកជំនាញនេះភ្លាមៗបានធ្វើឲ្យមានក្រុមគ្រួសារស៊ូ
អ្នកផ្សេងទៀតបានព្យាយាមបញ្ឈប់គាត់ទោះយ៉ាងណាក៏ដោយវាយឺតពេកហើយពួកគេអាចមើលបានតែគាត់ប្រញាប់នៅខាងក្នុងប៉ុណ្ណោះហើយបន្ទាប់មកផ្ទាស់សំឡេងទន់ភ្លន់មួយជួរនៅក្នុងត្រចៀករបស់ពួកគេមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលអ្នកជំនាញកំពូលដែលមានជំនាញខ្ពស់ជាងគេដែលបានលោតទៅមុខយ៉ាងខ្លាំងបានក្របបត់ណតបដោយផ្សែងខ្មៅគាត់បានដួលនៅលើដីដោយតស៊ូឈឺជប់ចាប់នៅពេលដែលមនុស្សគ្រប់គ្នាក្រឡេកមើលនៅទីនេះពួកគេទាំងអស់គ្នាស្រឡាំងកាំងដៃមួយរបស់គាត់បានបាត់ខ្លួនឥឡូវនេះមួយផ្លែតនោះហ៊ូមនុស្សគ្រប់គ្នាបានភ័យតក់ស្លុតយ៉ាងខ្លាំងពីស្រមោលដែលសំឡេងដែលមានឈ្មោះថា Elbeck នេះអាចត្រូវបានគេរៀបខុសហឺអ្នករាល់គ្នាថ្ងៃនេះខ្ញុំមិនចង់សម្លាប់ទេគ្រាន់តែចាក់ចេញហើយបញ្ចប់នេះគួរឲ្យអស់សំណើចណាស់កម្រិតកញ្ជ្រោងដែលមានជំនាញវិជ្ជាជីវៈកម្រិត5ឈប់ធ្វើពុតជាអាកំបាំងតើក្រុមមួយណាដែលអ្នកកំពុងព្យាយាមរក្សាអ្វីៗគ្រប់យ៉ាងបន្លឺសំឡេងមុនពេលដែលបុរសនោះបានបញ្ចប់សម្ដីរបស់គាត់ត្រូវបានគេទះកំភ្លៀងដល់ដីវងមនុស្សដែលនៅជុំវិញបានភ្ញាក់ផ្អើលតើនេះជានរណាការធ្វើសកម្មភាពធ្វើឲ្យអាកំបាំងនិងមានសមត្ថភាពក្នុងការសម្លាប់ងាយស្រួលតើវាអាចជាដែនដែរឬទេប្រសិនបើអ្នកបោះជំហានក្នុងផ្ទះរបស់គ្រួសារស៊ូ100ម៉ែត្រខ្ញុំនឹងមិនទុកនរណាម្នាក់ឡើយសំឡេងត្រជាក់បានបន្តមនុស្សគ្រប់គ្នាស្រឡាំងកាំងនេះជាលើកទី1របស់ពួកគេដែលបានជិតស្និទ្ធនឹងក្រុមគ្រួសារស៊ូវាក៏ជាលើកទី1ហើយដែលមាននរណាម្នាក់បានបង្ខំចិត្តប៉ុន្តែលទ្ធផលដូច្នេះតាំងពីដំបូងក្រុមគ្រួសារស៊ូតែងតែមានអ្នកដែលការពារពួកគេតើបុរសនេះមកពីណាការប្រយុទ្ធគ្នារវាងកម្លាំងពី3ថ្ងៃនេះប្រែទៅជារឿងកំ pl ែងមួយដរាបណាមនុស្សម្នាក់មិនចូលមកជិត100ម៉ែត្រនោះបុរសនោះនឹងមិនធ្វើចលនាទេក្រឡេកមើលគ្នាទៅវិញទៅមកមនុស្សគ្រប់គ្នាបានត្រឡប់មករាយការណ៍ទៅការកើនឡើងខ្ពស់របស់ពួកគេដែលក្រុមគ្រួសារស៊ូមានអាណាព្យាបាលអាថ៌កំបាំងនៅថ្ងៃបន្ទាប់អ្នកណាម្នាក់មិនជឿលើព័ត៌មានហើយត្រូវបានសម្លាប់នៅនឹងកន្លែងនោះទេលោកអេសពើអាជីពកំពូលអ្នកត្រូវបានខ្លាចទៅជាគ្មានអ្វីគួរឲ្យរន្ធត់ជាច្រើនតើទេពកោសល្យប្រភេទនេះបែបណាតើនេះជាកម្លាំងបែបណាកងកម្លាំងនៅទីក្រុងជៀងឈោបានចូលរដ្ឋអសកម្ម3ថ្ងៃក្រោយមកកម្ម100ម៉ែត្រនៅជុំវិញផ្ទះរបស់ក្រុមគ្រួសារបានក្លាយជាតំបន់ដែលត្រូវបានហាមឃាត់ដំបូងខ្ញុំគិតថាបញ្ហានេះនឹងបញ្ចប់ដូចនេះទោះជាយ៉ាងណាខ្ញុំមិនដែលរំពឹងថានៅយុគនេះមានតែយុគនេះមានមនុស្សជាច្រើនបានមកស្ងាត់ទេតើអ្នកប្រាកដទេពូហ្វេងមើលទៅត្រជាក់នៅបុរសវ័យកណតាឡានៅពីមុខគាត់មែនហើយម្ចាស់វ័យក្មេងព័ត៌មានភាពត្រឹមត្រូវបុរសវ័យកណតាឡានោះបានធានាអស្ចារ្យណាស់ខ្ញុំស្ទើរតែទទួលបានភ័យខ្លាចលោកពូហ្វេងបានញញឹមធ្វើឲ្យមានបញ្ហាយ៉ាងខ្លាំងប៉ុន្តែនេះល្អសម្រាប់យើងចាប់តាំងពីកម្លាំងផ្សេងទៀតបានដកថយហើយការប្រឡងគឺនឹងចាប់ផតាមមកបន្ទាប់មកពិចារណានៅថ្ងៃនេះថាជាថ្ងៃកំណត់ហាពួកគេបានខិតខំយ៉ាងខ្លាំងដើម្បីរៀបចំពិធីមង្គលការរបស់ខ្ញុំស្វីមនុស្សរាប់មិនអស់បានចូលទៅជិតក្រុមគ្រួសារស៊ូវូហ្វេនបានក្រវីដៃរបស់គាត់ដើម្បីចុះហត្ថលេខាថាបន្ទប់ត្រឹមត្រូវហើយសូម្បីតែបន្ទាប់ពីទទួលបានការស្លាប់របស់អ្នកជំនាញកំពូលអាជីពកំពូលភ្នំអ៊ូហ្វុងនៅតែចេញបទបញ្ជាបែបនេះបុរសរាប់មិនអស់ក្នុងខ្មៅប្រញាប់ប្រញាល់ទៅមុខរបស់គាត់សំឡេងគ្រប់ប្រភេទអាចត្រូវបានគេផ្សែងពណ៌សបានចូលលុកលុយគ្រប់ទីកន្លែងនៅក្នុងរង្វង់100ម៉ែត្រដែលមានផ្សែងអាប់ក្រាស់លេជជែងមកបង្កឲ្យមានមនុស្សជាច្រើនឲ្យស្រែកដោយឈឺចាប់ប្រសិនបើអ្នកចង់ឈានជើងចូលតំបន់នេះអ្នកនឹងត្រូវបង់ថ្លៃនេះត្រូវបានគេប្រមានពីមុនទំនេរគ្មាននរណាម្នាក់ទោះជាយ៉ាងណាក៏ដោយប្រឈមមុខនឹងស្ថានភាពបែបនេះគឺអ៊ូហ្វេងនៅតែទទួលរងនៅមុខប្រជែករបស់គាត់ហើយបានបញ្ជាគិតថ្លៃបុរសនៅក្រោមពីបញ្ជារបស់គាត់បានដើរទៅមុខពួកគេទាំងអស់សុទ្ធតែចំណីកានងរបស់ក្រុមគ្រួសាររបស់គាត់ហើយពួកគេម្នាក់បានធ្លាក់នៅមុខផ្ទះគ្រួសារស៊ូមួយសន្ទុះក្រោយមកជាង100អេស្ពើបានស្លាប់ទោះយ៉ាងណានៅពេលនេះដោយមិនបានរំពឹងទុកគាត់បានប្រញាប់ទៅមុខតាមពិតគាត់មិនអើពើនឹងតំបន់100ម៉ែត្រហើយបានឈានមុខគេយ៉ាងខ្លាំងអ្នកផ្សេងទៀតដែលមិនគិតថ្លៃមុនមានអារម្មណ៍ប្លែកហើយបានព្យាយាមបើគ្មានឧបសគ្គអ្វីទេពួកគេស្រាប់តែមានអារម្មណ៍រំភើបដែលគេហៅថារបាំងដែលគេហៅថាហាក់ដូចជាបានបាត់ខ្លួនលោកខ្ញុំសង្ស័យដែរលោកប៊ូហ្វេងបានស្វែងរកថាដូច្នេះខ្ញុំបានឈ្នះការភ្នាល់របស់ខ្ញុំអ្នកដែលនៅជិតក្រុមគ្រួសារស៊ូហើយមានកម្លាំងបែបនេះនៅក្នុងទីក្រុងជាងហ្គេមនៅលក្ខណៈបែបនេះគឺលោកបើសឹកគឺសាំងសុងទៀនការព័ទ្ធជំវិញបានប្រែទៅជាស្ងៀមស្ងាត់មិនមានការឆ្លើយតបទេលោកអ៊ូហ្វេងបានបន្តសំឡេងប្រងើយកណតើរបស់គាត់ថាជាន់ខ្ពស់សាំងឈប់ព្យាយាមធ្វើឲ្យអាកំបាំងទៀតប្រសិនបើខ្ញុំពិតជាត្រូវបានគេបោកបញ្ឆោតខកមកពីបុរសចំណាស់ម្នាក់បានបន្តតួលេខដ៏គួរឲ្យអាម៉ាស់ខ្លះបានដើរយឺតគួរឲ្យភ្ញាក់ផ្អើលវាពិតជាសាំងសុងទៀនប្រាកដណាស់វាជាអ្នកម៉ាសាំងលោកប៊ូហ្វេនបានថ្លែងជាផ្លូវការតើអ្នកបានគ្រប់គ្រងការស្មានបែបនេះយ៉ាងដូចមកទេចោសំឡេងរបស់ចាងហសូងូទៀនកំពុងបង្ហាញភាពជូរចត់ហេកម្លាំងរបស់បុរសចំណាស់នេះគឺបន្ទាប់ពីបានឈានដល់ចំណុចកំពូលដែលមិនមានជំនាញមិនយូរប៉ុន្មានទេល្អនេះគឺមានភាពងាយស្រួលលោកប៊ូហ្វេនបានញញឹមដាក់ពួកគេយ៉ាងខ្លាំងនៅទីក្រុងជាងនេះអ្នកបានទិញសម្ភារៈឱសថយ៉ាងច្រើនហើយសម្ភារៈទាំងនេះមានលក្ខណៈសម្រាប់មេរោគនេះវារឹងមាំគ្រប់គ្រាន់ក្នុងការរលុបអេស្ពើណាមួយក្រោមអំណាចដែនប៊ូហ្វេនបានពន្យល់យ៉ាងសាហាវណាស់លោកចាងហសូងូត្រីបានមើលតួលេខរបស់គាត់ហើយដកដង្ហើមធំថាមែនហើយអ្នកនៅខាងស្ដាំដើម្បីមានលទ្ធភាពរៀបចំផែនការនេះគិតជាភាគរយរបស់ IAS តើអ្នកមានអាយុកាលអ្វីស៊ូហាវប៊ូហ្វេនញញឹមថាគាត់គ្រាន់តែជាដើមឈើដែលមានស្លឹកពុលប៉ុណ្ណោះ
មិនថាទេពកោសលរបស់គាត់អស្ចារ្យប៉ុណ្ណាដូច្នេះតើមានអ្វីអស្ចារ្យលោកអ៊ូហ្វេងបាននិយាយនៅក្នុងការមិនចុះសម្រុងគាត់ជាឆ្អឹងដែលគ្មានប្រយោជន៍បែបនេះដែលគាត់មិនបានដឹងពីរបៀបប្រើធនធានដែលបានចាក់ចេញដោយឪពុករបស់គាត់ហាចាងហោសូហុងបានចាប់ក្បាលរបស់គាត់ថាខ្ញុំបានទទួលការសរសើរដែលខ្ញុំបានផតលោឲ្យមុនបញ្ឈប់ការនិយាយមិនសមហេតុសមផលខ្ញុំបានហៅអ្នកថាអ្នកមិនមានកម្រិតអ្នកដែលមានគេឈ្មោះថាជាម្ចាស់គ្រឿងញៀនទេអ្នកដឹងថាអ្នកមិនអាចបញ្ឈប់ខ្ញុំបានទេតែអ្នកកំពុងព្យាយាមរារាំងខ្ញុំតើអ្នកដឹងយ៉ាងដូចមកទេចោះថាខ្ញុំមិនអាចបញ្ឈប់អ្នកបានសាំសុងទៀនញញឹមឆ្នាំដែលខ្ជិលច្រអូសរបស់អ្នកគូតែត្រូវបានបញ្ចប់ឥឡូវនេះលោកប៊ូហ្វេនបានបន្តសម្លេងប្រងើយកណតើរបស់គាត់ថាចំពោះកម្លាំងរបស់អ្នកដូចជានរណាម្នាក់ដែលទើបតែឈានចូលក្នុងវិស័យអាជីពតើអ្នកអាចសម្រេចបានអ្វីនៅទីនេះការរីកចម្រើននៅពីក្រោយលោកអ៊ូហ្វេងបរិះវ័យកណតឡាក់នោះបានបង្ហាញការពិតរបស់គាត់ដែលជាអ្នកជំនាញកម្ពុជាភ្នំដែលមានជំនាញខ្ពស់បំផុតយកស៊ូលីងចេញបាទបរិះវ័យកណតឡាក់នោះបានចេញមុខចាងហោសូណូទៀនបានធ្វើចលនាមកតងទៀតហើយបានរារាំងបរិះវ័យកណតឡាក់ឆ្នាំរាប់មិនអស់បានលេចចេញពីដៃរបស់គាត់បង្កើតភាពពវនៅជំវិញដោយកម្លាំងរបស់គាត់ពិតជាអាចបញ្ឈប់បរិះវ័យកណតឡាក់នេះដោយបង្ខំបាំងបរិះនោះពិតជាមិនអាចចិត្តបានទេការផ្លាស់ប្ដូរតូរ៉ូដ៏អស្ចារ្យមួយគឺលោកចាបភ្នែករបស់លោកអ៊ូហ្វេងបានសូលួតហើយបើមិនមែនជាការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់យើងដែលធ្វើឲ្យការត្រៀមលក្ខណៈរបស់អ្នកខ្លាចជាអ្នកប្រញាប់យើងប្រហែលជានឹងត្រឡប់មកវិញដោយដៃទំនេរអាក្រក់ណាស់ចាងហោសូណូស៊ីនមិនបានឆ្លើយហើយនៅតែបន្តរារាំងពួកគេអ្វីដែលអ៊ូហ្វេងបាននិយាយថាត្រឹមត្រូវប្រសិនបើគាត់ត្រូវបានផតលោពេលវេលាដែលយកចិត្តទុកដាក់ចំពោះអ្នកជំនាញកម្ពុជាភ្នំដែលមានជំនាញខ្ពស់ជាងទោះបីជាគាត់មិនអាចសម្លាប់ពួកគេក៏ដោយគាត់នៅតែអាចស្ទាក់ចាប់ពួកគេដោយភាពងាយស្រួលទោះយ៉ាងណាតើអ្នកណាដែលបានស្រមៃគិតថាបន្ទាប់ពីភាពស្ងៀមស្ងាត់ពី3ថ្ងៃក្រុមគ្រួសារវូនេះបានចាប់ផតមកប្រតិបត្តិការខ្នាតដ៏ធំមួយដោយកាត់បន្ថយថ្នាំទាំងអស់ដែលគាត់បានរៀបចំលើពីនេះទៅទៀតមានថ្នាំដទៃទៀតដែលគាត់មិនបានធ្វើឲ្យគួរឲ្យស្ដាយយោការរីកចម្រើនកម្មរស្មីអិចដែលមានពន្លឺភ្លឺហើយអ្នកបច្ចេកទេសប្រភពដើមរបស់បរិះវ័យកណតឡាក់បានទូឡើងការផ្ទុះចាងសូណានៅឆ្ងាយបើគ្មានថ្នាំរបស់គាត់ទេគម្លាតនៃភាពខ្លាំងរវាងពួកគេគឺធំពេកលោកចាងហេតុអ្វីមិនដើរតាមគ្រួសាររបស់យើងទោះបីយើងមិនអាចប្រៀបធៀបទៅនឹងក្រុមគ្រួសារកម្ពុជាចំនួន10ក៏ដោយបន្ទាប់ពីបានបន្តស្ងប់ស្ងាត់ដោយស្ងប់ស្ងាត់យ៉ាងណាមិញការសិក្សាអសពគឺជាផ្លូវដែលពោពេញទៅដោយអាថ៌កំបាំងមែនទេហេលោកចាងហោសូមកទុកក្បាលរបស់គាត់ថាអ្នកប្រសិនបើខ្ញុំពិតជាចង់រស់នៅដូចនោះខ្ញុំនឹងស្នាក់នៅក្នុងគ្រួសារហោសេងហេតុអ្វីបានជាខ្ញុំត្រូវចេញមកក្នុងពិភពខាងក្រៅគួរឲ្យអស់សំណើចណាស់មុខគ្រួសារហោសុងមុខរបស់ចាងវាងបានផ្លាស់បតូរ៉ូភ្លាមសម្រាប់អ្នកបោះចោលពាក្យនេះចេញពីមាត់របស់អ្នកវាអាចជាសិស្សម្នាក់ដែលមានឈ្មោះថាសាំងបន្ទាប់មកខ្ញុំមិនអាចចាក់ចេញពីជីវិតរបស់អ្នកបានទេទឹកមុខរបស់អ៊ូហ្វេងប្រែទៅជាជំងឺផតាស័យគាត់គឺជាមនុស្សដែលសម្រេចចិត្តនរណាម្នាក់ដែលគាត់បានបរាជ័យក្នុងការជ្រើសរើសគាត់ច្បាស់ជាមិនមានទំនេរទេលោកបានស្រែកកថាចូលស្រែកឡើងថាចូលសម្រាប់លោកខានបាទបរិះវ័យកណតឡាក់បានធ្វើចលនារបស់គាត់លោកអ៊ូហ្វេងបានស្រកកងសាមមួយថាតើអ្វីដែលគួរឲ្យអាណិតប្រសិនបើស៊ូលីកំពុងសតាប់បង្កប់តើមានរឿងជាច្រើនកើតឡើងយ៉ាងដូចមកទេចោក្មេងស្រីតូចម្នាក់មកពីវិទ្យាល័យគឺពិតជាពិបាកដោះស្រាយណាស់ការរីកចម្រើនបរិះនោះបានបំផ្ទុះមួយដើរទៅមុខចាងហោសុងជុំញញឹមយ៉ាងជាបន្ទាន់គាត់ប្រហែលជាមិនដែលគិតថាគាត់នឹងបញ្ចប់ការស្លាប់បែបនេះទេទោះយ៉ាងណាសំណើរបស់ស៊ូហាមករកគាត់ខ្លាចថាគាត់មិនអាចបំពេញវាបានទៀតទេកណតាប់ដៃរបស់បរិះវ័យកណតឡាក់ម្នាក់នោះកាន់តែខិតជិតគ្នានឹងខិតតទៅចិត្តភ្នែករបស់ចាងហោសូណូទៀននៅពេលដែលគាត់គិតថាការធ្វើឲ្យប្រសើរឡើងដល់ក្រៀមក្រំខិតជិតមកដល់គាត់បានកត់សម្គាល់ឃើញថាណតាប់ដៃនៅចំពោះមុខគាត់បានជប់ហើយមិនអាចខិតតទៅចិត្តបានទេវាបានជប់នៅកន្លែងដដែលដូចជារូបសំណាកមួយបន្ទាប់មកស្រមោលមួយបានចេញពីកន្លែងដែលនៅពីក្រោយបរិះនោះតួលេខដែលធ្លាប់ស្គាល់បានធ្វើឲ្យបេះដូងរបស់ចាងហោសូណូស៊ីងបានលោករំលងវាអាចជា